Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយ admin ទៀតហើយខ្ញុំបាទសេងម៉ាឬក៏ហៅបានថាប្រុសស្មោក៏បានដែរដែល admin គឺបានលើកយករឿងសេរីចាស់មួយយកមកសម្រាប់ជូនអ្នកទាំងអស់គ្នា admin គឺសូមដាក់ចំណងជើងរឿងមួយនេះគឺមានចំណងជើងថាស្នេហារវាងវីរៈវរៈនិងម្ចាស់ស្ត្រីបិសាចអញ្ចឹងបើចង់ដឹងថាសាច់រឿងវាល្អមើលយ៉ាងណាមកតាមដានជាមួយ admin ទាំងអស់គ្នាផ្ដើមពីសាច់រឿងរបស់យើងដំបូងដែលគេបង្ហាញពីគូស្នេហ៍មួយគូដោយអ្នកទាំងពីរកំពុងតែអង្គុយសាសងជាមួយនឹងគ្នានៅក្រោមដើមផ្កាសាការ៉ានឹងឯងពេលនោះខាងស្រីក៏បានប្រគល់នំគុកភីចំនួន1ប្រអប់ឲ្យទៅកាន់ខាងប្រុសគាត់ក៏បានទទួលយកហើយគាត់ក៏បានសាកភ្លក់មួយម៉ាត់នោះគាត់ក៏បានលាល់មកថាវាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ចំណែកខាងប្រុសអេមិនគឺសុំប្រាប់ឈ្មោះរបស់គាត់តែម្ដងដែលគាត់គឺមានឈ្មោះថា Fodo ខាងស្រីនៅវិញនៅពេលដែលខាងប្រុសគាត់ក៏បានសរសើរបែបនេះធ្វើឲ្យនាងគឺពិតជាសប្បាយចិត្តមែនទែនហើយឈ្មោះរបស់ខាងស្រីនេះគឺមានឈ្មោះថា Demomi ខ្សាច់រឿងក៏កាប់បង្ហាញនៅកន្លែងការប្រយុទ្ធរបស់ Power Ranger ឬក៏ជាវីរៈរបស់ការពីពិភពលោកនេះវិញដែល hero របស់យើងមុនដំបូងនេះគឺពណ៌ខៀវពណ៌លឿងបន្តមកទៀតគឺពណ៌ផ្កាឈូកហើយចុងក្រោយគេនោះគឺជាពណ៌បៃតងនឹងឯងដែលពួកគេទាំង4នាក់កំពុងតែប្រយុទ្ធជាមួយនឹងបិសាចក៏ប៉ុន្តែនោះគឺមិនមែនជាបិសាចដ៏ធំដុំអីនោះទេសិតតែជាកូនចៅទាំងអស់ហើយអំឡុងពេលហ្នឹងយើងទើបតែដឹងថាតួឯករបស់យើងដែលជា Fudo ហ្នឹងគឺជាវីរៈរស់ពណ៌ក្រហមចំណែកខាងស្រីនេះគឺមានហាសនារបស់នាងផងដែរគឺជាម្ចាស់ស្ត្រីបិសាចហើយនៅពេលនេះគឺបានស្រឡាញ់គ្នាក៏ប៉ុន្តែកូនចៅរបស់ពួកគេគឺអត់ដឹងនោះឡើយពេលហ្នឹងម្ចាស់ស្ត្រីនាងពិតជាអៀនខ្មាស់មែនទែនបន្ទាប់ពី Fudo គឺបានសម្លឹងមើលមកកាន់នាងគឺមិនដាក់ភ្នែកនោះទេដោយសារតែបែបនេះហើយម្ចាស់ស្ត្រីបិសាចក៏បានប្រាប់ទៅកាន់ Fudo កុំឲ្យសម្លឹងមើលមកកាន់នាងទៀតអីបន្តមកទៀត Fodo ក៏បានសុំចាប់ដៃរបស់ម្ចាស់ស្ត្រីបិសាចដោយសារតែនៅពេលនេះទំនៀមទម្លាប់របស់ពួកគេគឺជាសង្សារនឹងគ្នាដូច្នេះហើយបានជាគាត់ក៏បានសុំចាប់ដៃនឹងឯងហើយនេះគឺជាលើកដំបូងរបស់គាត់ផងដែរដល់ពេលចឹងទៅធ្វើឲ្យម្ចាស់ស្ត្រីបិសាចគឺកាន់តែអៀនទៅកាន់ Fodo ទៀតហើយក៏បានលើកឡើងនិយាយថាពួកគេគឺទើបតែស្រឡាញ់គ្នាតែប៉ុណ្ណោះអញ្ចឹងហើយយើងមិនចាំបាច់ចាប់ដៃគ្នាអីនោះទេចំណែក Fodo ក៏បាននិយាយថាពួកគេក៏បានណាត់ជួបគ្នាចំនួន3ដងហើយដូចនេះពួកគេគួរតែសាកចាប់ដៃទៅដើម្បីឲ្យស្នេហារបស់ពួកគេគឺកាន់តែស្និទ្ធស្នាលនឹងឯងម្ចាស់ស្ត្រីបិសាចបើរងនឹងចាប់ដៃរបស់ Fodo ហើយនោះក៏ស្រាប់តែវីរៈវរៈវខៀវក៏បានឡើងមកដល់ទីនេះដោយខ្លាចបែកការថាពួកគេក៏បានស្រឡាញ់គ្នានោះអ្នកទាំងពីរក៏បានសម្ដែងធ្វើជាប្រយុទ្ធគ្នាតែម្ដងហើយសាច់រឿងក៏បានបញ្យល់ប្រាប់ទៅកាន់អ្នកនរគ្នាថាក្រុមរបស់ Fodo គឺជាវីរៈវរៈនិងមានកាតព្វកិច្ចដើម្បីការពារពិភពលោកជាភាសាវីរៈវរៈទាំង5រូបនឹងក៏មានឈ្មោះតំណាងក្រុមផងដែរគឺមានឈ្មោះថា Super Sentai Galito ហើយអ្នកដឹកនាំក្រុមមួយនេះគឺជា Fodo នឹងឯងចំណែកខាងបិសាចនៅវិញគេឲ្យឈ្មោះថា Geckoហើយពពួកបិសាចទាំងអស់នោះពួកគេគឺមានបំណងថាគ្រប់គ្រងពិភពលោកនឹងឯងដូច្នេះហើយបានជាពួកគេគឺតែងតែប្រយុទ្ធគ្នាជាមួយនឹង Super Sentai បន្ទាប់ពីការបញ្យល់ទៅកាន់អ្នករកគ្នាហើយនោះ Super Sentai ពកខៀវបន្ទាប់ពីឃើញអ្នកទាំងពីរកំពុងតែប្រយុទ្ធគ្នាបែបនេះគាត់ក៏បានធ្វើដំណើរដើម្បីចាក់ចេញពីទីនេះបាត់ទៅអ្នកទាំងពីរបន្ទាប់ពីឃើញ Super Sentai ពកខៀវគាត់ក៏បានចាក់ចេញអញ្ចឹងពួកគេក៏បានចូលប្រយុទ្ធផងដែរ Fodo គាត់ក៏បាននិយាយទៅកាន់ម្ចាស់ស្ត្រីបិសាចថានៅពេលនេះពួកគេក៏បានចាប់ដៃគ្នាបានសម្រេចហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចនេះគឺពិតជាសប្បាយចិត្តមែនទែននៅពេលដែលពួកគេក៏បានចាប់ដៃគ្នាបានសម្រេចសាច់រឿងក៏កាប់បង្ហាញពេលវេលាថយក្រោយគឺរយៈពេល1អាទិត្យមុនគឺការស្ថិតនៅទីស្នាក់ការកណ្ដាលរបស់វីរៈវរៈទាំង5នៅពេលនោះយកថា Fodo ក៏កំពុងតែហាត់ប្រាណដើម្បីឲ្យសាច់ដុំរបស់គាត់គឺកាន់តែណែនល្អនឹងឯងភ្លាមៗដែរក៏ស្រាប់តែមានក្មេងស្រីម្នាក់ក៏បានយកកសែងឲ្យទៅកាន់ Fodo ហើយតាមពិតទៅក្មេងស្រីម្នាក់នេះគឺជា Super Sentai ពណ៌ផ្កាឈូកដែលនាងគឺមានឈ្មោះថា Fodo នៅវិញក៏បានធ្វើការអរគុណទៅកាន់ Haro ផងដែរដែលយកកសែងឲ្យគាត់ Haro ក៏បានប្រាប់ទៅកាន់ Fodo ផងដែរថានៅពេលនេះពួកគេគឺត្រូវតែបើកការប្រជុំហើយគណៈពេលកំពុងតែធ្វើដំណើរដើម្បីទៅបន្ទប់ប្រជុំនោះអ្នកទាំងពីរក៏បានជួបប្រទះជាមួយនឹង Super Sentai ពណ៌ខៀវហើយគាត់គឺមានឈ្មោះថាHayato ហើយគាត់កំពុងតែញ៉ែញ៉ទៅកាន់អ្នកធ្វើការនៅទីនោះនឹងឯងជាលទ្ធផលរបស់ Hayato នោះគឺត្រូវមួយកំភ្លៀងរបស់នារីម្នាក់នឹងបាត់ទៅហើយអ្នកទាំងពីរបន្ទាប់ពីឃើញបែបនេះក៏មានអារម្មណ៍ថាគាំងផងដែរហើយអ្នកទាំង3ក៏បានធ្វើដំណើរដើម្បីទៅជួបជាមួយនឹង Super Sentai ចំនួន2រូបទៀតម្នាក់ដំបូងគេនោះគឺជា Super Sentai ពណ៌លឿងដែលនាងគឺមានឈ្មោះថា Misaki ហើយចុងក្រោយគេនោះគឺជា Super Sentai ពណ៌បៃតងដែលគាត់គឺមានឈ្មោះថា Todoroki ហើយនៅទីនេះក៏មានសាស្ត្រាចារ្យមួយរូបផងដែរដែលគាត់គឺមានតួនាទីក្នុងការចាត់ចែងឬក៏មើលការខុសត្រូវទៅកាន់វីរៈវរៈទាំង5រូបហ្នឹងបន្ទាប់ពីពួកគេក៏បានមកជួបជុំគ្នាហើយនោះពួកគេក៏ចាប់ផ្ដើមបើកការប្រជុំរបស់ពួកគេផងដែរដោយសាស្ត្រាចារ្យក៏បានបញ្យល់ប្រាប់ទៅកាន់អ្នកទាំង5ឲ្យបានដឹងថានៅពេលនេះខាងបិសាចគឺមានឥទ្ធិពលខ្លាំងមែនទែនដោយសារតែមានវត្តមានម្ចាស់ស្ត្រី Reaper ឬក៏ម្ចាស់ស្ត្រីបិសាចនឹងឯងដូច្នេះហើយអ្នកទាំង5គឺត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់ជាមួយនឹងបិសាចនិយាយបន្តបានផុតប្រមូលផងបណ្ដឹងប្រកាសអាសន្នក៏បានពលឺឡើងដូចនេះហើយសាស្ត្រាចារ្យក៏បានបញ្ជាអ្នកទាំង5ដើម្បីទៅកម្ចាត់បិសាចដែលបានមកអុកឡុកមកកាន់ទីក្រុងនឹងឯងសាច់រឿងក៏កាប់បង្ហាញនៅកន្លែងសួនកំសាន្តមួយកន្លែងឯនេះវិញយកថាមានបិសាចជាច្រើនកំពុងតែអុកឡុកទៅកាន់ប្រជាជនហើយមេដឹកនាំរបស់បិសាចគឺមានបិសាចខ្លាឃ្មុំនិងម្ចាស់ស្ត្រីបិសាចនឹងឯងបិសាចគឺមិនទាន់បានបើកការវិវហាទៅកាន់ប្រជាជនផងហ្នឹងក៏ស្រាប់តែអ្នកទាំង5ក៏បានមកដល់ទីនេះហើយអ្នកទាំង5ក៏មិនចាំយូរដែរក៏ចាប់ផ្ដើមធ្វើការប្រែកាឡារបស់ពួកគេដើម្បីក្លាយទៅជា Super Sentai
Super Sentai ពណ៌ក្រហមគឺតំណាងឲ្យយុត្តិធម៌ Super Sentai ពណ៌ខៀវគឺតំណាងឲ្យភាពក្លាហាន Super Sentai ពណ៌លឿងគឺតំណាងឲ្យការរស់រានមានជីវិតបន្តមក Super Sentai ពណ៌បៃតងគឺតំណាងឲ្យសេចក្តីស្រឡាញ់ចុងក្រោយគេគឺជា Super Sentai ពណ៌បៃតងដែលតំណាងឲ្យសន្តិភាពបិសាចខ្លះខ្មុំបន្ទាប់ពីឃើញបែបនេះវាក៏មិនខ្លាចដែរក៏បានបញ្ជាកូនចៅរបស់ខ្លួនឯងដើម្បីបើកការវាយប្រហារទៅកាន់អ្នកទាំង5 Super Sentai ពណ៌ក្រហមជំនាញរបស់គាត់គឺខាងប្រើដាវនឹងឯងហើយយើងគិតថាកម្លាំងរបស់គាត់ពិតជាខ្លាំងមែនទែនរីឯ Super Sentai ពណ៌លឿងនៅវិញការប្រើប្រាស់អាវុធរបស់នាងគឺជាញយួរជាឯ Super Sentai ពណ៌ផ្កាឈូកឯនេះវិញអាវុធរបស់នាងគឺជាព្រួញបាញ់ម្ដងចេញ5គ្រាប់ឯនោះចំណែក Super Sentai ពណ៌បៃតងគាត់អត់មានអាវុធប្រើប្រាស់ដូចគេនោះទេដែលគាត់គឺមានជំនាញខាងការប្រើប្រាស់កម្ដាប់ដៃរបស់គាត់នឹងឯងចុងក្រោយគេគឺជា Super Sentai ពណ៌ខៀវអាវុធរបស់គាត់គឺជាកងក្បិតចំនួន2នឹងឯងហើយត្រឹមតែមួយផ្លែតែប៉ុណ្ណោះពួកគេក៏បានកាន់ចាប់ទៅកាន់កូនបិសាចហ្នឹងគឺអស់លលីងតែម្ដងនិយាយរួមទៅដូចកាហ្មងបិសាចខ្លះខ្មុំបន្ទាប់ពីឃើញបែបនេះក៏វាមិនចោះចាញ់ដែរហើយវាក៏បានបើកការវាយប្រហារទៅកាន់ Super Sentai ទាំង5រីឯម្ចាស់ស្ត្រីបិសាចនេះក៏បានដកអាវុធរបស់នាងដើម្បីវាយប្រហារផងដែរហើយ Super Sentai ពណ៌ក្រហមបន្ទាប់ពីឃើញបែបនេះគាត់ក៏បានចូលទៅទប់ទល់ហើយថាអាពលរបស់អ្នកពីរក៏ដូចជាស្មើគ្នាដូច្នេះហើយ Super Sentai ពណ៌ក្រហមក៏បានប្រកាសប្រាប់ទៅកាន់កូនក្រុមរបស់ខ្លួនឲ្យអ្នក14ទៅប្រយុទ្ធគ្នាជាមួយនឹងបិសាចខ្លាំងមុំទៅហើយម្ចាស់ស្ត្រីបិសាចទុកឲ្យគាត់គឺជាអ្នកប្រយុទ្ធនឹងឯងបន្ទាប់ពីបែងចែកគ្នារួចរាល់ហើយនោះពួកគេក៏បានចូលទៅប្រយុទ្ធជាលើកទី2ទៅតាមអ្វីដែល Super Sentai ពណ៌ក្រហមគាត់ក៏បានលើកឡើងនិយាយនឹងឯងការបង្ហាញនៅកន្លែងការប្រយុទ្ធ Super Sentai ពណ៌ក្រហមជាមួយនឹងម្ចាស់ស្ត្រីបិសាចនេះវិញយើងគិតថាស្នៀតការប្រយុទ្ធរបស់ពួកគេគឺស្មើគ្នានឹងឯងដែលគ្មានអ្នកណាគឺលើប្រៀបទៅកាន់អ្នកណានោះទេភ្លាមនោះក៏ស្រាប់តែឮសំឡេងផ្ទុះឡើងខ្លាំងនៅពីក្រោយខ្នងរបស់ម្ចាស់ស្ត្រីបិសាចនៅពេលដែលកលេចមើលទៅក៏ស្រាប់តែឃើញបិសាចខ្លាំងខ្មងកំពុងតែលើកទង់សបាត់ទៅហើយឬក៏មានន័យថាគឺសុំចោះចាញ់នឹងឯងហើយដោយសារតែការចាញ់របស់បិសាចខ្លាំងខ្មងបែបនេះហើយម្ចាស់ស្ត្រីបិសាចក៏បាននិយាយទៅកាន់ Super Sentai ពណ៌ក្រហមផងដែរថាពួកគេនឹងជួបគ្នាលើកក្រោយទៀតហើយនាងពិតជាសារទៅកាន់ថ្វីដៃរបស់ Super Sentai ពណ៌ក្រហមមែនទែនពីព្រោះកន្លងមកនាងគឺមិនដែលឃើញអ្នកណាគឺមានថ្វីដៃស្មើនាងនោះទេហើយនាងក៏បាននិយាយបន្តទៀតថាការជួបគ្នាលើកដំបូងមួយនេះគឺជាវាសនារបស់ពួកគេ Super Sentai ពណ៌ក្រហមបន្ទាប់ពីឮម្ចាស់ស្ត្រីបិសាចគឺបាននិយាយមកកាន់គាត់បែបនេះបែរជាគាត់ក៏បានឡើងមុខឡើងក្រហមទៅវិញបន្ទាប់ពីការប្រយុទ្ធត្រូវបានបញ្ចប់នៅ Fudo ក៏បានត្រឡប់មកកន្លែងហាត់ប្រាណរបស់គាត់វិញសាស្ត្រាចារ្យក៏បានកត់សម្គាល់ទៅកាន់ Fudo គឺមិនដែលឃើញ Fudo នឹងគឺបានធ្វើអ្វីក្រៅពីការហាត់ប្រាណនោះទេមួយថ្ងៃនៅតែកន្លែងហាត់ប្រាណអញ្ចឹងហើយគាត់ក៏បានសួរទៅកាន់ Fudo ថាឯងអត់មានចំណងចង់ធ្វើអ្វីក្រៅពីហាត់ប្រាណទេអី Fudo ក៏បាននិយាយផងដែរថាគាត់គឺត្រូវតែប្រឹងរាងកាយរបស់គាត់ឲ្យបានមាំមួនប៉ុន្តែឥឡូវនេះគាត់គឺមានអារម្មណ៍ថាធ្លាក់អំឡុងស្នេហ៍ទៅកាន់នារីម្នាក់គ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យសាស្ត្រាចារ្យគាត់គឺមានការភ្ញាក់ផ្អើលហើយគាត់ក៏បានសួរទៅកាន់ Fudo តែម្ដងថាម្នាក់ស្រីគឺជានរណាគេគឺប្រាប់មកកាន់គាត់មក Fudo ក៏អត់បានប្រាប់ទៅកាន់សាស្ត្រាចារ្យចំនោះទេដែលគាត់ក៏បានបង្ហើបប្រាប់ថាម្នាក់ស្រីដែលគាត់ក៏បានលួចស្រឡាញ់នោះគឺរស់នៅពិភពលោកផ្សេងពីគ្នាដែលហេតុនេះហើយក៏បានស៊ីមួយកំណាប់ដៃរបស់សាស្ត្រាចារ្យតែម្ដងហើយគាត់ក៏បានដេញទៅកាន់ Fudo ឲ្យទៅសារភាពស្នេហ៍ទៅកាន់នារីម្នាក់នោះឲ្យហើយទៅគាត់នឹងគ្រប់គ្រងទៅកាន់ឯងជានិច្ចនឹងឯងដោយសារតែការជំរុញរបស់សាស្ត្រាចារ្យបែបនេះ Fudo ក៏បានសម្រេចចិត្តគឺទៅសារភាពនឹងឯងសាស្ត្រាចារ្យបន្ទាប់ពីឃើញបែបនេះក៏ពិតជាសប្បាយចិត្តជាខ្លាំងហើយគាត់ក៏ឆ្ងល់ផងដែរថានារីម្នាក់ណាដែលបានដាក់ស្នេហ៍ទៅកាន់ Fudo នឹងឯងស្អីរឿងក៏កាប់បង្ហាញនៅកន្លែងរោងចក្រដែលគេបោះបង់មួយកន្លែងយើងគិតថា Fudo ក៏កំពុងតែរងចាំទៅកាន់ម្ចាស់ស្ត្រីបិសាចម្ចាស់ស្ត្រីបិសាចបន្ទាប់ពីឃើញ Fudo ក៏បានណាត់ជួបមកកាន់នាងគឺតែពីរនាក់បែបហ្នឹងនាងក៏បានយល់ច្រឡំថា Fudo ចង់ប្រយុទ្ធជាមួយនាងគឺមួយស្មើមានន័យក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែ Fudo ក៏បានសារភាពស្នេហ៍ទៅកាន់ម្ចាស់ស្ត្រីបិសាចតែម្ដងម្ចាស់ស្ត្រីបិសាចបន្ទាប់ពីឮបែបនេះនាងគឺស្ទើរតែមិនជឿនោះទេ Fudo មិនត្រឹមតែនិយាយពាក្យតែម្ដងនោះទេគាត់ក៏បាននិយាយច្រើនដងមែនទែនធ្វើឲ្យម្ចាស់ស្ត្រីបិសាចនឹងឡើងអៀនទៅកាន់ Fudo បើទោះបីជា Fudo ក៏បាននិយាយសារភាពមកកាន់នាងបែបហ្នឹងក៏ដោយម្ចាស់ស្ត្រីបិសាចក៏បានអះអាងនិយាយផងដែរថាពិភពរបស់ពួកគេគឺមិនស័ក្តិសមជាមួយគ្នានោះឡើយដែលម្នាក់គឺមានទូនាទីក្នុងការការពារទៅកាន់ប្រជាជនឯម្នាក់ទៀតគឺមានកាតព្វកិច្ចក្នុងការគ្រប់គ្រងទៅកាន់ពិភពលោកដូចនេះហើយនាងគឺមិនជឿទៅកាន់ Fudo នោះទេថាបានស្រឡាញ់នាងពិតប្រាកដនោះប្រហែលជា Fudo គឺមានគំនិតផ្សេងដើម្បីបោកចិត្តនាងហើយបន្ទាប់ពីនិយាយហើយម្ចាស់ស្ត្រីបិសាចក៏បានបើកការវាយប្រហារទៅកាន់ Fudo នៅវិញក៏បានព្យាយាមកិច្ចផងដែរកិច្ចបណ្ដានឹងបញ្យល់ប្រាប់ទៅកាន់ម្ចាស់ស្ត្រីបិសាចបណ្ដាថាគាត់ពិតជាស្រឡាញ់ទៅកាន់ម្ចាស់ស្ត្រីបិសាចពិតប្រាកដមិនមែនបោកនាងនោះទេហើយសូម្បីតែសាស្ត្រាចារ្យរបស់គាត់ក៏គាំទ្រកំណត់របស់គាត់ដែរដូចនេះហើយម្ចាស់ស្ត្រីបិសាចក៏បាននិយាយថានេះគឺមិនដែលមានមើលប្រុសពីមុនមកទេជាភាសាអាហារដែលនាងគឺតែងតែញ៉ាំនោះគឺជាសាច់ខ្លាឃ្មុំស្រស់ Fudo ក៏បានតទៅវិញផងដែរថានោះគ្រាន់តែជាការកុហករបស់នាងនោះទេតាមពិតទៅអាហារដែលនាងគឺចូលចិត្តនោះគឺជានំខេកម្ចាស់ស្ត្រីបិសាចក៏បាននិយាយបន្តទៀតថានាងគឺតែងតែបឺតឈាមរបស់សត្វជ្រូកព្រៃដើម្បីជាការកំសាន្តរបស់នាងនៅពេលលើអញ្ចឹង Fudo នៅតែនិយាយថានាងគឺនៅតែកុហកមកកាន់គាត់អញ្ចឹងតាមពិតទៅទីពើរបស់នាងគឺចូលចិត្តតែបៃតងម្ចាស់ស្ត្រីនៅតែមិនចោទចាញ់ហើយនិយាយទៀតថានៅពេលយប់នាងគឺតែងតែចេញមកធ្វើបាបប្រជាជន Fudo នៅតែនិយាយបកទៅវិញទៀតថានៅពេលយប់នាងមិនបានធ្វើបាបទៅកាន់អ្នកណានោះទេនាងគឺតែងតែហាត់ប្រាណដោយសារតែ Fudo គឺដឹងពីនាងគឺច្រាំបែបនេះនាងក៏បានសួរតែម្ដងថាហេតុអ្វីបានជា Fudo ដឹងពីនាងអញ្ចឹង Fudo ក៏បានសម្រេចចិត្តគឺប្រាប់តែម្ដងថាមូលហេតុដែលគាត់បានដឹងនោះដោយសារតែគាត់ក៏បានឃើញគណនីរបស់នាងកំពុងតែផុសនៅតាមប្រព័ន្ធ social media គឺដូចជាមនុស្សធម្មតាអញ្ចឹងហើយបានជាមូលហេតុដែលគាត់ដឹងនៅឯងមិនត្រឹមតែប៉ុណ្ណោះទេគាត់គឺថែមទាំងដឹងកន្លែងដែលនាងគឺកើតទៀត
แต่นี่ก็บางการในក្នុងពិភពលោករបស់មនុស្សដែលទីក្រុងមួយនោះគឺមានឈ្មោះថាហាហ្គាតាដូច្នេះនេះគឺជាមនុស្សមិនមែនជាបិសាចនោះទេជាពិសេសនេះគឺតែងតែចូលចិត្តធ្វើកញ្ចក់របស់នេះគឺស្អាតទៀតផងដូចជាមនុស្សស្រីដទៃដែលរស់នៅក្នុងពិភពលោករបស់មនុស្សអញ្ចឹងមួយទៀតនោះនេះគឺតែងតែយកទូរស័ព្ទរបស់នេះក្នុងការថតរបស់របរដែលមើលទៅគួរឲ្យស្រឡាញ់ដូចនេះហើយនៅពេលនេះតើនេះគឺអាចធ្វើជាមិត្តស្រីរបស់គាត់តើបានដែរឬទេម្ចាស់ស្ត្រីបិសាចបន្ទាប់ពីឃើញទឹកមុខរបស់ហ្វូដូគាត់ក៏បាននិយាយទាំងមើលម៉ាត់បែបនេះនាងក៏បានសម្រេចចិត្តគឺដោះរបាំងមុខរបស់នាងចេញហើយយកថាសម្រស់របស់នាងគឺពិតជាស្អាតមែនទែនហើយម្ចាស់ស្ត្រីបិសាចក៏បាននិយាយយកព្រមធ្វើជាសង្សារជាមួយនឹងហ្វូដូតែម្ដងដោយសារតែការយកព្រមរបស់ម្ចាស់ស្ត្រីបិសាចបែបនេះហើយធ្វើឲ្យហ្វូដូនៅពេលនោះពិតជាសប្បាយចិត្តមែនទែនសាច់រឿងក៏កាន់នៅពេលវេលាបច្ចុប្បន្ននៅវិញនៅពេលនេះពួកគេនៅតែបន្តទំនាក់ទំនងរបស់ពួកគេក្នុងការជួបគ្នាដដែលម្ចាស់ស្ត្រីបិសាចក៏បានបង្ហាញពីរូបឆ្មារបស់នាងឲ្យទៅកាន់ហ្វូដូនៅវិញក៏បានចាប់អារម្មណ៍ទៅលើរូបថតរបស់ម្ចាស់ស្ត្រីបិសាចហើយដូចជាពេលមុនអញ្ចឹងអ្នកទាំងពីរនៅតែបន្តសាកសងជាមួយគ្នាដដែលហ្នឹងម្ចាស់ស្ត្រីបិសាចក៏បាននិយាយព្រមានទៅកាន់ហ្វូដូផងដែរថាទំនាក់ទំនងស្នេហារបស់ពួកគេគឺមិនឲ្យអ្នកក្រៅដឹងនោះទេបើសិនជាដឹងនោះច្បាស់ណាស់ពាក្យចាំរាមគឺបានផ្សព្វផ្សាយពេញនឹងតែម្ដងហើយម្ចាស់ស្ត្រីបិសាចក៏បាននិយាយបន្តទៀតថានៅថ្ងៃណាមួយនាងគឺសង្ឃឹមថាពិភពលោកទាំងមូលគឺលែងប្រកាន់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នឹងឯងភ្លាមនោះក៏ស្រាប់តែសពើសិនតៃពណ៌លឿងក៏បានបង្ហាញខ្លួនធ្វើឲ្យម្ចាស់ស្ត្រីបិសាចក៏បានបកការវិវហាទៅកាន់ហ្វូដូតែម្ដងហើយការវាយរបស់ម្ចាស់ស្ត្រីបិសាចយកថាធ្វើឲ្យហ្វូដូនៅពេលនោះគឺមិនអាចងើបឈររួចបានទេម្ចាស់ស្ត្រីបិសាចបន្ទាប់ពីឃើញហ្វូដូបែបហ្នឹងនេះគឺមានអារម្មណ៍ថាព្រួយបារម្ភទៅកាន់ហ្វូដូដែរដោយសារតែនាងក៏បានលេងដៃធ្ងន់នឹងឯងសពើសិនតៃពណ៌លឿងបន្ទាប់ពីឃើញហ្វូដូគាត់គឺបានចាញ់បែបនេះក៏បានទៅមើលហ្វូដូផងដែរដោយសារតែហ្វូដូនឹងគឺស៊ីមួយស៊ុបពើរបស់ម្ចាស់ស្ត្រីបិសាចនឹងឯងម្ចាស់ស្ត្រីបិសាចបន្ទាប់ពីដឹងថាហ្វូដូគឺមិនអីនោះនេះក៏បានធ្វើដំណើរដើម្បីចាក់ចេញពីទីនេះហើយក៏បាននិយាយទៅកាន់ហ្វូដូថាពួកគេនឹងជួបគ្នាលើក្រោយទៀតរីឯហ្វូដូក៏បានធ្វើដំណើរដើម្បីទៅកន្លែងទីស្នាក់ការរបស់គាត់វិញហើយនេះហើយគឺជារឿងរ៉ាវស្នេហារបស់ម្ចាស់ស្ត្រីបិសាចជាមួយនឹងវីរៈបរិយការពីពិភពលោកសាច់រឿងក៏កាប់បង្ហាញការពី6ខែមុនយើងគិតថាក្រុមរបស់ Super Sentai គឺមិនអាចយកឈ្នះទៅកាន់ម្ចាស់ស្ត្រីបិសាចបាននោះទេហើយមានតែ Super Sentai ពណ៌ក្រហមតែប៉ុណ្ណោះដែលអាចទប់ទល់បានក៏ប៉ុន្តែនៅពេលនោះក៏បានស៊ីមួយដៃរបស់ម្ចាស់ស្ត្រីបិសាចបាត់ទៅហើយបើទោះបីជាស៊ីមួយដៃរបស់ម្ចាស់ស្ត្រីបិសាចក៏ដោយក៏ Super Sentai ពណ៌ក្រហមក៏បានកបฏទៅកាន់ម្ចាស់ស្ត្រីឡើងទៅលើតែម្ដងហើយក៏បានឆ្លៀតវាប្រហារទៅកាន់ Super Sentai ពណ៌ក្រហមដែរប៉ុន្តែត្រូវបានរងជាប់រួចមកម្ចាស់ស្ត្រីបិសាចក៏ចាប់ផ្ដើមធ្វើការសរសើរទៅកាន់ Super Sentai ពណ៌ក្រហមហើយពេលនោះហើយក៏ជាពេលដែលហ្វូដូក៏បានធ្លាក់អំឡុងស្នេហ៍ទៅកាន់ម្ចាស់ស្ត្រីបិសាចកាត់ចូលពេលបច្ចុប្បន្នវិញផ្សារព័ត៌មានកំពុងតែចុះផ្សាយបន្តផ្ទាល់ដោយសារតែ Super Sentai កំពុងតែប្រយុទ្ធគ្នាជាមួយនឹងបិសាចនឹងឯងដែលជាបិសាចខ្លះខ្មុំរីឯគូស្នេហ៍ទាំងពីរនេះវិញពួកគេគ្រាន់តែសម្ដែងជាមួយនឹងគ្នាតែប៉ុណ្ណោះកុំឲ្យអ្នកដទៃគឺបានចាប់អារម្មណ៍នឹងឯងឆ្លៀតពេលនោះពួកគេទាំងពីរនេះក៏បានទៅរកកន្លែងស្ងាត់កុំឲ្យអ្នកដទៃក៏បានឃើញពីពួកគេពីព្រោះយើងគឺបានដឹងរួចមកហើយថាពួកគេទាំងពីរនាក់គឺបានស្រឡាញ់គ្នារួចទៅហើយហ្នឹងហើយអាការប្រយុទ្ធគ្នាអីហ្នឹងគ្រាន់តែធ្វើជាខែលដើម្បីបាំងការពាររបស់ពួកគេតែប៉ុណ្ណោះដើម្បីឲ្យអ្នកដទៃកុំឲ្យដឹងថាពួកគេគឺមានទំនាក់ទំនងជាមួយគ្នាអំឡុងពេលហ្នឹងហ្វូដូក៏បានចាប់អារម្មណ៍ថាម្ចាស់ស្ត្រីបិសាចហ្នឹងកំពុងតែនៅឆ្ងាយពីគាត់ដូច្នេះហើយក៏បានព្យាយាមចូលទៅជិតនាងក៏ប៉ុន្តែម្ចាស់ស្ត្រីបិសាចក៏បានហាន់ខន់ពីព្រោះថាអ្វីៗនេះនាងក៏បានប្រើសកម្មភាពច្រើនមែនទែនដូច្នេះវាបែកញើសអញ្ចឹងហើយនាងក៏មិនចង់ឲ្យធំខ្លួនស្អុយហ្នឹងគឺទៅហ្វូដូនោះទេចំពោះហ្វូដូបើទោះបីជានាងគឺបាននិយាយបែបហ្នឹងក៏ដោយក៏បាននិយាយថាអ្វីក៏ដោយក៏គាត់អាចទទួលយកបានដែរពីព្រោះថានាងគឺជាសង្សាររបស់គាត់ហើយក៏ជាមនុស្សដែលគាត់គឺស្រឡាញ់បំផុតផងដែរមិនត្រឹមតែប្រាពាក្យសម្ដីនោះទេហ្វូដូក៏បានយកកាមេរ៉ាដើម្បីថតរូបរបស់ម្ចាស់ស្ត្រីបិសាចទៀតដើម្បីឲ្យគាត់ក៏បានយករូបនាងគឺយកទុកមើលពេលយប់នឹងឯងអត់មានយកទៅធ្វើអីផ្សេងទេយាយដោយសារតែហ្វូដូគឺថតមកកាន់នេះគឺមិនឈប់បែបនេះនាងក៏បានមកឈប់ទៅកាន់ហ្វូដូតែម្ដងហើយនាងក៏បានសម្រេចចិត្តយកទូរស័ព្ទរបស់នាងក្នុងការថតរូបជាមួយនឹងហ្វូដូតែម្ដងហើយការថតរូបរបស់ពួកគេទាំងពីរនាក់គឺពិតជាបានជោគជ័យមែនទែនដោយសារតែម្នាក់មុខឡើងក្រហមបាត់ទៅហើយក្តីសងមិនទាន់បានប្រមាណផងពួកគេទាំងពីរនាក់គឺមានការភ្ញាក់ផ្អើលដោយសារតែ Super Sentai ពណ៌លឿងក៏បានបង្ហាញខ្លួនហើយពិតជាសម្ដែងល្អមែនទែនដែលមិនត្រូវបាច់ឃ្លាដោយសារតែម្ចាស់ស្ត្រីបិសាចធ្វើពុតជាសន្លំ Super Sentai ពណ៌លឿងនេះគឺមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញហ្វូដូគឺអាចបដូរទៅកាន់ម្ចាស់ស្ត្រីបិសាចបានហើយហ្វូដូក៏បានព្យាយាមឲ្យទៅកាន់ Super Sentai ពណ៌លឿងគឺត្រឡប់ទៅវិញទៅ Super Sentai ពណ៌លឿងដែលជាមីសាគីនឹងក៏បានប្រាប់ទៅកាន់ហ្វូដូថាមូលហេតុដែលនាងមករកហ្វូដូនឹងដោយសារតែសារព័ត៌មានគឺចង់សម្ភាសទៅកាន់ហ្វូដូនឹងឯងជាចុងក្រោយគឺថាសារព័ត៌មានក៏ចាប់ផ្ដើមធ្វើការសម្ភាសទៅកាន់ហ្វូដូហើយអំឡុងពេលហ្នឹងពិតជាអស់សម្ដៅមែនទែនដោយសារតែអ្នកសម្ភាសទៅកាន់ហ្វូដូហ្នឹងដូចខ្វះសំណួរសួរទៅកាន់ហ្វូដូអញ្ចឹងដោយអ្នកសម្ភាសហ្នឹងក៏បានសួរទៅកាន់ហ្វូដូថាហ្វូដូគឺមានមិត្តស្រីហើយឬនៅចំពោះហ្វូដូបន្ទាប់ពីឮសំណួរបែបហ្នឹងភ្លាមក៏ឆ្លើយអត់ចាញ់នោះទេដែលគាត់ក៏បានកាំងថ្មឹងតែម្ដងជាសំណាងល្អដោយសារតែមីសាគីក៏បានប្រាប់ទៅកាន់សារព័ត៌មានថាហ្វូដូក៏អត់មានមិត្តស្រីនោះទេដោយសារតែចំណងចំណូលចិត្តរបស់ហ្វូដូគឺហាត់ប្រាណនឹងឯងដែលគាត់ក៏បានហាត់ប្រាណពីព្រឹករហូតដល់ល្ងាចឯណោះអញ្ចឹងហើយក៏អត់មានពេលវេលាក្នុងការឆ្លាញ់ទៅកាន់នារីណានោះឡើយគ្រាន់តែលើថាហ្វូដូអត់មានសង្សារភ្លាមហ្នឹងក៏សាប់តែអ្នកសភាទៅកាន់ហ្វូដូគឺចូលទៅចិត្តហ្វូដូតែម្ដងដើម្បីថតរូបជាមួយគ្នាសាច់រឿងក៏ការបង្ហាញនៅពេលដែលហ្វូដូក៏បានទៅរកទៅកាន់ម្ចាស់ស្ត្រីបិសាចក៏ប៉ុន្តែក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែម្ចាស់ស្ត្រីបិសាចហ្នឹងក៏កំពុងតែប្រចាំទៅកាន់ហ្វូដូនឹងឯងដែលបានថតរូបជាមួយនឹងអ្នកទាំងអស់នោះដល់ពេលទៅធ្វើឲ្យហ្វូដូនៅពេលនោះក៏កាំងតែម្ដងដោយសារតែគាត់ក៏មិនដឹងនោះទេថានេះកំពុងតែប្រចាំមកកាន់គាត់បន្ទាប់មកក៏ស្រាប់តែម្ចាស់ស្ត្រីបិសាចក៏បានធ្វើការសុំដែតតែម្ដងថានៅថ្ងៃស្អែកហ្នឹងគឺលោកធានីដែរឬទេ
ពីព្រោះនេះគឺចង់មានពេលវេលាសម្រាប់ពួកគេតែពីនេះនឹងឯងចំណែក Fudo នៅវិញគ្រាន់តែលឺថាការដែលបែបនេះធ្វើឲ្យគាត់គឺចាប់ផ្ដើមបែកញើសខ្ញាក់តែម្ដងហើយក៏អៀនខ្លាំងណាស់ដែរដោយសារតែនេះគឺទៅតែជាលើកដំបូងរបស់គាត់តែប៉ុណ្ណោះហើយចុះអ្នកទាំងអស់គ្នាវិញអ្នកដែលមានសារហាអីហ្នឹងគឺការដែលរបស់អ្នកទាំងអស់គ្នាគឺយ៉ាងបាច់ដែរប៉ុន្តែអេមីនអត់សួរអ្នក single ទេពីព្រោះថាអ្នក single ហ្នឹងគឺអត់លឺរហូតហ្នឹងបើដឹងថាខ្លួនឯងអត់សង្សារទេប៉ុន្តែចូលចិត្តណាមើលរឿងស្នេហាហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលទទួលអង្គទាំងពីរហ្នឹងគឺចាប់ផ្ដើមថាបគ្នាអីហ្នឹងអ្នក single គឺចាប់ផ្ដើមហើយបកាយតែម្នាក់ឯងទេដោយសារតែម្ចាស់ស្ត្រីបីសាច់គឺបានសុំទៅកាន់ Fudo បែបនេះហើយ Fudo ក៏បានយល់ព្រមភ្លាមធ្វើឲ្យម្ចាស់ស្ត្រីបីសាច់គឺពិតជាសប្បាយចិត្តមែនទែននៅពេលដែល Fudo ក៏បានយល់ព្រម Fudo ក៏បាននិយាយប្រាប់ទៅកាន់ម្ចាស់ស្ត្រីបីសាច់ថានៅថ្ងៃការដែលរបស់ពួកគេហ្នឹងពួកគេគឺត្រូវតែជួបគ្នានៅពេលព្រឹកនៅថ្ងៃស្អែកនេះគឺនៅកន្លែងសួនកំសាន្តបន្ទាប់មកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើការលាគ្នាដោយសារតែពួកគេហ្នឹងគឺត្រូវតែជួបគ្នានៅថ្ងៃស្អែកនេះបន្ទាប់ពីការចាត់ចែងម្ចាស់ស្ត្រីបីសាច់នោះ Fudo ក៏ចាប់ផ្ដើមបែកញើសហើយដោយសារតែគាត់ក៏មិនយល់ពីអាការដែលនោះទេហើយគាត់ក៏មិនសូវដឹងដែរថាអាការដែលហ្នឹងគឺមានន័យបែបម៉េចគាត់គ្រាន់តែដឹងថាអាការដែលហ្នឹងគ្រាន់តែជាការជួបក៏ប៉ុន្តែគាត់ក៏ចង់ស្វែងយល់ពីអត្ថន័យហ្នឹងឯងដូច្នេះហើយនៅពេលដែលគាត់ក៏បានត្រឡប់មកទីស្នាក់ការកណ្ដាលវិញនោះ Fudo ក៏ចាប់ផ្ដើមស្រាវជ្រាវអំពីការដែលនៅតាមប្រព័ន្ធ social media បើទោះបីជាគាត់ក៏បានស្រាវជ្រាវមែនក៏ប៉ុន្តែក៏ពិតជាអត់យល់នោះទេថាហ្នឹងគឺមានន័យបែបម៉េចហ្នឹងឯងអំឡុងពេលហ្នឹង Misaki ក៏បានបង្ហាញខ្លួនហើយសភាពរបស់នេះគឺកំពុងតែសង្វឹងនឹងឯងតែនឹងគឺមានការចាប់ផ្ដើមបន្ទាប់ពីដឹងថា Fudo កំពុងតែស្រាវជ្រាវអំពីការដែលដូចនេះហើយនឹងក៏បានប្រាប់ទៅកាន់ Fudo តែម្ដងថាអាការដែលនឹងគឺជាការជួបគ្នារវាងគូស្នេហ៍ទាំងពីរនាក់នឹងនាំដៃគូរបស់ខ្លួនក្នុងការដើរលេងអ្វីដែលពួកគេគឺចូលចិត្តនឹងឯងនិងអ្វីដែលយើងចង់បង្ហាញទៅកាន់ដៃគូរបស់យើងដោយសារការផ្ដល់យោបល់របស់ Misaki បែបនេះហើយធ្វើឲ្យ Fudo ក៏បានយល់ពីអត្ថន័យដល់ពេលទៅធ្វើឲ្យគាត់ពិតជាសប្បាយចិត្តមែនទែននៅពេលដែលគាត់ក៏បានដឹងតម្រុយនឹងឯងស្អីរឿងក៏ការបង្ហាញនៅថ្ងៃដែលរបស់ពួកគេជាថា Fudo នៅពេលនោះក៏កំពុងតែរងចាំទៅកាន់ម្ចាស់ស្ត្រីបីសាច់ភ្លាម Fudo ក៏មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញការស្លៀកពាក់របស់ម្ចាស់ស្ត្រីបីសាច់ដោយថាការតុបតែងខ្លួនរបស់នេះគឺពិតជាស្រស់ស្អាតអញ្ចឹងទៅម្ចាស់ស្ត្រីបីសាច់ក៏បានសួរទៅកាន់ Fudo តែម្ដងថាហេតុអីបានជាស្លៀកពាក់បែបហ្នឹង Fudo ក៏បានតបទៅវិញថាមូលហេតុដែលគាត់ក៏បានស្លៀកពាក់ឬក៏តែងខ្លួនបែបហ្នឹងដែលគាត់ក៏មិនចង់ឲ្យប្រជាជនដឹងថាគាត់គឺជា super sentai ឬក៏ជាវីរៈបុរសនោះទេម្ចាស់ស្ត្រីបីសាច់ក៏បានសួរទៅកាន់ Fudo ទៀតថាការដែលរបស់ពួកគេគួរទៅណា Fudo ក៏បានតបទៅវិញផងដែរថាមិនអីទេអាការដែលរបស់ពួកគេហ្នឹងក៏បានរៀបចំរួចរាល់អស់ហើយកន្លែងដែលពួកគេគឺត្រូវដែលដំបូងនោះគឺកន្លែងជីមនឹងឯងកន្លែងហាត់ប្រាណណាអេមីនគ្រាន់តែឃើញចឹងភ្លាមអេមីនគឺពិតជាគៀងទៅកាន់ទង្វើរបស់ Fudo មែនទែនវាមិនដែលតែដេតអីទៅហាត់ប្រាណទៅវិញយីសាំតប៉ែមែនសុំតែមើលកូនអីវាគ្រាន់តិចរីឯអ្នកហាត់ប្រាណដទៃទៀតបន្ទាប់ពីឃើញគូស្នេហ៍ទាំងពីរបែបនេះហើយធ្វើឲ្យពួកគេគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែអ្នកពីរគឺពិតជាមានកម្លាំងខ្លាំងមែនទែនក្នុងការហាត់ប្រាណអីចឹងណាពីព្រោះថាដុំដៃមួយចំនួនគឺវាមិនតិចគីឡូនោះទេអាខ្លះក៏100គីឡូអាខ្លះ1តោនក៏មានដែរប៉ុន្តែអ្នកទាំងពីរគឺហាត់ដូចជាធម្មតាអញ្ចឹងហើយដែលបន្តរបស់ពួកគេនឹងគឺជាការរត់ហាត់ប្រាណនៅពេលល្ងាចហើយគណៈពេលកំពុងតែរត់ជាមួយគ្នានឹង Fudo ក៏បានគិតផងដែរថាការដែលរបស់ពួកគេនៅពេលនេះពិតជាអស្ចារ្យខ្លាំងណាស់នៅពេលដែលមេឃគឺចាប់ផ្ដើមជិតយប់នោះ Fudo ក៏បាននិយាយថានៅពេលនេះក៏ដល់ពេលពួកគេគឺត្រូវតែញ៉ាំអាហារហើយម្ចាស់ស្ត្រីបីសាច់គឺចាប់ផ្ដើមសប្បាយចិត្តដោយថាប្រហែលជាបានម្ហូបឆ្ងាញ់ៗអីចឹងណាក៏ប៉ុន្តែពិតជាចង្រៃមែនទែនដោយសារតែ Fudo ក៏បានយកនំឲ្យទៅកាន់ម្ចាស់ស្ត្រីបីសាច់តែម្ដងដោយអះអាងថានេះគឺជាអាហាររបស់ពួកគេនឹងឯងដល់ពេលទៅម្ចាស់ស្ត្រីបីសាច់ក៏បានសុំទៅបន្ទប់ទឹកនិងធ្វើដំណើរដើម្បីចាក់ចេញពី Fudo បាត់ទៅចំណែក Fudo នៅវិញការដែលរបស់គាត់ចង់ក្រោយគេនឹងគឺជាការទៅមើលកូនជាមួយគ្នាជាមួយនឹងរឿងខ្មោចហើយគាត់គឺបានសង្ឃឹមថាការដែលរបស់ពួកគេទាំងពីរនេះគឺការតែអស្ចារ្យនឹងឯងអំឡុងពេលហ្នឹង Misaki ក៏បានតាក់ទងទៅកាន់ Fudo និងនិយាយប្រាប់ទៅកាន់ Fudo ថាអាការនិយាយរបស់នាងដែលបានប្រាប់ទៅកាន់ Fudo កាលពីម្សិលមិញគឺពិតជាខុសខ្លាំងណាស់ពីព្រោះថាកាលពីម្សិលមិញនាងក៏បានដាក់ជ្រុលពេកអញ្ចឹងហើយបានជានាងក៏បាននិយាយប្រាប់ទៅកាន់ Fudo ឲ្យបានគិតនឹងឯងហើយនាងក៏បាននិយាយប្រាប់ទៅកាន់ Fudo ថាតាមពិតទៅអាការដែលជាមួយនឹងមនុស្សដែលជាទីស្រឡាញ់របស់ខ្លួនហ្នឹងគឺមានន័យថាយើងគឺត្រូវតែធ្វើសកម្មភាពអ្វីមួយដើម្បីឲ្យពួកគេទាំងពីរនេះគឺកាន់តែជិតស្និទ្ធជាមួយគ្នាដើម្បីឲ្យអ្នកទាំងពីរគឺបានយល់ពីគ្នាបានច្រើននិងដឹងពីដៃគូរបស់ខ្លួនថាចូលចិត្តអ្វីអញ្ចឹងទៅដូចនេះហើយធ្វើឲ្យ Fudo នៅពេលនោះក៏គឺបែកញើសខ្ញាក់តែម្ដងដោយសារតែការដែលរបស់ពួកគេនេះគឺពិតជាខុសខ្លាំងណាស់ដែលក៏គ្រាន់តែបង្ហាញពីការចូលចិត្តរបស់គាត់ឲ្យទៅកាន់ម្ចាស់ស្ត្រីបីសាច់ហ្នឹងឯគាត់វិញគឺមិនបានយល់ពីម្ចាស់ស្ត្រីបីសាច់ថានាងគឺបានចូលចិត្តអ្វីនោះទេអញ្ចឹងហើយក៏បានយល់ខុសខ្លាំងណាស់ដែលគាត់ក៏បានធ្វើកំហុសមួយនឹងឯងដូច្នេះហើយ Fudo ក៏បានរត់ឡើងលឿនដើម្បីទៅរកទៅកាន់ម្ចាស់ស្ត្រីបីសាច់ក៏ប៉ុន្តែគាត់ក៏បានរកគ្រប់កន្លែងទៅហើយនៅតែមិនអាចឃើញម្ចាស់ស្ត្រីបីសាច់បានដូច្នេះហើយគាត់ក៏បានគិតថាស្នេហារបស់ពួកគេគឺត្រូវបានបញ្ចប់ដោយសារតែគាត់នឹងឯងអំឡុងពេលហ្នឹងក៏ស្រាប់តែមានកែវភេទនិយមមួយក៏បានប៉ាមុខរបស់គាត់បណ្ដាលគាត់ក៏ចាប់ផ្ដើមរឹងឆ្កឹះតែម្ដងហើយតាមពិតទៅនោះគឺជាម្ចាស់ស្ត្រីបីសាច់ដែលនាងគឺមិនបានទៅណានោះទេហើយនាងក៏បានធ្វើការប្រាប់ទៅកាន់ Fudo តែម្ដងមូលហេតុដែលនាងគឺទៅយូរនោះដោយសារតែនាងក៏បានទៅទិញភេទនិយមញ៉ាំក៏ប៉ុន្តែមនុស្សច្រើនពេកដូច្នេះហើយបានជានាងចំណាយពេលយូរនឹងឯងមូលហេតុដែលនាងក៏បានទៅទិញភេទនិយមនោះដោយសារតែនំរបស់ Fudo ដែលបានឲ្យមកកាន់នាងគឺវាញ៉ាំទៅយើងអាចនឹងស្ងួតកអញ្ចឹងហើយយើងគឺត្រូវការទឹកបំផុតដើម្បីឲ្យយើងកុំឲ្យស្ងួតកនឹងឯងចំពោះ Fudo នៅវិញក៏ចាប់បានធ្វើការសុំទោសទៅកាន់ម្ចាស់ស្ត្រីបីសាច់អំពីដែលរបស់ពួកគេនឹងឯងក្រោយពីការស្ដាប់ការនិយាយរបស់ Fudo បែបនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបីសាច់នៅពេលនោះគឺចាប់ផ្ដើមសើចឡើងរឿងពោះតែម្ដងដោយថានាងអាចបានគិតអវិជ្ជមានជាមួយនឹង Fudo នោះទេហើយអ្វីដែល Fudo កំពុងតែបង្ហាញមកកាន់នាងបែបនេះធ្វើឲ្យនាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់
ពីព្រោះនេះគឺមិនដែលធ្លាប់ធ្វើបែបនេះជាមួយនឹងមនុស្សដទៃពីមុនមកទេចំណែក Fudo នៅវិញនៅពេលដែលគាត់ក៏បានសម្លឹងមើលទៅកាន់ម្ចាស់ស្ត្រីបិសាចនៅពេលនេះគាត់ក៏ស្រាប់តែនឹកឃើញនៅពេលដែលទឹកមុខរបស់ម្ចាស់ស្ត្រីបិសាចដែលគាត់ក៏បានជួបលើកដំបូងនឹងឯងជាពិសេសអំឡុងពេលហ្នឹងម្ចាស់ស្ត្រីបិសាចក៏បានកប់សង្កល់ឃើញថាដៃរបស់ Fudo កំពុងតែកាន់ដៃរបស់នាងដូច្នេះហើយក៏បានបង្កើតភាពរ៉ូមែនទិកជាមួយគ្នាហើយពួកគេទាំងពីរនាក់ប៊ីនឹងថាគ្នាទៅហើយក៏ប៉ុន្តែពិតជាសយមែនទែនអាប៊ីបានថាគ្នាទៅហើយប៉ុន្តែទូតសាររបស់គេនឹងគឺចាប់ផ្ដើមរងដូច្នេះហើយអ្នកទាំងពីរក៏ចាប់ផ្ដើមសុំលាគ្នានៅពេលនេះតែម្ដងដោយសារតែពួកគេគឺមានបេសកកម្មនឹងឯងហើយទូតសាររបស់អ្នកទាំងពីរកំពុងតែរងអំបិចមិញនេះតាមពិតទៅពួកគេគឺមានការប្រយុទ្ធគ្នានឹងឯងហើយការប្រយុទ្ធមួយនោះនៅតែបន្តរីឯគូស្នេហ៍ទាំងពីរនាក់នេះវិញពួកគេទាំងពីរនាក់អត់បានចូលប្រយុទ្ធនោះទេពីព្រោះអ្នកទាំងពីរអាឡ័យតែនឹកឃើញអំពីរឿងរ៉ាវដែលពួកគេបៀងថាគ្នានឹងឯងស្អីរឿងក៏កាប់បង្ហាញនៅពេលវេលាមួយសត្វឆ្មាចិញ្ចឹមរបស់ម្ចាស់ស្ត្រីបិសាចគឺមានការគិតដូចជាមនុស្សអញ្ចឹងវាក៏បាននិយាយនៅក្នុងចិត្តថាម្ចាស់របស់វានៅខាងក្រៅគឺពិតជាកាចខ្លាំងណាស់ហើយអ្នកដទៃក៏បានគិតថាម្ចាស់របស់វានឹងគឺពិតជាមនុស្សដែលកាចសាហាវអញ្ចឹងទៅក៏ប៉ុន្តែធៀបពិតរបស់ម្ចាស់វាវិញគឺដូចជាមនុស្សដទៃអញ្ចឹងដែលនេះគឺជាមនុស្សដែល slot boat អញ្ចឹងទៅហើយនៅពេលមួយនៅពេលដែលនាងក៏បានមើលរឿងស្នេហាហ្នឹងគឺចាប់ផ្ដើមចូលទូតាមតួអង្គហើយថែមទាំងដេកយំទៀតនៅពេលដែលមើលចំនៅកន្លែងកំសត់នៅថ្ងៃមួយវាក៏បានឆ្ងល់ពីម្ចាស់របស់វាដោយសារតែម្ចាស់របស់វានឹងកំពុងតែបញ្ចេញសកម្មភាពប្លែកៗហើយក៏បានសប្បាយចិត្តគឺខុសពីធម្មតាមុនពេលដែលនាងក៏បានចាក់ចេញទៅដើរលេងខាងក្រៅហ្នឹងម្ចាស់វាក៏បានផ្ដាំមកកាន់វាថានៅពេលនេះនាងគឺមានកិច្ចការមួយដែលត្រូវចេញទៅខាងក្រៅតទៅរៀងយកបន្តិចទើបនាងគឺបានត្រឡប់មកវិញហើយចម្ងល់របស់វាគឺចាប់ផ្ដើមស្រែកដោយសារតែវាគឺបានដឹងថាម្ចាស់របស់វាគឺមានមិត្តប្រុសហើយមិនត្រឹមតែប៉ុណ្្នឹងទេបន្ទាប់ពីដឹងថាម្ចាស់របស់វាកំពុងតែមានមិត្តប្រុសបែបនេះវាក៏បាននិយាយនៅក្នុងចិត្តថាបើសិនជាមនុស្សប្រុសម្នាក់នោះគឺបានបោកប្រាស់ចិត្តរបស់ម្ចាស់របស់វានោះវានឹងមិនលើកលែងទៅកាន់បរិសម្នាក់នោះទេស្អីរឿងក៏កាប់បង្ហាញនៅទីស្នាក់ការកណ្ដាលរបស់ Super Sentai ឯនេះវិញសាស្ត្រាចារ្យក៏គឺមានការឆ្ងល់ជាខ្លាំងដោយថាពីអាទិត្យហើយអត់ទាន់មានបិសាចគឺមកវាប្រហាមមកកាន់មនុស្សនោះទេចំពោះ Fudo ក៏បានបន់ឲ្យតែមានការប្រយុទ្ធគ្នាតែប៉ុណ្ណោះពីព្រោះថាក៏បានខានជួបទៅកាន់ម្ចាស់ស្ត្រីបិសាចគឺពីអាទិត្យទៅហើយនិយាយដើមទៅហាមដល់ក៏ដឹងក៏បានពលឺឡើងហើយក៏បានប្រាប់ទីតាំងមួយកន្លែងឲ្យតែកាន់មនុស្សគ្រប់គ្នាបានដឹងថានៅពេលនេះក្រុមបិសាចគឺបានលួចបង្កើតអាវុធដ៏ពិសេសមួយហើយអាវុធដែលបិសាចកំពុងតែផលិតនោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងហើយពួកគេគឺត្រូវតែបញ្ឈប់គម្រោងរបស់ពួកវាសាស្ត្រាចារ្យក៏បាននិយាយថានៅពេលនេះ Super Sentai នៅទីស្នាក់ការកណ្ដាលនឹងគឺមានតែ2នាក់តែប៉ុណ្ណោះរីឯ3នាក់ទៀតកំពុងតែរវល់បញ្ហារបស់ពួកគេអញ្ចឹងហើយអត់បានមកតនោះទេគ្រាន់តែលើប៉ុណ្ណឹងព្រាម Fudo ក៏បានស្ម័គ្រចិត្តដើម្បីធ្វើ mission មួយហ្នឹងបន្ទាប់ពីគាត់ក៏បាននិយាយហើយនោះក៏ចាប់ផ្ដើមប្រែកន្លាខ្លួនឯងខ្លាចទៅជា Super Sentai ពណ៌ក្រហមនឹងធ្វើបណ្ណាដើម្បីទៅទីតាំងមួយនោះបើទោះបីជាមីសាគីក៏បានព្យាយាមហាមឃាត់ទៅកាន់ Fudo ក៏ដោយប៉ុន្តែ Fudo នៅតែទៅនឹងឯងចំណែកសាស្ត្រាចារ្យក៏គឺពិតជាមានមោទនភាពទៅកាន់ Fudo មែនទែនដោយថាមានតែ Fudo នោះទេដែលគាត់គឺជាវីរៈបរិសុទ្ធពិតប្រាកដចំពោះ Fudo នៅវិញគាត់ទៅនឹងដោយសារតែគាត់ក៏ចង់ជួបទៅកាន់ម្ចាស់ស្ត្រីបិសាចតែប៉ុណ្ណោះនិយាយរំលឹកស្នេហាគឺអាចធ្វើអ្វីគ្រប់យ៉ាងកម្មកន្លែងទីស្នាក់ការកណ្ដាលរបស់បិសាចនៅវិញយើងគិតថាម្ចាស់ស្ត្រីបិសាចកំពុងតែដើរល្បាតនឹងកូនចៅរបស់នាងតែនៅក្នុងចិត្តរបស់នាងគឺពិតជានឹកទៅកាន់ Fudo មែនទែនពីព្រោះថាពួកគេក៏បានបែកគ្នាពីអាទិត្យទៅហើយរួចមកម្ចាស់ស្ត្រីបិសាចក៏បានដកកាបូបរបស់នាងមកមើលដោយថាកាបូបរបស់នាងគឺទៅតែទិញថ្មីនឹងឯងខណៈពេលកំពុងតែដើរនោះនាងក៏បានជួបប្រទះជាមួយនឹងបិសាចខ្លាឃ្មុំបិសាចខ្លាឃ្មុំវាក៏បានបង្ហាញពីអាវុធថ្មីរបស់វាឲ្យទៅកាន់ម្ចាស់ស្ត្រីបានឃើញដោយអះអាងថាអាវុធថ្មីរបស់វាទៅតែបង្កើតនឹងគឺមានសក្តានុពលខ្លាំងណាស់នឹងអាចកម្ចាត់ទៅកាន់ Super Sentai ទាំង5រូបនោះបានបន្ទាប់ពីវាអះអាងពីអាវុធរបស់វាហើយនោះវាក៏បានសួរទៅកាន់ម្ចាស់ស្ត្រីបិសាចម្ដងកាបូបរបស់នាងកំពុងតែកាន់នឹងគឺជាអាវុធមែនហើយបើសិនជាអាវុធមែនគឺពិតជាប្រសើរខ្លាំងណាស់ហើយតាមពិតទៅកាបូបម្ចាស់ស្ត្រីបិសាចនេះគឺសុទ្ធតែរបស់ក្នុងការផាត់មុខតែប៉ុណ្ណោះបន្ទាប់ពីសន្ទនាជាមួយនឹងម្ចាស់ស្ត្រីបិសាចរួចរាល់ហើយនោះវាក៏បានធ្វើដំណើរដើម្បីចាក់ចេញពីទីនេះបាត់ទៅចំពោះម្ចាស់ស្ត្រីបិសាចគណៈពេលដែលនាងកំពុងតែដើរទៅមុខនោះក៏ស្រាប់តែជួបប្រទះជាមួយនឹង Fudo បាត់ទៅហើយដែល Fudo ក៏បានលុចចូលមកដល់ទីស្នាក់ការកណ្ដាលនឹងឯងគ្រាន់តែបានឃើញមុខគ្នាភ្លាមនោះធ្វើឲ្យពួកគេទាំងពីរនាក់គឺពិតជាសប្បាយចិត្តខ្លាំងណាស់ពីព្រោះអ្នកទាំងពីរគឺខានយកគ្នាពីអាទិត្យទៅហើយបន្ទាប់មកម្ចាស់ស្ត្រីបិសាចក៏បាននាំ Fudo ដើម្បីមកបន្ទប់បណ្ដោះអាសន្នរបស់នាងពីព្រោះថាបើសិនជា Fudo នៅខាងក្រៅនោះអាចនឹងមានបញ្ហាខ្លាំងហើយបន្ទប់មួយនេះគឺសម្រាប់តែទទួលភ្ញៀវតែប៉ុណ្ណោះអានេះគឺមានបន្ទប់មួយទៀតប៉ុន្តែនាងអត់ទាន់បង្ហាញនោះទេចំណែក Fudo នៅវិញគឺកាន់តែសប្បាយចិត្តហើយបន្ទាប់ពីគាត់ក៏បានឃើញទៅកាន់ម្ចាស់ស្ត្រីបិសាចហើយ Fudo ក៏បានបញ្ចេញបៀរបស់គាត់ផងដែរក្នុងការលេងជាមួយគ្នាត្រឹមមួយផ្លែតែប៉ុណ្ណោះម្ចាស់ស្ត្រីបិសាចគឺអាចយកឈ្នះទៅកាន់ Fudo បានហើយនេះគឺមានបំណងឲ្យ Fudo គាត់ក៏បានមកសភាពមនុស្សវិញប៉ុន្តែអំឡុងពេលដែលនាងកំពុងតែកាន់ដៃទៅកាន់ Fudo ហ្នឹង Fudo ក៏បាននិយាយថាដៃរបស់នាងគឺពិតជាគួរឲ្យស្រឡាញ់មែនទែនដូចនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចគឺចាប់ផ្ដើមអៀនទៅកាន់ Fudo ទៀតហើយភ្លាមនោះដែរក៏ស្រាប់តែកូនចៅរបស់នាងក៏បានតាក់ទើមកដូច្នេះហើយម្ចាស់ស្ត្រីបិសាចក៏បានយក Fudo ក៏បានម្លាក់ខ្លួនហើយនាងក៏បានអង្គុយលើទៅកាន់ Fudo តែម្ដងនឹងធ្វើខ្លួនដូចជាធម្មតាអញ្ចឹងដោយអត់មានរឿងអ្វីកើតឡើងចំពោះនាងអញ្ចឹងចំណែកកូនចៅរបស់នាងវិញវាក៏បាននិយាយថាអមមិញនេះវាដូចជាឃើញបរិសម្នាក់ប៉ុន្តែម្ចាស់ស្ត្រីបិសាចក៏បានតតទៅវិញផងដែរថាអត់មាននោះទេនឹងសួរទៅកាន់កូនចៅរបស់ខ្លួនឯងវិញផងដែរថាមានបញ្ហាអីមែនដូចនេះហើយកូនចៅម្ចាស់ស្ត្រីបិសាចក៏បានតតទៅវិញថានៅពេលដែលពួកគេក៏បានបង្កើតអាវុធថ្មីបែបនេះប្រកាសណាអាចនឹងមាន Super Sentai គឺអាចបង្ហាញខ្លួននឹងឯងរួចមកកូនចៅរបស់ម្ចាស់ស្ត្រីបិសាចក៏បានផ្ដាច់ការតាក់ទងទៅ
រីឯម្ចាស់ស្ត្រីបិសាចនៅវិញក៏បានព្យាយាមមើលទៅកាន់ហ្វូដូដែរប៉ុន្តែហ្វូដូនៅពេលនោះមុខឡើងក្រហមប៉ែបាត់ទៅហើយដោយថាមិននេះម្ចាស់ស្ត្រីបិសាចនេះក៏បានអង្គុយលើមុខរបស់ហ្វូដូនឹងឯងភ្លាមនោះបិសាចខ្លះខ្មងក៏បានមករកទៅកាន់ម្ចាស់ស្ត្រីបិសាចហើយម្ចាស់ស្ត្រីបិសាចក៏បាននាំហ្វូដូដើម្បីចូលទៅក្នុងទូបាត់ទៅចំណែកបិសាចខ្លះខ្មងកំពុងតែឆ្ងល់ថាម្ចាស់ស្ត្រីបិសាចនៅឯណាពីព្រោះវាក៏បានចាំតែម្ដងថាម្ចាស់ស្ត្រីបិសាចគឺបាននៅក្នុងបន្ទប់តើនៅក្នុងទូនៅវិញហ្វូដូក៏មានអារម្មណ៍ថានៅពេលនេះក៏ពិបាកដកដង្ហើមមែនទែនពីព្រោះដូចជាមានរបស់អ្វីមួយកំពុងតែនៅជាប់ច្រមុះរបស់គាត់ដូចនេះហើយក៏បានធ្វើឲ្យទូនគឺចាប់ផ្ដើមរង្គើបន្ទាប់ពីឃើញបែបនេះបិសាចខ្លះខ្មងក៏ចាប់ផ្ដើមមានការសង្ស័យតែម្ដងនៅក្នុងទូនេះវិញហ្វូដូក៏បានយករបស់ដែលជាប់ច្រមុះរបស់គាត់មកមើលតែម្ដងនៅពេលឃើញហ្នឹងគឺមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះនោះគឺជាអាវតំណរបស់ម្ចាស់ស្ត្រីបិសាចធ្វើឲ្យម្ចាស់ស្ត្រីបិសាចគឺមានការអៀនជាខ្លាំងដូច្នេះហើយនេះក៏បានដាក់មកដៃទៅកាន់ហ្វូដូតែម្ដងធ្វើឲ្យហ្វូដូក៏បានខ្ទាតចេញមកខាងក្រៅនិងអុកក្បាលជាមួយនឹងបិសាចខ្លាខ្មុំទៀតហើយការប៉ះទឹកបែបនេះហើយធ្វើឲ្យបិសាចខ្លាខ្មុំគឺបានសម្លំនិងធ្វើឲ្យអាវុធរបស់វាក៏ចាប់ផ្ដើមដំណើរការតែម្ដងជារដ្ឋផលនោះទីស្នាក់ការកណ្ដាលរបស់បិសាចគឺចាប់ផ្ដើមផ្ទុះពេញនឹងតែម្ដងនឹងឯងការបង្ហាញនៅកន្លែងសាស្ត្រាចារ្យជាមួយនឹងមីសាគីនៅវិញនៅពេលនេះពួកគេគឺពិតជាត្រេកអរមែនទែនដោយថាមីសិននៅពេលនេះគឺត្រូវបានបញ្ចប់ហើយសាច់រឿងក៏ការបង្ហាញគូស្នេហ៍ទាំងពីរនាក់នេះវិញនៅពេលនេះម្ចាស់ស្ត្រីបិសាចក៏បាននាំហ្វូដូក៏បានចេញមកដល់ខាងក្រៅរៀងឆ្ងាយបន្តិចហើយនាងគឺថែមទាំងយកបងបិទតបានឹងគឺបិទមុខទៅកាន់ហ្វូដូទៀតដោយសារតែគាត់គឺមានរបួសចំណែកហ្វូដូបន្ទាប់ពីគាត់ក៏បានឃើញកាបូបរបស់ម្ចាស់ស្ត្រីបិសាចនោះគាត់ក៏ចាប់ផ្ដើមធ្វើការសរសើរថាវាពិតជាស្អាតតែយ៉ាងទៅដោយការសរសើររបស់ហ្វូដូបែបនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចគឺមានការសប្បាយចិត្តជាខ្លាំងរួចមកហ្វូដូក៏បានបង្ហាញពីលេខទូរស័ព្ទរបស់គាត់ឲ្យទៅកាន់ម្ចាស់ស្ត្រីបិសាចដោយថាពួកគេគឺអាចទាក់ទងគ្នាបាននឹងឯងតាមរយៈលេខទូរស័ព្ទគ្រាន់តែទទួលបានលេខទូរស័ព្ទរបស់ហ្វូដូភ្លាមហើយនោះម្ចាស់ស្ត្រីបិសាចក៏បានធ្វើការសួរទៅកាន់ហ្វូដូតែម្ដងថានៅយប់នេះនាងគឺអាចខលទៅបានដែរទេចម្លើយរបស់ហ្វូដូប្រកាសខ្លាំងណាស់គឺអូខេនឹងឯងនៅពេលយប់ម្ចាស់ស្ត្រីបិសាចក៏ចាប់ផ្ដើមធ្វើការទាក់ទងទៅកាន់ហ្វូដូប៉ុន្តែអ្នកលើកហ្នឹងគឺមិនមែនជាហ្វូដូនោះទេគឺជាម៉ាក់របស់ហ្វូដូដូចនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះគឺគាំងតែម្ដងក៏ប៉ុន្តែក្រោយមកក៏ស្រាប់តែលើសំឡេងរបស់ហ្វូដូវិញហ្វូដូក៏បានធ្វើការសំទោសថាមិននេះគឺជាម៉ាក់របស់គាត់ហើយពួកគេទាំងពីរនាក់ក៏បានធ្វើការសាកសងគ្នានៅពេលនោះតែម្ដងនៅថ្ងៃបន្ទាប់មេបិសាចក៏បានបង្ហាញខ្លួនហើយក៏បានបើកការប្រជុំហើយការប្រជុំមួយនោះគឺមានកម្ពុជាដឹកនាំជាច្រើនក៏បានមកចូលរួមព្រមទាំងមានវត្តមានរបស់ម្ចាស់ស្ត្រីបិសាចទៀតហើយមេបិសាចម្នាក់ហ្នឹងក៏មានហាសនាមថាបូស្លាក៏ចាប់ផ្ដើមនិយាយប្រាប់ទៅកាន់កូនចៅរបស់គាត់ថានៅពេលដែលគាត់គឺអាចប្រមូលថាអពរអវិជ្ជមានច្រើនហើយនោះគាត់នឹងមានឱកាសក្នុងការបង្កើតទៅកាន់បិសាចបន្តទៀតហើយថាអពររបស់បូស្លាគឺជាថាអពរមួយនៅពេលដែលមនុស្សដែលមានភាពភ័យខ្លាចនោះគឺធ្វើឲ្យបូស្លាគឺកាន់តែខ្លាំងទៅដោយសារតែភាពភ័យខ្លាចរបស់មនុស្សដូច្នេះហើយនៅពេលដែលគាត់ក៏បានប្រមូលថាអពរវិជ្ជមាននឹងគឺបានគ្រប់គ្រាន់គាត់គឺអាចបង្កើតទៅកាន់បិសាចថ្មីមួយទៀតក៏ប៉ុន្តែនៅពេលនេះគាត់គឺត្រូវតែរកទីតាំងមួយណាដើម្បីឲ្យកូនចៅរបស់គាត់គឺបើកការវិប្រហារនឹងឯងនិងដើម្បីឲ្យគាត់នឹងគឺទទួលបានថាអពរអវិជ្ជមានចេញពីមនុស្សទៀតហើយការប្រជុំមួយនេះក៏មានវត្តមានតួអង្គសំខាន់ផងដែរម្នាក់ស្រីដែលនៅខាងឆ្វេងហ្នឹងគឺមានហាសនាមថាម្ចាស់ស្ត្រីសាន់អ្នកនៅខាងស្ដាំគឺមានហាសនាមថាម្ចាស់ស្ត្រីដែងមួយទៀតនោះគឺជាម្ចាស់ស្ត្រីកំដៅអាចុងក្រោយគេនោះគឺជាម្ចាស់ស្ត្រីបិសាចនេះឯងអំឡុងពេលហ្នឹងម្ចាស់ស្ត្រីបិសាចក៏បានស្នើសុំទៅកាន់បូស្លាដែលជាមេរបស់នាងថាពួកគេគួរតែបើកការប្រយុទ្ធនៅកន្លែងសួនកំសាន្តហ្មងទៅគ្រាន់តែលើប៉ុណ្ណឹងភ្លាមបូស្លាក៏បានធ្វើការបដិសេធថាវាមិនសមស្របតែដោយការជួយនិយាយរបស់បិសាចខ្លាខ្មុំនោះបូស្លាក៏បានយល់ស្របនឹងពីសំណើរបស់ម្ចាស់ស្ត្រីបិសាចតែម្ដងដោយការយល់ព្រមបែបនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចគឺមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏ចាប់ផ្ដើមសប្បាយចិត្តដែរសាច់រឿងក៏កាប់បង្ហាញនៅកន្លែងហ្វូដូនៅវិញគណៈពេលដែលគាត់កំពុងតែអានសភៅហើយនឹងហាត់ប្រាណក៏ស្រាប់តែមាននរណាម្នាក់ក៏បានឆាបមកកាន់គាត់ហើយនៅពេលដែលគាត់ក៏បានមើលនោះគឺជាម្ចាស់ស្ត្រីបិសាចក៏បានឆាបមកកាន់គាត់នឹងឯងដែលនាងក៏បានប្រាប់ពីរឿងរ៉ាវតាមប្រមាណឲ្យទៅកាន់ហ្វូដូថានាងគឺក្រុមបាកាវិរហាទៅកាន់សួនកំសាន្តហើយដល់ពេលទៅធ្វើឲ្យហ្វូដូនៅពេលនេះគឺកាន់តែសប្បាយចិត្តហើយដោយថាគាត់នឹងអាចជួបទៅកាន់ម្ចាស់ស្ត្រីបិសាចទៀតមីសាគីបន្ទាប់ពីឃើញអាកប្បកិរិយារបស់ហ្វូដូបែបនេះនាងគឺចាប់ផ្ដើមឆ្ងល់ទៅកាន់ហ្វូដូថាគាត់កំពុងតែមានបញ្ហាអីមែនសាស្ត្រាចារ្យក៏បាននិយាយប្រាប់ទៅកាន់មីសាគីថាមូលហេតុដែលហ្វូដូក៏កំពុងតែសប្បាយចិត្តបែបនេះដោយសារតែគាត់គឺទៅតែទិញទូរស័ព្ទថ្មីនឹងឯងគ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យមីសាគីនៅពេលនោះគឺមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះកន្លងមកអត្តចរិតរបស់ហ្វូដូក៏មិនដែលប្រើប្រាស់ទូរស័ព្ទនោះទេប៉ុន្តែនៅពេលនេះបែរជាចេះប្រើទូរស័ព្ទទៅវិញសាច់រឿងក៏ការបង្ហាញនៅកន្លែងសួនកំសាន្តហើយយើងក៏បានឃើញវត្តមានរបស់មីសាគីហើយនិងហារូដែលពួកគេទាំងពីរនាក់កំពុងតែបន្លំខ្លួនធ្វើជាមនុស្សធម្មតាដើម្បីតាមដានការហ្វូដូចំពោះហ្វូដូនៅវិញក៏គឺពិតជាមនុស្សដែលរស់រាយមែនទែនពីព្រោះថាក្មេងៗជាច្រើនក៏បានចូលចិត្តទៅកាន់គាត់ហើយរាល់សកម្មភាពរបស់អ្នក3នោះត្រូវបានបិសាចខ្លាខ្មុំក៏បានមើលឃើញហើយវាកំពុងតែឆ្ងល់ហើយថាហេតុអីបានជាកម្រងការរបស់វានឹងគឺត្រូវមានអ្នកដឹងចំណែកម្ចាស់ស្ត្រីបិសាចអត់លើមើលនោះទេដែលនាងក៏បានស្ទុះលឿនដើម្បីទៅរកហ្វូដូខ្លាខ្មុំបិសាចគឺមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីឃើញសកម្មភាពរបស់ម្ចាស់ស្រីបិសាចដែលម្ចាស់ស្រីបិសាចក៏បានចូលទៅវាប្រហារទៅកាន់ហ្វូដូគឺឆ្កយតែម្ដងរីឯហ្វូដូហើយនិងម្ចាស់ស្រីបិសាចនៅវិញគ្រាន់តែឃើញមុខគ្នានឹងគឺចាប់ផ្ដើមនិយាយរដាប់រស់ពេញហ្នឹងហើយការសម្ដែងរបស់ពួកគេទាំងពីរនេះគឺដូចជាពិបាកសម្ដែងដល់ហើយក៏ប៉ុន្តែកុំឲ្យមានការសង្ស័យហ្វូដូក៏បានប្រែកន្លែងខ្លួនឯងខ្លាចតែជា Super Sentai ពណ៌ក្រហមដែលតំណាងឲ្យភាពយុត្តិធម៌នេះឯងបន្ទាប់ពីឃើញបែបនេះហើយបិសាចខ្លាខ្មុំក៏បានបង្ហាញខ្លួននិងដឹកនាំកូនចៅរបស់វាដើម្បីវាប្រហារទៅកាន់ហ្វូដូ
ចំពោះ Haru ហើយនិង Misaki បន្ទាប់ពីឃើញហេតុការណ៍ទាំងអស់នេះហើយពួកគេទាំងពីរនាក់ក៏បានប្រែកាឡាខ្លាចតែជា Super Sentai និងស៊ូឡើងលឿនដើម្បីទៅជួយ Fudo ដោយសារតែ Fudo នៅពេលនេះត្រូវបានបិសាចគឺហុំព័ទ្ធបាត់ទៅហើយបន្ទាប់ពីឃើញអ្នកទាំងពីរភ្លាមនោះ Fudo ក៏គឺមានការចាប់អាជាខ្លាំងមិនដឹងស្មានថាអ្នកទាំងពីរក៏បានមកជួយមកកាន់គាត់នោះទេអ្នកទាំងពីរក៏មិនចាំយូរដែរក៏ចាប់ផ្ដើមបាក់ការវិប្រហាទៅកាន់កូនចៅបិសាចអលួយអញ្ចឹងណារីឯគូស្នេហ៍ទាំងពីរនាក់នេះវិញអាគេកំពុងតែប្រយុទ្ធគ្នាឯនេះកំពុងតែរកទីតាំងដើម្បីទៅដើរលេងទៅវិញបន្តមកទៀតគឺថា Fudo ហើយនិងម្ចាស់ស្ត្រីបិសាចក៏បានទៅជិះរថភ្លើងក៏ដូចជាទៅលេងអ្វីផ្សេងៗដែលនៅកន្លែងសួនកំសាន្តនឹងឯងហើយកន្លែងចុងក្រោយគេនោះគឺជាកន្លែងរ៉ូមែនទិកខ្លាំងមែនទែនគឺជាការជិះកត្រកហោះហើយនៅពេលនោះពួកគេទាំងពីរនាក់គឺថែមទាំងចាប់ដៃគ្នាទៀតរ៉ូមែនទិកជាមួយគ្នាមិនទាន់បានប្រមាណផងម្ចាស់ស្ត្រីបិសាចក៏បានក្លេកឃើញថាបិសាចខ្លះខាងមុនគាត់ក៏បានលើកទងសបាត់ទៅហើយបន្ទាប់ពី Super Sentai ពណ៌បៃតងហើយនិងពណ៌ខៀវក៏បានបង្ហាញខ្លួនធ្វើជាជំនួយទៅកាន់អ្នកទាំងពីរនោះបន្ទាប់ពីឃើញហេតុការណ៍ទាំងអស់នេះហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមត្រៀមខ្លួនដើម្បីចាក់ចេញពីទីនេះផងដែរសាច់រឿងក៏កាប់បង្ហាញនៅពេលល្ងាចយើងឃើញថា Super Sentai ទាំង4រូបកំពុងតែធ្វើដំណើរដើម្បីទៅទីស្នាក់ការកណ្ដាលវិញពេលនោះ Haru នេះក៏បានទៅមើលកន្លែងរូបថតដែលសួនកំសាន្តមួយនេះក៏បានថតរូបទុកនឹងឯងនៅពេលដែលភ្ញៀវក៏បានទៅលេងសួនកំសាន្តគណៈពេលនោះ Haru នេះក៏បានក្លិកឃើញរូបថតរបស់ Fudo កំពុងតែជិះរថភ្លើងជាមួយអ្នកណាម្នាក់ដូច្នេះហើយធ្វើឲ្យនេះគឺចាប់ផ្ដើមឆ្ងល់តែម្ដងសាច់រឿងក៏កាប់បង្ហាញនៅក្នុងថ្នាក់សិស្សវិទ្យាល័យមួយកន្លែងពេលនោះក៏មានសិស្សស្រីចំនួន2នាក់ក៏បានហៅមិត្តភ័ក្តិរបស់ខ្លួនដើម្បីដើរត្រឡប់ទៅផ្ទះជាមួយគ្នាហើយតាមពិតទៅម្នាក់នោះគឺជាម្ចាស់ស្ត្រីបិសាចអញ្ចឹងយើងបានដឹងហើយថានៅពេលនេះម្ចាស់ស្ត្រីបិសាចក៏ជាសិស្សវិទ្យាល័យម្នាក់ផងដែរអំឡុងពេលដែលពួកគេទាំង3នាក់កំពុងតែធ្វើដំណើរដើរត្រឡប់ទៅផ្ទះនោះនៅពេលនោះមិត្តភ័ក្តិរបស់ម្ចាស់ស្ត្រីបិសាចក៏បានប្រមូលម្ចាស់ស្ត្រីបិសាចដើម្បីទៅក្រៅអូខេក៏ប៉ុន្តែម្ចាស់ស្ត្រីបិសាចក៏បានធ្វើការបដិសេធដោយសារតែនាងក៏រវល់អញ្ចឹងណាដល់ពេលទៅមិត្តភ័ក្តិរបស់នាងក៏បាននិយាយថាបើសិនជានាងគឺមិនទៅនោះទេប្រហែលជានាងអត់មានមិត្តប្រុសនោះឡើយគ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះគឺចាប់ផ្ដើមសោយយកតែម្ដងហើយក៏បានប្រាប់ថានៅពេលនេះនាងគឺមានមិត្តប្រុសទៅហើយដូចនេះហើយមិត្តភ័ក្តិរបស់នាងក៏បានព្យាយាមសួរថាម្នាក់នោះគឺជាណាគេប៉ុន្តែម្ចាស់ស្ត្រីបិសាចក៏អត់បានប្រាប់នោះឡើយដែលនាងក៏បានលាក់ទុកនឹងឯងព្រលឹមនោះមិត្តភ័ក្តិរបស់នាងក៏បានប្រាប់ទៅកាន់នាងថានោះ Fudo កំពុងតែអង្គុយញ៉ាំកាហ្វេជាមួយនឹងមនុស្សស្រីម្នាក់ដែលជា Haru គ្រាន់តែឃើញចឹងភ្លាមធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះក៏ចាប់ផ្ដើមប្រច័ណ្ឌតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេមិត្តភ័ក្តិរបស់នាងគឺថែមទាំងនេះថាមើលទៅប្រហែលជាពួកគេទាំងពីរនាក់កំពុងតែដេតជាមួយគ្នាហើយដោយការនិយាយរបស់មិត្តភ័ក្តិរបស់ខ្លួនបែបនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចគឺទទួលយកបាននោះទេដូច្នេះនាងក៏បានព្យាយាមចាក់ចេញពីទីនោះការបង្ហាញមកកន្លែង Haru ជាមួយនឹង Fudo នៅវិញ Haru នេះក៏បាននិយាយថានេះគឺមានសំណួរមួយចង់សួរទៅកាន់ Fudo ក៏បាននិយាយផងដែរបើសិនជានាងគឺចង់ដឹងរឿងអ្វីនោះគឺសួរមកកាន់គាត់មកនៅក្នុងចិត្តរបស់ Haru នេះគឺចង់សួរអំពីនារីម្នាក់នោះដែល Fudo ក៏បានថតជាមួយនឹងឯងក៏ប៉ុន្តែបើសិនជានាងគឺបានសួរត្រង់បែបនេះច្បាស់ណាស់នេះគឺពិតជាមានអារម្មណ៍ថាមិនសូវស្រួលនៅឡើយរីឯ Fudo បន្ទាប់ពីឃើញទង្វើរបស់ Haru បែបហ្នឹងបែរជាគិតទៅណាឆ្កយនៅវិញប្រហែលជា Haru គឺចង់សួរអំពីការហាត់ប្រាណឲ្យមើលទៅនោះដូច្នេះហើយក៏បានយកសភៅដើម្បីបង្រៀនការហាត់ប្រាណនិងម្សៅប្រូតេអ៊ីនក្នុងការញ៉ាំជំនួយសាច់ដុំនឹងឯងមិនត្រឹមតែប៉ុណ្ណឹងទេ Fudo ក៏បាននិយាយច្រើនមែនទែនអំពីសភៅមួយនេះក្នុងការហាត់ប្រាណនឹងឯងដូចនេះហើយ Haru នេះក៏បាននិយាយថានេះគឺចង់សួរអំពីរូបភាពមួយនោះ Fudo នៅវិញក៏បានគិតថាប្រហែលជារូបភាពក្នុងការហាត់ប្រាណហើយដូច្នេះក៏បានបង្ហាញតែម្ដងគ្រាន់តែឃើញយ៉ាងភ្លាមធ្វើឲ្យ Haru នៅពេលនោះក៏អស់ពាក្យនិយាយផងដែរក៏ប៉ុន្តែនៅពេលនោះក៏មានការកោះហៅដោយសារតែមានបិសាចកំពុងតែអុកលុកទៅកាន់ប្រជាជនក៏បង្ហាញមកកន្លែងបិសាចនៅវិញនៅពេលនេះវាកំពុងតែវាប្រហារទៅកាន់កន្លែងមួយជាពិសេសយើងគឺបានឃើញថាម្ចាស់ស្ត្រីបិសាចក៏នៅទីនោះផងដែរមិនយូរប្រហែលក្រុម Hero ក៏បានមកដល់ដែលជា Super Sentai នឹងឯងដែលពួកគេមកទីនេះដើម្បីអន្តរាគមន៍ទៅកាន់បិសាចទាំងអស់នោះខ្លះក្នុងបិសាចក៏បានបញ្ជាកូនចៅរបស់ខ្លួនដើម្បីទៅវាប្រហារទៅកាន់អ្នកអង្គ5 Fudo នៅវិញក៏បានស្រួលទៅមុនគេដើម្បីវាប្រហារជាមួយនឹងម្ចាស់ស្ត្រីបិសាចដោយក៏បានគិតថាពួកគេទាំងពីរនាក់គ្រាន់តែសម្ដែងជាមួយនឹងម្ចាស់ស្ត្រីបិសាចអញ្ចឹងណាមានអីក៏ស្រាប់តែស៊ីមួយជើងរបស់ម្ចាស់ស្ត្រីបិសាចចំកណ្ដាលមុខបណ្ដាឲ្យ Fudo នៅពេលនោះក៏បានឡើងប៉ាងតែម្ដងដោយសារតែ Fudo ក៏បានប៉ាងមុនគេបែបនេះហើយធ្វើឲ្យមើលរូបក្រនរបស់គាត់គឺមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏មានការព្រួយបារម្ភទៅកាន់ Fudo ផងដែរដោយសារតែលើកនេះ Fudo ក៏ប្រជិតខ្សោយមែនទែនចំណែក Fudo ក៏បានគិតនៅក្នុងចិត្តថាប្រហែលជាម្ចាស់ស្ត្រីបិសាចគ្រាន់តែសម្ដែងឲ្យចូលទូតែប៉ុណ្ណោះប៉ុន្តែម្ចាស់ស្ត្រីបិសាចនៅវិញបែរជាមិនលេងធម្មតាណាបានដកអាវុធរបស់នាងក្នុងការវាយប្រហារទៅកាន់ Fudo ទៀតបណ្ដាឲ្យ Fudo នៅពេលនោះក៏បានស៊ីមួយអាវុធរបស់ម្ចាស់ស្ត្រីបិសាចតែម្ដងបន្ទាប់ពីស៊ីមួយអាវុធរបស់ម្ចាស់ស្ត្រីបិសាចហើយនោះ Fudo គាត់នៅតែបន្តគិតថាប្រហែលជាម្ចាស់ស្ត្រីបិសាចគ្រាន់តែសម្ដែងតែប៉ុណ្ណោះមានអីក៏ស្រាប់តែម្ចាស់ស្ត្រីបិសាចក៏ចាប់ផ្ដើមប្រើ Super ធំរបស់នាងតែម្ដងដែលមានឈ្មោះថាខ្យល់បក់នឹងឯងដែលហេតុនេះហើយធ្វើឲ្យ Fudo នៅពេលនោះក៏បានស៊ីមួយ Super មួយហ្នឹងបណ្ដាឲ្យក៏បានផ្លោងហើយក៏បានចូលទៅក្នុងរោងចក្រមួយកន្លែងនៅពេលដែលក៏បានចូលមកដល់ខាងក្នុងនោះក៏បានព្យាយាមសួរទៅកាន់ម្ចាស់ស្ត្រីបិសាចប៉ុន្តែម្ចាស់ស្ត្រីបិសាចក៏បានគិតថា Fudo កំពុងតែក្បត់នាងដូច្នេះហើយនាងក៏ចាប់ផ្ដើមវាយទៅកាន់ Fudo មួយទំហឹងតែម្ដងហើយក៏បាននិយាយថាហេតុអីបានជាលោកកំពុងតែដេតជាមួយគេអញ្ចឹងដល់ពេលទៅធ្វើឲ្យ Fudo នៅពេលនោះក៏បានចងចាំតែម្ដងតាមពិតទៅម្ចាស់ស្ត្រីបិសាចកំពុងតែយល់ច្រឡំនឹងឯងដូច្នេះហើយ Fudo ក៏បានព្យាយាមបញ្យល់ប្រាប់ទៅកាន់ម្ចាស់ស្ត្រីបិសាចថានោះគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះទេក៏ប៉ុន្តែម្ចាស់ស្ត្រីបិសាចគឺនាងមិនស្ដាប់នឹងពាក្យសម្ដីរបស់ Fudo ដែលបានបកស្រាយនោះឡើយហើយនាងក៏បាននិយាយទាំងទឹកភ្នែកថានាងគឺពិតជាអន់ខ្សោយមែនទែននៅពេលដែលនាងគឺមានស្នេហាហ
ហើយឥឡូវនេះបេះដូងរបស់នេះគឺស្ទើរតែប្រែទៅហើយបន្ទាប់ពីនេះក៏បានឃើញហាត់ការទាំងអស់នោះដោយសារតែបែបនេះហើយ Photo ក៏បានអោបទៅកាន់ម្ចាស់ស្ត្រីបិសាចហើយក៏បានធ្វើការប្រាប់ទៅកាន់ម្ចាស់ស្ត្រីបិសាចថាខ្ញុំគឺជាមនុស្សដ៏ឆ្កងខ្លាំងណាស់ក៏ប៉ុន្តែនៅពេលដែលគាត់គឺចង់ធ្វើអ្វីមួយហើយនោះគាត់គឺត្រូវតែធ្វើឲ្យដល់ទីបញ្ចប់ខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់ហើយស្រឡាញ់នាងគឺស្មើជីវិតរបស់ខ្ញុំហើយគ្មាននរណាម្នាក់អាចចំនួនតំណែងរបស់នាងបានឡើយដោយសារតែបែបនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះនាងក៏ចាប់ផ្ដើមទន់ចិនហើយក៏ឈប់ប្រច័ណ្ឌឬក៏ឈប់ខឹងទៅកាន់ Photo ទៀតដែរចឹងមែនអ្នកទាំងអស់គ្នាមនុស្សស្រីគឺពិតជាស្រួលលងខ្លាំងណាស់គ្រាន់តែយើងគឺនិយាយពាក្យក្នុងចិត្តរបស់យើងតែប្រហែលទៅនាងគឺទន់ចិត្តហើយក្នុងនាមយើងជាមនុស្សប្រុសនៅពេលដែលមនុស្សស្រីគាត់កំពុងតែខឹងមកកាន់យើងបែបហ្នឹងយើងគួរតែលួងនាងទៅដោយសារតែការធ្វើបែបនេះវាមិនមែនជាការខ្មាស់អៀនអីនោះទេពីព្រោះថានាងគឺជាមនុស្សដែលយើងស្រឡាញ់អញ្ចឹងយើងគឺត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីនាងក្រោយពីសង្គ្រាមការប្រយុទ្ធគ្នាគឺត្រូវបានបញ្ចប់នោះយើងគិតថាបិសាចខ្លាំងខ្មុំនៅពេលនោះកំពុងតែដេកនឹងឯងដោយសារតែវាគឺត្រូវធ្ងន់ខ្លាំងពេកនិយាយទៅមកសាច់រឿងមួយហ្នឹងគឺកម្មជាងគេគឺបិសាចខ្លាំងខ្មុំនឹងតែម្ដងរីឯនៅពេលនៅវិញគឺមិនទាន់ចែកផ្លូវគ្នានោះទេដែលពួកគេកំពុងតែនិយាយគ្នាលេងនឹងឯងពេលនោះ Photo ក៏បាននិយាយលេងសើចជាមួយនឹងម្ចាស់ស្ត្រីបិសាចថាក៏ពិតជាភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញម្ចាស់ស្ត្រីបិសាចគឺចេះប្រច័ណ្ឌមកកាន់គាត់គ្រាន់តែលឺចឹងភ្លាមធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះគឺចាប់ផ្ដើមចង់ក្តៅទៀតហើយក៏បាននិយាយថានេះគឺមិនទាន់អត់ទោសឲ្យទៅកាន់ Photo នៅឡើយទេបន្តមកទៀតម្ចាស់ស្ត្រីបិសាចក៏បានសុំសំណើមួយទៅកាន់ Photo នេះគឺចង់ដេតជាមួយនឹង Photo នៅថ្ងៃណាមួយជាឯកស្ថានរបស់សិស្ស Photo គ្រាន់តែលឺប៉ុណ្ណឹងភ្លាមក៏បានឆ្លើយយកព្រមភ្លាមនឹងឯងដូចនេះហើយពួកគេទាំងពីរនាក់ក៏បានចាប់ដៃគ្នាដើម្បីបង្ហាញពីភាពរ៉ូម៉ាន់ទិករបស់ពួកគេទាំងពីរនាក់ភ្លាមនៅពេលក៏បានចាប់អារម្មណ៍ថា Haro កំពុងតែនៅទីនេះដូចគ្នាដូចនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចនិង Photo គឺមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះថាស្នេហារបស់ពួកគេគឺត្រូវបានបែកធ្លាយបាត់ទៅហើយការបង្ហាញនៅថ្ងៃបន្ទាប់គឺការស្ថិតនៅទីស្នាក់ការកណ្ដាលនៅពេលនោះ Photo ក៏អត់ហ៊ានចូលទៅប្រជុំនោះទេដោយសារតែក៏បានខ្លាចថា Haro ក៏បានទំនាយពីរឿងរបស់គាត់ឲ្យទៅកាន់មនុស្សគ្រប់គ្នាបានដឹងហើយក៏បានឃើញពីទស្សនវិជ្ជាការពីម្សិលមិញនៅពេលនោះ Haro អត់បាននិយាយច្រើននោះទេដែលនេះក៏បានពពោះ Photo ដើម្បីត្រឡប់ទៅកន្លែងរបស់ពួកគេវិញនឹងឯងមុនពេលដែល Photo ក៏បានចាក់ចេញទៅនឹងក៏បានចម្លងមើលទៅកាន់ម្ចាស់ស្រីបិសាចផងដែររួចមកក៏បានធ្វើដំណើរដើម្បីទៅជាមួយនឹង Haro បាត់ទៅហើយក៏បានសួរទៅកាន់ Haro ថាការសន្ទនារបស់គាត់ជាមួយនឹងម្ចាស់ស្រីបិសាចហ្នឹងគឺនាងក៏បានស្ដាប់ឮអស់ហើយតាមមែនទេ Haro ក៏បានតបទៅវិញផងដែរថានាងក៏បានឃើញទាំងអស់ហ្នឹងសូម្បីតែសកម្មភាពរបស់ម្ចាស់ស្រីបិសាចកំពុងតែប្រច័ណ្ឌក៏នាងបានដឹងដែរដូចនេះហើយធ្វើឲ្យ Photo ក៏បានគិតនៅក្នុងចិត្តថានៅពេលនេះគឺអញចប់ហើយបើសិនរឿងបែបនេះវាបែកធ្លាយមែននោះធ្វើឲ្យគាត់គឺចាប់ផ្ដើមចប់ហើយរឿងរ៉ាវរបស់គាត់គឺត្រូវតែប្រហែលគឺបរាជ័យទាំងអស់ហ្នឹងដែលក៏គឺត្រូវរងការស្ដីបន្ទោសពីមនុស្សគ្រប់គ្នាអញ្ចឹងទៅកាត់ចូលពេលបច្ចុប្បន្នវិញ Haro នឹងក៏បានសួរទៅកាន់ Photo ថាកំពុងតែធ្វើអ្វីហ្នឹងធ្វើឲ្យ Photo នៅពេលនោះគាត់គឺចង់ស្រែកផ្អើលពេញនឹងបាត់ទៅហើយដោយសារគាត់ក៏បានភ្ញាក់នឹងឯងបន្តមកទៀតពួកគេទាំងអស់គ្នាក៏បានចូលមកដល់ខាងក្នុងដើម្បីបើកការប្រជុំសាស្ត្រាចារ្យក៏បាននិយាយថានៅពេលនេះក៏ដល់ពេលប្រកាសផងដែរគ្រាន់តែឮប៉ុណ្ណឹងភ្លាមធ្វើឲ្យ Photo នៅពេលនោះក៏ចាប់ផ្ដើមភ័យទៀតហើយតាមពិតទៅការប្រកាសមួយហ្នឹងគ្រាន់តែជាការប្រឡងរបស់ Photo ជាមួយនឹង Haro តែប៉ុណ្ណោះបើសិនជាមានពួកបិសាចគឺបានមកវាប្រហារអញ្ចឹងទៅពួកគេអត់បានចូលរួមនោះទេពីព្រោះពួកគេក៏បានចូលរវល់ក្នុងការប្រឡងរបស់ពួកគេអញ្ចឹងណាដូច្នេះហើយធ្វើឲ្យ Photo នៅពេលនោះក៏ចាប់ផ្ដើមមានចម្ងល់តែម្ដងអំពី Haro ហើយអ្វីបានជានេះគឺមិនប្រាប់ទៅកាន់អ្នករកគ្នាឲ្យបានដឹងអំពីរឿងរ៉ាវរបស់គាត់ដល់ពេលទៅ Photo ក៏បានព្យាយាមតាមដានទៅកាន់ Haro អំពីសកម្មភាពរបស់នាងទាំងប្រមាណហ្នឹងក៏ប៉ុន្តែគាត់នៅតែបន្តឆ្ងល់ទៅកាន់ Haro ហេតុអីបានជានាងគឺមិននិយាយចេញអញ្ចឹងណាដូច្នេះនៅពេលយប់ក៏បានមកជួបជាមួយនឹងម្ចាស់ស្ត្រីបិសាចហើយក៏បានប្រាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងដោយអស់ចម្រើននោះម្ចាស់ស្ត្រីបិសាចក៏បានសម្រេចចិត្តគឺទៅសម្លាប់ទៅកាន់ Haro គឺបំបត្តិមកតែម្ដង Photo ក៏បានហាមឃាត់ទៅកាន់ម្ចាស់ស្ត្រីបិសាចហើយក៏បានអះអាងថាប្រហែលជា Haro នឹងនាងគឺមានហេតុផលរបស់នាងហើយភ្លាមនឹងម្ចាស់ស្ត្រីបិសាចក៏បានចាប់អារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែខ្លោមមកកាន់ពួកគេដល់ពេលទៅនេះក៏បានប្រើទៅកាន់ Photo ដើម្បីទៅទិញតែក្រូចឆ្មាឲ្យនាង Photo ក៏បានយល់ព្រមហើយក៏បានធ្វើការលាទៅកាន់ម្ចាស់ស្ត្រីបិសាចបន្ទាប់ពីការចាត់ចែងរបស់ Photo នោះតាមពិតទៅនោះគឺជា Haro ដែលកំពុងតែតាមដានទៅកាន់ពួកគេនឹងឯង Haro នេះក៏បានដឹងភ្លាមតែម្ដងថាម្ចាស់ស្ត្រីបិសាចគឺជាសិស្សវិទ្យាល័យឆ្នាំទី2មិនត្រឹមតែមិនដឹងទេ Haro ក៏បានបបួលម្ចាស់ស្ត្រីបិសាចដើម្បីប្រយុទ្ធគ្នាតែម្ដង Haro នេះក៏ចាប់ផ្ដើមប្រែកន្លែងខ្លាចទៅជា Super Sentai ពកកាឈូងនិងស៊ូលឿនដើម្បីទៅវាប្រហារទៅកាន់ម្ចាស់ស្ត្រីបិសាចបន្ទាប់ពីប៉ះគ្នាប្រមាណទឹកមកម្ចាស់ស្ត្រីបិសាចក៏បានដឹងថា Haro នេះគឺពិតជាខ្សោយខ្លាំងណាស់ដូចនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចក៏បានដឹងភ្លាមតែម្ដងតាមពិតទៅ Haro គឺទៅតែចូលជាសមាជិក Super Sentai គឺបានតែ6ខែតែប៉ុណ្ណោះអញ្ចឹងហើយបានជាសមត្ថភាពរបស់នាងគឺខ្សោយជាងគេនឹងឯងចំណែក Haro នៅវិញបើទោះបីជានាងគឺអត់ខ្សោយប៉ុណ្ណាក៏ដោយនាងគឺនៅតែបន្តសម្រុកចូលដើម្បីវាប្រហារទៅកាន់ម្ចាស់ស្ត្រីបិសាចអំឡុងពេលហ្នឹងម្ចាស់ស្ត្រីបិសាចក៏មានអារម្មណ៍ថា Haro កំពុងតែអន់ចិននឹងអស់សង្ឃឹមនឹងរឿងអ្វីមួយជាចុងក្រោយ Haro នៅពេលនោះនាងគឺមិនអាចយកឈ្នះទៅកាន់ម្ចាស់ស្ត្រីបិសាចបាននោះឡើយដូចនេះនាងក៏បានធ្វើការសរសើរទៅកាន់ម្ចាស់ស្ត្រីបិសាចថានាងគឺពិតជាខ្លាំងមែនទែនម្ចាស់ស្ត្រីបិសាចក៏បានសួរទៅកាន់ Haro ថានាងគឺចង់ធ្វើអ្វីបន្តទៀតនៅពេលនេះដល់ពេលទៅ Haro ក៏បានទម្លាយរឿងរ៉ាវក្នុងចិត្តរបស់នាងប្រាប់ទៅកាន់ម្ចាស់ស្ត្រីបិសាចឲ្យបានដឹងថាមូលហេតុដែលនាងក៏បានចូលជាសមាជិក Super Sentai នោះគឺដោយសារតែនាងក៏បានដូចស្រឡាញ់ទៅកាន់ Photo នឹងឯងនោះហើយជាមូលហេតុដែលនាងក៏បានសង្ស័យថា Photo ប្រកបជាមានសង្សារនឹងឯង
ក៏ប៉ុន្តែនៅពេលនេះនាងគឺស្ទើរតែមិនជឿនោះទេថាមើលស្រីរបស់គាត់គឺជាម្ចាស់ស្ត្រីបិសាចមិនត្រឹមតែប៉ុណ្ណោះទេគឺថែមទាំងជាមនុស្សដែលនាងក៏បានធ្លាប់ស្គាល់ទៀតផងកាលមានទៅនាងគឺត្រូវបានក្រុមចោរចំនួន2នាក់គឺចង់ចាប់ចម្រិតមកលើនាងភ្លាមៗក៏ស្រាប់តែម្ចាស់ស្ត្រីបិសាចក៏បានបង្ហាញខ្លួនហើយក៏ចាប់ផ្ដើមធ្វើការចាត់ការទៅកាន់អា2នាក់ហ្នឹងតែម្ដងមុនពេលដែលម្ចាស់ស្ត្រីបិសាចក៏បានចាក់ចិត្តទៅនឹងនាងក៏បាននិយាយថានាងគឺត្រូវតែរឹងមាំដោយការនិយាយបែបនេះហើយធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះនាងក៏បានចាំទៅកាន់ហារ៉ូហើយហារ៉ូនេះក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលម្ចាស់ស្ត្រីបិសាចក៏បានចូលរួមជាមួយនឹងបិសាចនឹងឯងហារ៉ូក៏បាននិយាយបន្តទៅថាស្នេហាពិតជាធ្វើឲ្យមនុស្សគឺទន់ខ្សោយមែនទែនហើយនាងពិតជាចង់លួចហ្វូដូចេញពីនាងខ្លាំងណាស់ក៏ប៉ុន្តែនាងមិនអាចធ្វើបាននោះឡើយនៅពេលដែលនាងក៏បានឃើញស្នាមញញឹមរបស់ហ្វូដូនោះធ្វើឲ្យចិត្តរបស់នាងគឺចាប់ផ្ដើមស្ងប់ដោយសារតែការញញឹមរបស់ហ្វូដូមួយនេះគឺមិនដែលធ្លាប់មានពីមុនមកទេអំឡុងពេលហ្នឹងយើងគិតថាហារ៉ូនេះក៏បាននិយាយទាំងទឹកភ្នែកតែម្ដងដោយសារតែនាងក៏បានស្រឡាញ់ទៅកាន់ហ្វូដូដែរហើយក៏ត្រូវលះបង់មនុស្សដែលខ្លួនឯងលួចស្រឡាញ់ហ្នឹងឲ្យទៅកាន់គេផ្សេងអញ្ចឹងណាដោយសារតែបែបនេះហើយពួកគេទាំងពីរនាក់ក៏បានអោបគ្នាហើយក៏ចាប់ផ្ដើមយកពេញនឹងតែម្ដងមួយសន្ទុះក្រោយមកហ្វូដូក៏បានត្រឡប់មកដល់វិញហើយហ្វូដូក៏បានធ្វើការសុំទោសទៅកាន់ម្ចាស់ស្ត្រីបិសាចដោយសារតែក៏បានរកតែក្រូចឆ្មារបស់នាងដែលចង់បានហ្នឹងគឺរកមិនមាននោះទេភ្លាមៗហ្វូដូក៏មានការចាប់ផ្ដើមជាខ្លាំងបន្ទាប់ពីឃើញហារ៉ូកំពុងតែគេងនៅលើផ្លូវរបស់ម្ចាស់ស្ត្រីបិសាចម្ចាស់ស្ត្រីបិសាចក៏បានធ្វើដៃជាសញ្ញាដើម្បីឲ្យហ្វូដូក៏បានស្ងាត់ទៅដោយសារតែនៅពេលនេះហារ៉ូនឹងកំពុងតែគេងនឹងឯងបន្ទាប់ពីក៏បានឃើញទស្សនវិជ្ជាបែបនេះធ្វើឲ្យហ្វូដូនៅពេលនោះក៏ចាប់ផ្ដើមគិតវិញឆ្ងាយតែម្ដងថាប្រហែលជាម្ចាស់ស្ត្រីបិសាចក៏បានសម្លាប់ទៅកាន់ហារ៉ូអញ្ចឹងណាជាចុងក្រោយពួកគេទាំង3នាក់ក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះជាមួយនឹងគ្នាក៏ប៉ុន្តែយើងមើលឲ្យទឹកមុខរបស់ហ្វូដូនៅតែបន្តឆ្ងល់នឹងឯងថារឿងរ៉ាវអ្វីនេះគឺមានរឿងអ្វីដែលកើតឡើងអញ្ចឹងណាបន្ទាប់មកនៅពេលដែលពួកគេក៏បានដើរមកដល់កន្លែងផ្លូវបបែកមួយនោះក៏ស្រាប់តែហារ៉ូនេះក៏បានខ្សឹបប្រាប់ទៅកាន់ម្ចាស់ស្ត្រីបិសាចថានៅថ្ងៃណាមួយនាងនឹងលួចហ្វូដូចេញពីម្ចាស់ស្ត្រីបិសាចជាមិនខាននោះទេធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះនាងឡើងភ្ញាក់ព្រឺតែម្ដងមុនពេលដែលហារ៉ូនេះក៏បានចាក់ចេញទៅនឹងនាងក៏បានផ្ដាំទៅកាន់អ្នកទាំងពីរថាអ្នកទាំងពីរគួរតែចោះសម្រងគ្នាឲ្យបានល្អណាស់សាច់រឿងក៏កាត់បង្ហាញនៅពេលដែលបោះស្លាក៏បានកោះហៅកូនចៅរបស់គាត់ទាំងប្រមាណដើម្បីមកប្រជុំគ្នាហើយការប្រជុំមួយនោះគ្រាន់តែជាការអបអរទៅកាន់ម្ចាស់ស្ត្រីបិសាចតែប៉ុណ្ណោះពីព្រោះថារបាយការណ៍ក្នុងការប្រយុទ្ធរបស់នាងនៅក្នុងខែនេះពិតជាល្អមែនទែនម្ចាស់ស្ត្រីបិសាចនៅវិញឡើងដល់កតែម្ដងពីព្រោះថានាងអត់បានធ្វើអីផងហ្នឹងបោះស្លាក៏បានលើកហេតុផលផងដែរមូលហេតុដែលម្ចាស់ស្ត្រីបិសាចគឺទទួលបានរបាយការណ៍ល្អនៅក្នុងខែនេះដោយសារតែនាងក៏បានវាប្រហារទៅកាន់ហ្វូដូនឹងឯងឬក៏ជាសុភសិនតៃពកក្រហមម្ចាស់ស្ត្រីសានបន្ទាប់ពីលើកបែបហ្នឹងនេះគឺមិនពេញចិត្តនោះទេដែលនាងពិតជាមកម៉ែទៅកាន់ម្ចាស់ស្ត្រីបិសាចមែនទែនពីព្រោះថានាងក៏បានខំប្រឹងមែនទែនដើម្បីទទួលបានរបាយការណ៍ល្អក៏ប៉ុន្តែបែរជាលេខ1ទៅកាន់ម្ចាស់ស្ត្រីបិសាចទៅវិញក្រោយមកសាច់រឿងក៏កាត់បង្ហាញនៅកន្លែងអាហារស្ថានរបស់បិសាចយកថាអាហារស្ថានរបស់ពួកគេមើលទៅដូចជាប្រជាជនធម្មតាហ្នឹងហើយមិនក៏សំទោសផងដែរមូលហេតុដែលអត់មានភ្លេងអមដោយសារតែខេបខាតឥឡូវគឺដាក់ភ្លេងលេងកើតហើយវាឲ្យប្រើប្រូប៉ុន្តែអត់មានលុយបុកនោះទេអញ្ចឹងហើយមានតែអត់ភ្លេងនឹងឯងអាស្រ័យស្រ័យផងណាអំឡុងពេលហ្នឹងម្ចាស់ស្ត្រីបិសាចក៏បានស្ដាប់ឮអំពីការសន្ទនាគ្នារវាងកំពូលដឹកនាំទាំងពីរនាក់ម្នាក់គឺជាម្ចាស់ស្ត្រីស័ន្ទម្នាក់ទៀតគឺជាម្ចាស់ស្ត្រីដែកដល់ម្ចាស់ស្ត្រីដែកគឺបាននិយាយផងដែរថានៅពេលនេះនាងគឺចាប់ផ្ដើមមានអារម្មណ៍ថាស្រឡាញ់ទៅកាន់នរណាម្នាក់ប៉ុន្តែនាងអត់ហ៊ានប្រាប់នោះទេគ្រាន់តែឮប៉ុណ្ណឹងភ្លាមធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះនាងគឺមានការភ្ញាក់ផ្អើលជាខ្លាំងហើយនាងក៏បានចូលទៅសួរទៅកាន់ម្ចាស់ស្ត្រីដែកតែម្ដងនឹងឲ្យម្ចាស់ស្ត្រីដែកគឺសារភាពទៅមនុស្សម្នាក់ហ្នឹងឲ្យលឿនទៅម្ចាស់ស្ត្រីដែកក៏បានតបទៅវិញផងដែរថាមើលទៅដូចជាមិនស័ក្តិសមនោះទេពីព្រោះច្បាប់របស់វាសាយគឺមិនអនុញ្ញាតឲ្យស្រឡាញ់ទៅកាន់អ្នកណានោះឡើយដូចនេះគឺមានតែខាងមកសង្កត់ចិត្តតែប៉ុណ្ណោះក៏ប៉ុន្តែម្ចាស់ស្ត្រីបិសាចក៏បានលើកឡើងនិយាយផងដែរថាមិនអីនោះទេនាងនឹងអាចជួយទៅកាន់នាងបានជំហានទី1គ្រាន់តែហាត់ប្រាណដើម្បីទទួលបានរាងស្អាតហើយទី2វិញគឺគ្រាន់តែជាការធ្វើម្ហូបក៏ប៉ុន្តែម្ចាស់ស្ត្រីដែកនេះគឺមិនចេះធ្វើម្ហូបឯណាគ្រាន់តែត្រេងគឺកាប់ច្រាមយកតែម្ដងជំហានទី3គឺការទប់លំនឹងខ្លួនឲ្យបានល្អភ្លាមៗដែរម្ចាស់ស្ត្រីបិសាចគឺមានការចាប់បានជាខ្លាំងបន្ទាប់ពីឃើញម្ចាស់ស្ត្រីដែកគឺបានលិចលង់បាត់ទៅហើយមូលហេតុដែលលិចគឺដោយសារសម្លៀកបំពាក់ដែករបស់នាងគឺពិតជាធ្ងន់ខ្លាំងណាស់ហើយជំហានទី3ហ្នឹងបើនាងគឺមិនដល់នោះទេច្បាស់ណាស់គឺលិចនឹងឯងដូចនេះហើយម្ចាស់ស្ត្រីដែកក៏បាននិយាយផងដែរថានៅពេលនេះគឺបានបោះបង់ស្នេហាហើយមិនបាច់ធ្វើអីទៀតទេក្រោយមកទៀតយើងក៏បានឃើញថាបិសាចខ្លាខ្មៅកំពុងតែដឹកនាំកូនចៅរបស់វាក្នុងការវាប្រហារទៅកាន់ 10% តែទាំងប្រមាណអ្នកហ្នឹងរីឯអ្នកទាំងពីរនៅវ័យម្ចាស់ស្ត្រីបិសាចក៏បានប្រាប់ទៅកាន់ហ្វូដូផងដែរអំពីមិត្តភ័ក្តិរបស់នាងហើយនាងពិតជាពិបាកចិត្តមែនទែនដែលនាងគឺមិនអាចជួយទៅកាន់មិត្តភ័ក្តិរបស់ខ្លួនបាននឹងឯងចំពោះហ្វូដូគឺបានត្រឹមតែនិយាយលើកទឹកចិត្តទៅកាន់ម្ចាស់ស្ត្រីបិសាចដើម្បីឲ្យបន្តទៅមុខទៀតដូចនេះហើយម្ចាស់ស្ត្រីសាទហើយនិងម្ចាស់ស្ត្រីបិសាចក៏បានទម្លុះទ្វារដើម្បីចូលទៅក្នុងម៉ូតូរបស់ម្ចាស់ស្ត្រីដែកតែម្ដងនៅពេលទៅដល់គឺមានការចាប់ផ្អើលជាខ្លាំងដោយសារតែម្ចាស់ស្ត្រីដែកហ្នឹងនៅពេលនេះកំពុងតែឃុំខ្លួនហើយដោយម្ចាស់ស្ត្រីដែកហ្នឹងនៅពេលនេះគឺមិនហ៊ានទទួលស្គាល់ការពិតនោះទេដល់ពេលទៅម្ចាស់ស្ត្រីបិសាចក៏ចាប់ផ្ដើមនិយាយលំលោនទៅកាន់នាងឲ្យទទួលស្គាល់ការពិតនិងហ៊ានសារភាពពីអារម្មណ៍របស់ខ្លួនឯងទៅមនុស្សដែលខ្លួនឯងលួចស្រឡាញ់ដូចនេះហើយធ្វើឲ្យម្ចាស់ស្ត្រីដែកនៅពេលនោះនាងក៏ចាប់ផ្ដើមដោះសម្លៀកបំពាក់របស់នាងចេញហើយក៏បានឃើញថារូបរាងកាយរបស់នាងគឺពិតជាស្រស់ស្អាតមែនទែនជាពិសេសគឺដើមទ្រូងរបស់នាងតែម្ដងរីឯអ្នកទី2នៅវិញគ្រាន់តែឃើញបែបហ្នឹង
ហ្នឹងគឺគាំងអស់ហើយពីព្រោះអីពួកគេទាំងពីរនេះគឺសិតតែតូចៗហ្នឹងក្រោយមកម្ចាស់ស្ត្រីដៃក៏បានសារភាពទៅកាន់មនុស្សដែលខ្លួនឯងស្រឡាញ់ហើយម្នាក់នោះគឺជាបិសាចខ្លាឃ្មុំនឹងឯងអេមិនមើលដំបងឡើងគាំងផងដែរស្មើតែដូចជាម្ចាស់ស្ត្រីបិសាចដែរថាស្រឡាញ់ទៅកាន់ស៊ុបអឺសន្តាយយ៉ាងទៅតាមពិតអាបែកខ្លាឃ្មុំនឹងសោះការបង្ហាញមកកន្លែងអាហារស្ថានយើងក៏បានឃើញថាមានបិសាចពោះវែកមួយកំពុងតែញ៉ាំគុយទាវភ្លាមៗក៏ស្រាប់តែបិសាចខ្លាឃ្មុំក៏បានបង្ហាញខ្លួនហើយក៏បានស្នើសុំទៅកាន់បិសាចពោះវែកហ្នឹងថាគាត់គឺចង់ស្នើសុំទៅកាន់ម្ចាស់ស្ត្រីដៃហ្នឹងគឺទៅជាមួយបន្តិចហើយតាមពិតទៅបិសាចពោះវែកគឺជាដៃគូរបស់ម្ចាស់ស្ត្រីដៃទាំងឯងដូចនេះហើយបិសាចពោះវែកក៏បានយល់ព្រមទៅក្រោយមកយើងក៏បានឃើញថាម្ចាស់ស្ត្រីដៃហើយនឹងអាបែកខ្លាឃ្មុំនៅពេលដែលបានប្រយុទ្ធជាមួយនឹងស៊ុបអឺសន្តាយហើយរុំដៃគ្នានោះធ្វើឲ្យស៊ុបអឺសន្តាយនៅពេលនោះគឺមិនមែនជាដៃគូរបស់ពួកគេនោះទេដែលហេតុនេះហើយស៊ុបអឺសន្តាយពណ៌លឿងក៏បានប្រាប់ទៅកាន់ស៊ុបអឺសន្តាយពណ៌ខៀវនឹងឲ្យទៅរកទៅកាន់ស៊ុបអឺសន្តាយពណ៌ក្រហមមកដើម្បីធ្វើជាជំនួយបើសិនជាអត់មានវត្តមានរបស់ស៊ុបអឺសន្តាយពណ៌ក្រហមនោះទេពួកគេគឺមិនអាចយកឈ្នះបានឡើយរួចមកស៊ុបអឺសន្តាយពណ៌ខៀវក៏បានទៅរកស៊ុបអឺសន្តាយពណ៌ក្រហមក៏ប៉ុន្តែបែរជាជួបប្រទះជាមួយនឹងស៊ុបអឺសន្តាយពណ៌ផ្កាឈូកទៅវិញដែលនាងក៏បានលើកឡើងន័យថាស៊ុបអឺសន្តាយពណ៌ក្រហមគឺអត់នៅទីនេះនោះទេទៅកន្លែងផ្សេងទៅដែលហេតុនេះហើយស៊ុបអឺសន្តាយពណ៌ខៀវក៏បានទៅរកហ្វូដូនោះគឺកន្លែងផ្សេងតែម្ដងដែលជាស៊ុបអឺសន្តាយពណ៌ក្រហមហើយតាមពិតទៅមូលហេតុដែលស៊ុបអឺសន្តាយពណ៌ផ្កាឈូកធ្វើអំនេះដោយសារតែនេះក៏បានលាក់បាំងអំពីអ្នកទាំងពីរនឹងឯងដែលនេះគឺមិនចង់ឲ្យស៊ុបអឺសន្តាយដទៃទៀតគឺបានដឹងពីរឿងរ៉ាវរបស់ស៊ុបអឺសន្តាយពណ៌ក្រហមអីចឹងទៅរួចមកអ្នកទាំងពីរក៏បានធ្វើការអរគុណទៅកាន់ហារ៉ូដែលបានជួយលាក់បាំងមកកាន់ពួកគេរីឯហារ៉ូនេះគឺមិនអាចនៅយូរបាននោះទេដែលនេះក៏បានធ្វើណាដើម្បីទៅជួយជាមួយស៊ុបអឺសន្តាយដទៃទៀតបន្ទាប់ពីការចាត់ចែងរបស់ហារ៉ូម្ចាស់ស្ត្រីបិសាចក៏បានយកបាយមួយប្រអប់ឲ្យទៅកាន់ហ្វូដូបង្រងញ៉ាំទៅហើយប៉ុន្តែម្ចាស់ស្ត្រីបិសាចក៏បានហាមឃាត់ដែលនេះក៏បានលើកឡើងនេះផងដែរថានៅពេលដែលគូស្នេហ៍ទាំងពីរនេះក៏បានញ៉ាំអាហារជាមួយគ្នាអីហ្នឹងពួកគេគឺតែងតែបញ្ចុកអាហារគ្នាទៅវិញទៅមកអញ្ចឹងហើយនេះក៏ចង់ធ្វើដូចជាមួយនឹងពួកគេដែរហ្វូដូក៏ឡើងភ្ញាក់ព្រឹកពីព្រោះថាក៏អត់បានគិតដល់ឋានៈហ្នឹងនោះទេបន្តមកទៀតម្ចាស់ស្ត្រីបិសាចក៏បានយកអាហាររបស់នាងដើម្បីបញ្ចុកទៅកាន់ហ្វូដូចំពោះហ្វូដូក៏ចាប់ផ្ដើមហាមកដើម្បីទទួលអាហារមួយហ្នឹងប៉ុន្តែពិតជាសោយមែនទែនដោយសារតែកាហ្វេរបស់គាត់នៅពេលនោះក៏ចាប់ផ្ដើមធ្វើទុកធ្វើឲ្យគាត់ក៏ចាប់ផ្ដើមប្រកាច់ពេញនឹងតែម្ដងនឹងឯងហ្វូដូក៏បានលើកឡើងនិយាយផងដែរថាគាត់គឺមិនដាច់ឈឺពោះដល់ថ្នាក់នឹងនោះទេហើយនេះគឺទើបតែលើកទី1ហើយដែលគាត់គឺឈឺដល់ថ្នាក់ហ្នឹងដល់ហើយចុះមុនពេលដែលគាត់គឺស្លាប់គាត់ក៏ចង់ឲ្យម្ចាស់ស្ត្រីបិសាចក៏បានបញ្ចុកអាហារមកកាន់គាត់និយាយមិនតន់ចប់ស្រួលប៊ូផងនឹងហ្វូដូក៏បានសន្លប់ម្ចាស់ស្ត្រីបិសាចបន្តពីឃើញបែបហ្នឹងធ្វើឲ្យនេះគឺចាប់ផ្ដើមភ័យស្លន់ស្លោតែម្ដងដូច្នេះនេះក៏បានស្រែកហៅទៅកាន់ហារ៉ូដើម្បីយកហ្វូដូដើម្បីទៅមន្ទីរពេទ្យនៅទីបំផុតយើងក៏បានឃើញថាហ្វូដូនៅពេលនេះក៏កំពុងតែសម្រាប់នៅមន្ទីរពេទ្យសាស្ត្រាចារ្យក៏បានប្រាប់ទៅកាន់ហ្វូដូថានៅថ្ងៃស្អែកគឺអាចចេញពីមន្ទីរពេទ្យបានហើយមីសាគីគឺមានបំណងថាបញ្ចុកផ្លែប៉ោមឲ្យទៅកាន់ហ្វូដូក៏បានហាមាត់ប៉ុន្តែនៅពេលនោះក៏បាននឹកឃើញអំពីម្ចាស់ស្ត្រីបិសាចអញ្ចឹងហើយហ្វូដូក៏បានបិទមាត់របស់គាត់ឡើងលឿនតែម្ដងតតែម្ចាស់ស្ត្រីបិសាចក៏បានបញ្ចុកគាត់បានគាត់ញ៉ាំហារ៉ូបន្ទាប់ពីឃើញទង្វើរបស់ហ្វូដូបែបហ្នឹងនាងក៏បានដឹងភ្លាមពីចេតនារបស់ហ្វូដូដល់ពេលទៅហារ៉ូនាងក៏បានញ៉ាំផ្លែប៉ោមរបស់មីសាគីតែម្ដងនឹងឯងសាច់រឿងក៏កាប់បង្ហាញនៅពេលដែលហ្វូដូក៏កំពុងតែសម្រាប់នៅក្រៅមន្ទីរពេទ្យតែម្នាក់ឯងនៅពេលហ្នឹងក៏គឺទទួលអារម្មណ៍ថាដូចជាមាននរណាម្នាក់គឺបានព្យាយាមដើម្បីបញ្ចុកផ្លែប៉ោមមកកាន់គាត់ហើយគាត់ក៏បានសម័យថាម្នាក់នោះគឺជាម្ចាស់ស្ត្រីបិសាចអីអញ្ចឹងទៅក៏ប៉ុន្តែវាខុសការរំពឹងទុករបស់គាត់តាមពិតទៅនោះគឺជាម្ដាយរបស់គាត់នឹងឯងមានអីគាត់ក៏បានងាកមុខចេញតែម្ដងសូម្បីតែម្ដាយរបស់គាត់ក៏គាត់មិនព្រមដែរដោយនេះហើយម៉ាក់របស់គាត់ក៏បានទុកផ្លែប៉ោមនៅលើតុហើយគាត់ក៏បានប្រាប់ថាបន្តិចទៀតនេះប៉ាឯងគឺមកទទួលឯងហើយដើម្បីទៅផ្ទះវិញហើយម៉ាក់គឺមិនបាននៅមើលឯងនោះទេដោយសារតែម៉ាក់គឺចូលរបត់ដើម្បីទៅលេងបាល់ទះបន្ទាប់ពីការចាត់ចែងរបស់ម្ដាយរបស់គាត់នោះគាត់គឺមានបំណងថាហាត់ប្រាណបន្តទៀតក៏ប៉ុន្តែត្រូវបានម្ចាស់ស្ត្រីបិសាចក៏បានស្ដីឲ្យទៅកាន់ហ្វូដូថាហាត់ប្រាណធ្វើអីទៀតបើឈឺយ៉ាងហ្នឹងហើយហ្នឹងហ្វូដូក៏ពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីម្ចាស់ស្ត្រីបិសាចក៏បានមកមើលគាត់មកដល់មន្ទីរពេទ្យហើយគាត់ក៏បាននិយាយថានៅពេលនេះគឺអាចបញ្ចុកអាហារឲ្យមកកាន់គាត់បានហើយដល់ពេលទៅធ្វើឲ្យម្ចាស់ស្ត្រីបិសាចនៅពេលនោះពិតជាអៀនទៅកាន់ហ្វូដូមែនទែនអំពីពាក្យសម្ដីរបស់ហ្វូដូដែលបាននិយាយក្រោយមកទៀតនេះក៏បានយកផ្លែប៉ោមមួយនោះដើម្បីបញ្ចុកឲ្យទៅកាន់ហ្វូដូក៏មិនស្ទាក់ស្ទើរដែរគាត់ក៏បានញ៉ាំផ្លែប៉ោមមួយនោះហើយនៅពេលនោះហើយពួកគេក៏បានបង្កើតភាពរ៉ូមែនទិកជាមួយនឹងគ្នាជាពិសេសក្នុងអំឡុងពេលហ្នឹងពួកគេទាំងពីរនេះប៊ីនឹងថាបគ្នាទៅហើយប៉ុន្តែត្រូវបានកាត់ចង្វាក់ដោយសារតែម្ដាយរបស់ហ្វូដូគាត់ក៏បានបង្ហាញខ្លួនម្ដាយរបស់ហ្វូដូបន្ទាប់ពីឃើញម្ចាស់ស្ត្រីបិសាចហ្នឹងនេះគឺបានស្មានថានេះគឺជាមិត្តភក្តិរបស់ហ្វូដូអញ្ចឹងទៅមានអីម្ដាយរបស់ហ្វូដូក៏បានដឹកដៃរបស់ម្ចាស់ស្ត្រីបិសាចដើម្បីទៅលេងបាល់ទះជាមួយនឹងគាត់តែម្ដងសាច់រឿងក៏បង្ហាញនៅកន្លែងបាល់ទះរបស់ស្រីនៅវិញយើងក៏បានគិតថាម្ដាយរបស់ហ្វូដូក៏បានលើកបាល់ឲ្យទៅកាន់ម្ចាស់ស្ត្រីបិសាចដើម្បីវាយបាល់មួយនោះដោយសារតែវត្តមានរបស់ម្ចាស់ស្ត្រីបិសាចនៅពេលនោះពួកគេគឺទទួលបានជ័យជំនះទាំងឯងសាច់រឿងក៏បង្ហាញនៅពេលដែលពួកគេទាំងពីរនេះក៏បានដើរត្រឡប់មកវិញម្ចាស់ស្ត្រីបិសាចក៏បានលើកឡើងនិយាយផងដែរថាការលេងបាល់ល្បែងមិញនេះពិតជាសប្បាយចិត្តមែនទែនប៉ុន្តែអំឡុងពេលហ្នឹងបែរជាម្ចាស់ស្ត្រីបិសាចក៏ចាប់ផ្ដើមមុខឡើងក្រហមតែម្ដងបន្ទាប់ពីម្ដាយរបស់ហ្វូដូគឺដឹងថានេះក៏បានបញ្ចុកផ្លែប៉ោមឲ្យទៅកាន់ហ្វូដូនឹងឯងម្ដាយរបស់ហ្វូដូក៏បានប្រាប់ទៅកាន់ម្ចាស់ស្ត្រីបិសាចថាមិនបាច់អៀនអីនោះទេពីព្រោះថាការនាងនៅក្រមុំក៏ដូចជាមួយនឹងពួកគេដែរហ្នឹងបន្ទាប់ពីនេះហើយនោះម្ដាយរបស់ហ្វូដូក៏បានបង្ហាញពីរូបថតរបស់ហ្វូដូកាលពីនៅតូចម្ចាស់ស្ត្រីបិសាចគឺមានការចាប់ផ្ដើមជាខ្លាំងបន្ទាប់ពីឃើញរូបថតរបស់ហ្វូដូកាលពីនៅតូពីព្រោះថាវាពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់អំឡុងពេលហ្នឹងម្ដាយរបស់ហ្វូដូក៏បានដឹងថាម្ចាស់ស្ត្រីបិសាចហើយនឹងហ្វូដូគឺបានស្រឡាញ់គ្នាដូចនេះហើយក៏បានប្រាប់ទៅកាន់ម្ចាស់ស្ត្រីបិសាចផងដែរថាឲ្យថែរក្សាទៅកាន់ហ្វូដូជំនួសគាត់ផងម្ចាស់ស្ត្រីបិសាចនៅពេលនោះនេះក៏បានយល់ព្រមភ្លាមៗនឹងឯងសាច់រឿងក៏បង្ហាញនៅរដូវក្តៅយល់គេថាអ្នកណាពីកំពុងតែអង្គុយ
សាសងជាមួយគ្នា Fudo ក៏បាននិយាយថានៅរដូវក្តៅមួយនេះពួកគេគឺមានកម្រងដើរលេងច្រើនកន្លែងមែនទែនចំពោះតួស្រីអេមីនគឺសុំហៅឈ្មោះពិតរបស់នាងវិញឲ្យស្រួលហៅហើយការភាគទី1អេមីនគឺពិតជាសុំតមែនទែនដែលហៅឈ្មោះរបស់តួស្រីខុសតាមពិតទៅនាងគឺមានឈ្មោះថាដេសូមីនាងក៏បាននិយាយថាកម្រងរបស់ពួកគេបន្ទាប់ហ្នឹងគួរតែលេងកន្លែងឆ្នេរសមុទ្រហ្មងទៅដែលជាសមុទ្រនឹងឯង Fudo គ្រាន់តែលើប៉ុណ្ណឹងភ្លាមមុខរបស់គាត់ក៏ចាប់ផ្ដើមក្រហមតែម្ដងពីព្រោះគាត់ក៏បានគិតវិញឆ្ងាយនឹងឯងដែលគាត់ក៏បានស្រមៃនៅពេលដែលដេស៊ីមីនាងក៏បានពាក់ប៊ីគីនីអីចឹងទៅក្រោយមកដេស៊ីមីនាងក៏បានត្រឡប់មកកន្លែងស្នាក់ការកណ្ដាលរបស់នាងវិញដើម្បីញ៉ាំអាហារចៃដន្យនាងក៏បានជួបប្រទះជាមួយនឹងម្ចាស់ស្ត្រីសាន់នៅពេលនោះនាងក៏បានសួរទៅកាន់ដេសូមីនៅពេលដែលដេសូមីនាងក៏បានប្រឡងចូលដើម្បីធ្វើខ្លាចទៅជាបិសាចហ្នឹងគឺនាងប្រឡងដោយរបៀបណាទៅពីព្រោះថាការប្រឡងខ្លាចទៅជាបិសាចគឺវាមានភាពខុសគ្នាគឺអត់ដូចគ្នានោះទេដោយសម័យនេះក៏មិនលាក់បាំងដែរនាងក៏បានប្រាប់ពីដំណើរដើមតងអំពីការធ្វើតេស្តរបស់នាងឲ្យទៅកាន់ម្ចាស់ស្ត្រីបានស្ដាប់តែម្ដងម្ចាស់ស្ត្រីសានបន្ទាប់ពីឮបែបហ្នឹងក៏មានការភ្ញាក់ផ្អើលដែរប៉ុន្តែអំឡុងពេលហ្នឹងក៏ស្រាប់តែមានការកោះហៅអំពីបោះស្លាដែលគាត់កំពុងតែបើកការប្រជុំនៅពេលដែលកំពូលថ្នាក់ដឹកនាំក៏បានមកជុំគ្នាហើយនឹងបោះស្លាក៏ចាប់ផ្ដើមនិយាយតែម្ដងការប្រជុំមួយនេះគឺជាការដំឡើងតំណែងរបស់ដេសូមីដើម្បីឲ្យដេសូមីនឹងគឺខ្លាចទៅជាបិសាចពេញលេញជាមួយនឹងពួកគេដែរដែលនាងគឺត្រូវតែវះកាត់ដើម្បីបញ្ចូល DNA របស់សត្វដើម្បីឲ្យខ្លាចទៅជាបិសាចគ្រាន់តែឮដំណឹងមួយនេះភ្លាមធ្វើឲ្យបិសាចនៅទីនោះក៏ចាប់ផ្ដើមស្រែកហូតែម្ដងដេសូមីបន្ទាប់ពីឮបែបហ្នឹងធ្វើឲ្យនាងគឺពិតជាគាំងមែនទែនដូច្នេះនាងគឺចង់បដិសេធអំពីតំណែងមួយហ្នឹងក៏ប៉ុន្តែនៅពេលនោះក៏ស្រាប់តែបិសាចខ្លាចខ្មុំក៏បានប្រាប់ទៅកាន់នាងថាឲ្យនាងគឺទទួលយកបែបនេះទៅពីព្រោះថាការធ្វើបែបនេះដើម្បីឲ្យដេសូមីនាងគឺកាន់តែខ្លាំងសូម្បីតែម្ចាស់ស្ត្រីសត្វក៏បានប្រាប់ទៅកាន់ដេសូមីឲ្យទទួលយកដែរហើយការវះកាត់របស់ដេសូមីរួមបញ្ចូលជាមួយនឹងហ្គោរីឡានឹងឯងឬក៏អាចហៅបានថាគឺជាស្វាភ្នំធ្វើឲ្យដេសូមីនៅពេលនោះគឺកាន់តែគាំងទៀតហើយអំពីទង្វើរបស់បោស្លាបន្ទាប់មកបោស្លាក៏បានបិទការប្រជុំតែម្ដងធ្វើឲ្យដេសូមីនៅពេលនោះចង់បដិសេធដែរប៉ុន្តែក៏មិនអាចនៅពេលនាងក៏បានត្រឡប់មកដល់បន្ទប់សម្រាប់របស់នាងវិញហើយនៅពេលនោះនាងក៏បានអង្គុយមើលរូបថតរបស់នាងថតជាមួយនឹង Fudo ដែលនាងក៏បានគិតថាបើសិនជានាងក៏បានវះកាត់រួមបញ្ចូលជាមួយនឹង Gorilla នោះច្បាស់ណាស់រូបរាងរបស់នាងគឺ Fudo គឺមិនអាចឆ្លាញ់មកកាន់នាងបានទេស្របពេលនឹងដែរមាននរណាម្នាក់ក៏បានខំមកកាន់ដេសូមីហើយលើកទៅនោះគឺជាគ្រួសាររបស់ដេសូមីនឹងឯងដែលបានទេមកសួរសុខទុក្ខទៅកាន់ដេសូមីហើយគ្រួសាររបស់ដេសូមីគឺពិតជាត្រេកអរមែនទែនបន្ទាប់ពីឮដំណឹងមួយនេះថានាងគឺបានរួមបញ្ចូលជាមួយនឹង Gorilla បន្ទាប់មកម្ដាយរបស់ដេសូមីក៏បានឲ្យជួបជាមួយនឹងប្អូនស្រីរបស់នាងដើម្បីនិយាយគ្នាលេងហើយប្អូនស្រីរបស់ដេសូមីនាងគឺមានឈ្មោះថាយូរ៉ាមីនាងក៏បានប្រាប់ទៅកាន់បងស្រីរបស់ខ្លួនផងដែរថានៅពេលនាងក៏បានបញ្ចប់ការសិក្សានោះនាងនឹងចូលរួមជាមួយនឹងបិសាចដើម្បីឲ្យនាងគឺខ្លាចទៅជាដូចជាបងស្រីរបស់នាងអញ្ចឹងពីព្រោះថាបងស្រីរបស់នាងគឺជា idol របស់នាងបន្ទាប់ពីបញ្ចប់ការនិយាយទូរស័ព្ទហើយនោះធ្វើឲ្យដេសូមីនៅពេលនោះគឺចាប់ផ្ដើមពិបាកចិត្តទៀតហើយពីព្រោះថាសូម្បីតែគ្រួសាររបស់នាងក៏គ្រប់គ្រងនឹងកំណត់របស់បោស្លាដែរគិតមិនទាន់មកប្រមាណផងក៏ស្រាប់តែ Fudo ក៏បានទេមកដេសូមីដើម្បីនិយាយគ្នាលេង Fudo ក៏បាននិយាយថាក៏ពិតជានឹកទៅកាន់នាងខ្លាំងណាស់ដូច្នេះហើយបានជាគាត់ក៏បានទេទៅនាងនឹងឯង Fudo ក៏បានចាប់អារម្មណ៍ថាសំឡេងរបស់ដេសូមីនៅពេលនេះដូចជាយំដូច្នេះហើយក៏បានប្រាប់ទៅកាន់នាងឲ្យចាំគាត់មួយផ្លែនមួយសន្ទុះក្រោយមកក៏បានឆាតមកកាន់ដេសូមីឲ្យនាងគឺចេញមកខាងក្រៅមកពីព្រោះថាគាត់ក៏បានមកដល់ទីនេះហើយដេសូមីនេះក៏បានចេញមកខាងក្រៅហើយនេះក៏មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញវត្តមានរបស់ Fudo បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានអង្គុយនិយាយគ្នាហើយនៅពេលនោះដេសូមីនេះក៏បានប្រាប់ពីរឿងរ៉ាវតែប្រមាណឲ្យទៅកាន់ Fudo បានដឹងចំពោះ Fudo បន្ទាប់ពីឮបានដឹងក៏មិនបានខឹងឬក៏ស្អប់ទៅកាន់នាងនោះទេថែមទាំងនិយាយទៅថាបើទោះបីជានាងគឺបានខ្លាចទៅជាអ្វីក៏ដោយគាត់នៅតែស្រឡាញ់នាងជានិច្ចសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់ក៏ជាថ្ងៃដែលដេសូមីនេះក៏បានរួមបញ្ចូលជាមួយនឹង Gorilla ដេសូមីនៅពេលនោះនាងក៏បានធ្វើការបដិសេធភ្លាមៗតែម្ដងពីសំណើដែលរួមបញ្ចូលជាមួយនឹង Gorilla នឹងឯងធ្វើឲ្យបោស្លានៅពេលនោះក៏ពិតជាខឹងទៅកាន់ដេសូមីមែនទែនដែលបដិសេធនឹងសំណើរបស់គាត់បើទោះបីជាបោស្លាក៏បានគម្រាមទៅកាន់ដេសូមីយ៉ាងណាក៏ដោយដេសូមីគឺនៅតែធម្មតាបោស្លាបន្ទាប់ពីឃើញទឹកមុខរបស់ដេសូមីនៅពេលនេះកំពុងតែមើលម៉ាត់បែបហ្នឹងធ្វើឲ្យគាត់គឺពិតជាកោតសរសើរទៅកាន់នាងមែនទែនពីព្រោះថាសមត្ថភាពរបស់នាងគឺតាំងពីកំណត់វាខ្លាំងបាត់ទៅហើយបើសិនជានាងក៏បានរួមចូលជាមួយនឹង Gorilla នោះច្បាស់ណាស់ធ្វើឲ្យនាងគឺកាន់តែចុកសោយពួកគេទាំងអស់គ្នាបន្ទាប់ពីឮពាក្យសម្ដីរបស់បោស្លាដែលគាត់ក៏បាននិយាយអញ្ចឹងហើយធ្វើឲ្យពួកគេទាំងអស់គ្នាគឺមានការកៀងជាខ្លាំងបន្ទាប់ពីបញ្ចប់ការប្រជុំដេសូមីនេះក៏បានប្រាប់រឿងរ៉ាវទាំងប្រមាណនោះឲ្យទៅកាន់ Fudo បានដឹងហើយនាងពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែនេះគឺមិនអាចខ្លាចទៅជាបិសាចបានទេសាច់រឿងក៏កាត់បង្ហាញនៅកន្លែងឆ្នេរសមុទ្រមួយកន្លែងនេះក៏បានឃើញថាមានវត្តមានរបស់ដេសូមីនៅទីនោះដែលអារម្មណ៍របស់នាងនៅពេលនោះពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីនាងក៏បានមកលេងសមុទ្រនឹងឯងអំឡុងពេលនោះនាងក៏បានចាប់អារម្មណ៍ថាមានបិសាចដទៃទៀតកំពុងតែនៅទីនេះដូចគ្នាបិសាចខ្លះខ្មុំក៏បានថានៅពេលនេះពួកគេក៏បានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការកម្ចាត់ទៅកាន់ Super Sentai ពីព្រោះក្រុមរបស់ Super Sentai ក៏បានមកសមុទ្រនៅថ្ងៃនេះដើម្បីតែអាវុធថ្មីរបស់ពួកវាដល់ពេលទៅដេសូមីនាងក៏បានចងចាំតែម្ដងតាមពិតទៅព័ត៌មានទាំងអស់នេះគឺ Fudo ក៏បានប្រាប់នាងនឹងឯងដែលក្រុមរបស់ Super Sentai ទាំងអស់ហ្នឹងក៏បានទៅធ្វើតេស្តមនុស្សយន្តថ្មីរបស់ពួកគេដែលជាមនុស្សយន្តជានៅសមុទ្រដោយសម័យនៅពេលនោះនាងពិតជារំភើបមែនទែនដោយសារតែនាងគឺមានឱកាសដើម្បីទៅលេងឆ្នេរសមុទ្រហើយដូច្នេះហើយនាងក៏មិនអង់យូរដែរនាងក៏បានប្រាប់ពីកូនចៅរបស់នាងអំពីគម្រោងការរបស់ Super Sentai ហើយការធ្វើបែបនេះដើម្បីឲ្យនាងគឺមានឱកាសដើម្បីទៅលេងឆ្នេរសមុទ្របានកាត់ចូលពេលបច្ចុប្បន្នវិញម្ចាស់ស្ត្រីដែរក៏បាននិយាយប្រាប់ទៅកាន់ដេសូមីបានដឹងថានៅពេលនេះក្រុមបិសាចរបស់ពួកគេគឺមានចំនួន3ក្រុមពីព្រោះម្ចាស់ស្ត្រីសាននឹងគឺបានមកចូលរួមផងដែររីឯម្ចាស់ស្ត្រីសាននៅពេលនោះគឺនាងអត់ហ៊ានចេញនោះទេពីព្រោះថាអ្វីដែលនាងគឺខ្លាចហ្នឹងគឺដោយសារតែនាងគឺអត់មានអូប៉ៃសូម្បីតែម្ចាស់ស្ត្រីដែរក៏បានដើរមកជិតនាងនោះនាងក៏បានស្ដីឲ្យតែម្ដងឲ្យចាក់ចេញពីនាងទៅពីព្រោះថានាងអត់ចូលចិត្តអ្នកណាគឺមកប្រៀបធៀបនាងនោះទេភ្លាមៗដែរក៏ស្រាប់តែនាងវាងមួយទឹករបស់ Super Sentai ក៏បានបង្ហាញខ្លួនធ្វើឲ្យពួកគេទាំងអស់គ្នាគឺមានការភ្ញាក់ផ្អើល
គ្រាន់តែចាញ់ពីទឹកភ្លាមពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមសាកល្បងអំពីមីស៊ីថ្មីរបស់ពួកគេជាពិសេសមីស៊ីទាំងអស់ហ្នឹងក៏បានធ្លាក់ចំមកកន្លែង3ខ្សែកំពុងតែនៅនឹងទៀតដូច្នេះហើយអា3ខ្សែក្រៅខ្ញុំក៏បានប្រាប់ទៅកាន់អ្នកនរគ្នាឲ្យដកថយទៅចំពោះដីសម័យហើយនឹងម្ចាស់ស្ត្រីសាននៅពេលនោះពួកគេអត់មានរបួសអីនោះទេពីព្រោះថាកន្លែងដែលពួកគេកំពុងតែនៅនឹងគឺមានសុវត្ថិភាពរីឯក្រុមរបស់ Super Sentai នៅវិញពួកគេគឺមិនត្រឹមតែមកសាកល្បងអាវុធថ្មីរបស់ពួកគេនោះទេពួកគេទាំងអស់គ្នាក៏មានគម្រោងដើម្បីមកលេងសមុទ្រមួយនេះផងដែរសាស្ត្រាចារ្យក៏បាននិយាយថានេះគ្រាន់តែជាផ្នែកមួយរបស់មនុស្សយន្តយក្សរបស់ពួកគេតែប៉ុណ្ណោះចំពោះ Fudo ក៏កំពុងតែដើរទៅកន្លែងទីតាំងមួយដើម្បីគាត់ក៏បានជួបជាមួយនឹងដីសម័យម្ចាស់ស្ត្រីសានក៏មានការផ្ញើផ្អាផងដែរបន្ទាប់ពីឃើញវត្តមានរបស់ Fudo ដែលនៅក្បែរនេះពលិបលៀននេះគឺមានការផ្ញើផ្អាជាខ្លាំងបន្ទាប់ពីឃើញវត្តមានរបស់ដីសម័យនេះក៏បានស្ទុះលឿនដើម្បីទៅកន្លែង Fudo ចំពោះ Fudo នៅពេលនោះក៏ពិតជាសប្បាយចិត្តមែនទែនបន្ទាប់ពីឃើញវត្តមានរបស់ដីសម័យប៉ុន្តែនៅពេលនោះក៏ផ្អាមានតែម្ដងដោយសារតែគាត់ក៏បានឃើញនាងកំពុងតែស្លៀកប៊ីកានីដោយសារតែកែភ្នែករបស់ Fudo ដែលសម្លឹងមើលមកកាន់នាងជាប់រហូតបាត់នឹងធ្វើឲ្យនាងនៅពេលនោះក៏ចាប់ផ្ដើមអៀនយកតែម្ដងបន្ទាប់មកអ្នកដែលមានស្នេហាក៏ចាប់ផ្ដើមបង្កើតភាពរ៉ូមែនទិកជាមួយគ្នាណាអីដែលអ្នកមើលនោះទេ single ហើយមើលតែរឿងស្នេហាទៀតចំណែកម្ចាស់ស្ត្រីសាទនៅវិញនេះគឺមិនបានលួចមើលបន្តទៀតទេដែលនាងក៏បានគិតថាដីសម័យនាងកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Fudo នេះហើយជាមូលហេតុដែលសមត្ថភាពរបស់នាងនៅតែអន់ដែលនាងគឺមិនតាមទាន់ទៅកាន់ដីសម័យសោះឡើយរីមកនេះក៏បានលួចមើលទៅកាន់ពួកគេទាំងពីរនាក់ក៏ប៉ុន្តែនេះគឺមានការផ្ញើបន្តទៅឃើញដីសម័យនេះក៏បានកប់ទៅកាន់ Fudo នឹងឯងដូច្នេះហើយនេះក៏បានគិតថានៅពេលនេះដីសម័យនេះកំពុងតែធ្វើទរណកម្មទៅកាន់ Fudo នឹងឯងគណៈពេលដែលនាងកំពុងតែគិតអវិជ្ជមាននោះក៏ស្រាប់តែហាយ៉ាតូក៏បានបង្ហាញខ្លួនហើយច្បាស់ណាស់អតចរោហាយ៉ាតូនឹងក៏ចាប់ផ្ដើមនាំនាងដើម្បីទៅដើរលេងជាមួយនឹងគាត់ប៉ុន្តែនេះគឺមិនបានទៅនោះទេដោយនាងក៏បានដឹងថាអាប៉ែតនេះឯងគឺជា Super Sentai ពកហៀវហាយ៉ាតូក៏មានការផ្ញើផ្អាជាខ្លាំងបន្ទាប់ពីម្នាក់ស្រីនេះគឺបានស្គាល់ពីគាត់ទៀតប៉ុន្តែអតចររបស់ហាយ៉ាតូនឹងគាត់នៅតែបន្តព្យាយាមដើម្បីអូននាងដើម្បីទៅដើរលេងជាមួយនឹងគាត់ជាលទ្ធផលវាក៏បានស៊ីមួយដៃរបស់ម្ចាស់ស្ត្រីសានតែម្ដងធ្វើឲ្យវាក៏បានសន្លប់នឹងឯងម្ចាស់ស្ត្រីសានក៏បានលើបមើលទៅកាន់ដីសម័យបន្តទៀតហើយនេះក៏មានការផ្ញើផ្អាផងដែរបន្ទាប់ពីឃើញវត្តមានរបស់ដីសម័យកំពុងតែនៅជាមួយនឹងក្រុម Super Sentai ហើយអ្វីដែលនេះគឺការតែផ្ញើផ្អាទៀតនោះគឺវត្តមានរបស់ហាយ៉ាតូដែលគាត់គឺនៅតែ9នាងដើម្បីទៅដើរលេងជាមួយនឹងគាត់រហូតនិយាយទៅអាប៉ែហាយ៉ាតូនឹងគឺមកក្រាស់ដូចជាអ្នកមើលអញ្ចឹងមានអីធ្វើឲ្យម្ចាស់ស្ត្រីសាននៅពេលនោះក៏ចាប់ផ្ដើមខ្លាចទៅកាន់អាប៉ែហាយ៉ាតូនឹងតែម្ដងនឹងឯងកាត់បង្ហាញមកកន្លែងអាំងសាច់នៅវិញនៅពេលនេះមីសាគីនេះក៏បានដឹងថាអ្នកនៅពេលនេះគឺមានតំណែងស្នេហាជាមួយគ្នាក៏ប៉ុន្តែពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមលាក់បាំងដល់និយាយកុហកផងដែរថាពួកគេគ្រាន់តែជាមិត្តភក្តិទេអំឡុងពេលហ្នឹងថូដូរ៉េគីក៏បានបង្ហាញខ្លួនថែមទាំងយកមីចំនួន2ចានឲ្យមកកាន់ពួកគេផងដែរភ្លាមៗក៏ស្រាប់តែសម្លេងរបស់កំជ្រួយក៏បានភ្លឺឡើងដូច្នេះហើយពួកគេទាំងអស់គ្នាក៏បានទៅមើលកំជ្រួយទាំងអស់គ្នាតែម្ដងហើយនោះគឺជាស្នាដៃរបស់សាស្ត្រាចារ្យដែលក៏បានបាញ់កំជ្រួយនៅកន្លែងនេះវាតែម្ដងដូច្នេះហើយពួកគេទាំងអស់គ្នាក៏បានមើលកំជ្រួយមួយនោះដោយសេចក្តីរីករាយអំឡុងពេលហ្នឹងមីសាគីក៏បាននិយាយប្រាប់ទៅកាន់ដេសាមីផងដែរនាងពិតជាអរគុណមែនតើនៅពេលដែលដេសាមីនេះក៏បានចូលទៅក្នុងជីវិតរបស់ Fudo ពីព្រោះថាវត្តមានរបស់ដេសាមីនេះឯងធ្វើឲ្យ Fudo នៅពេលនោះគឺចាប់ផ្ដើមផ្លាស់ប្ដូរបន្ទាប់ពីការនិយាយរបស់មីសាគីបែបនេះហើយធ្វើឲ្យដេសាមីនៅពេលនោះពិតជាអៀនមែនតើមួយសន្ទុះក្រោយមកហារ៉ូហើយនឹងតូដូរ៉ូគីគឺទៅតែត្រឡប់មកពីទិញកំជ្រួយអាតូចៗដើម្បីមកលេងជាមួយគ្នាពីព្រោះកំជ្រួយអំបិលមិញនេះគឺត្រូវបានអស់បាត់ទៅហើយដូច្នេះហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាតែម្ដងនៅពេលនោះសាស្ត្រាចារ្យគឺមានបំណងថាបាញ់កំជ្រួយបន្តទៀតក៏ប៉ុន្តែនៅពេលនោះប្រព័ន្ធបញ្ជាក៏ចាប់ផ្ដើមមានប្រក្រតីរីឯម្ចាស់ស្ត្រីសាននៅវិញគឺពិតជាធូរទ្រង់មែនទែនបន្ទាប់ពីនាងក៏បានឃើញផុតពីហាយ៉ាតូព្រាមៗដែរក៏ស្រាប់តែដេសាមីនាងក៏បានស្រែកហៅទៅកាន់ម្ចាស់ស្ត្រីសានដែលសារតានាងក៏បានត្រឡប់មកវិញហើយម្ចាស់ស្ត្រីសានបន្ទាប់ពីឃើញវត្តមានរបស់ដេសាមីនាងក៏បានត្រឡប់មកវិញនោះនាងគឺចាប់ផ្ដើមគិតអវិជ្ជមានតែម្ដងថាដេសាមីនាងក៏បានកម្ចាត់ទៅកាន់ក្រុម Super Sentai បាត់ទៅហើយមានអីក៏ស្រាប់តែនាវារបស់ Super Sentai នៅពេលនោះក៏ចាប់ផ្ដើមផ្ទុះខ្ទេចតែម្ដងធ្វើឲ្យម្ចាស់ស្ត្រីសាននៅពេលនោះនាងក៏បានគិតថានោះគឺជាស្នាដៃរបស់ដេសាមីប៉ុន្តែដេសាមីនៅពេលនោះនាងមានដឹកខ្យល់ឯណាដែលនាងក៏បានគិតថាការបំផ្ទុះអ្វីៗនេះគ្រាន់តែជាកំជ្រួចចុងក្រោយតែប៉ុណ្ណោះក្រោយមកយើងក៏បានឃើញថាក្រុមរបស់ Super Sentai នៅពេលនោះកំពុងតែជិះរថភ្លើងដើម្បីត្រឡប់ទៅកន្លែងទីស្នាក់ការកណ្ដាលវិញពីព្រោះថានាវារបស់ពួកគេគឺត្រូវបានខ្ទេចបាត់ទៅហើយដោយសារតែស្នាដៃរបស់សាស្ត្រាចារ្យនឹងឯងចំពោះតូដូរ៉ូគីនៅវិញក៏កំពុងតែសម្លឹងមើលទៅកាន់រូបថតដែលគាត់បានថតហ្នឹងគឺជាដេសាមីហើយគាត់គឺមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ទៅកាន់នារីម្នាក់ហ្នឹងកាលពីមុនមកសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់យើងក៏បានឃើញថាតូដូរ៉ូគីនៅពេលនោះក៏កំពុងតែធ្វើម្ហូបដើម្បីឲ្យទៅកាន់ Fudo ពីព្រោះថាគាត់ក៏បានឃើញ Fudo គឺមានអារម្មណ៍ថាអត់សូវស្រួលនោះទេដូច្នេះហើយគាត់ក៏បានធ្វើម្ហូបឲ្យទៅកាន់ Fudo តែម្ដងអំឡុងពេលហ្នឹងមីសាគីក៏បាននិយាយលើបខាជាមួយនឹងតូដូរ៉ូគីដើម្បីទៅចេញដែតជាមួយគ្នាក៏ប៉ុន្តែតូដូរ៉ូគីក៏អត់ខ្វល់នោះទេគាត់ក៏បានយកម្ហូបដែលគាត់ក៏បានចម្អិនហ្នឹងឲ្យទៅកាន់ Fudo តែម្ដងហារ៉ូក៏បាននិយាយផងដែរថាមើលរួមក្រុមរបស់ពួកគេគឺមានតែម្នាក់នោះទេគឺជាមនុស្សដែលប្លែកជាងគេហើយនោះគឺជាតូដូរ៉ូគីដែលគាត់គឺមានអត្តចរិតគឺដូចជាមនុស្សយន្តអញ្ចឹងចំណែកតូដូរ៉ូគីនៅពេលនេះក៏បានមកដល់កន្លែង Fudo ហើយនៅពេលដែលគាត់ក៏បានឃើញ Fudo កំពុងតែសរសេរអំពីកត់ត្រាហើយការកត់ត្រាមួយនោះគឺជាការដើរលេងនឹងឯងដូច្នេះហើយតូដូរ៉ូគីក៏បានសួរទៅកាន់ Fudo តែម្ដងថាមានកម្រងដើរលេងមួយណាគេ Fudo ក៏មិនលាក់បាំងដែរដែលគាត់ក៏បានប្រាប់ថាគាត់ក៏មានកម្រងដើរលេងជាមួយនឹងដេសាមីតូដូរ៉ូគីបន្ទាប់ពីឮឈ្មោះមួយនេះហើយធ្វើឲ្យគាត់ក៏ចាប់ផ្ដើមដួលហើយប្រកាសតែម្ដងធ្វើឲ្យ Fudo នៅពេលនោះគឺមានការផ្ញើផ្អើលជាខ្លាំងដូច្នេះហើយគាត់ក៏បានសួរទៅកាន់តូដូរ៉ូគីថាមានរឿងអីមែនក៏ប៉ុន្តែក៏ស្រាប់តែតូដូរ៉ូគីនៅពេលនោះគាត់ក៏ចាប់ផ្ដើមសន្លប់នឹងឯងសាច់រឿងក៏កាប់បង្ហាញនៅពេលដែលតូដូរ៉ូគីក៏បានភ្ញាក់ពីការសម្លាប់របស់គាត់
ពេលនឹង Fudo ក៏បានឈាមសួរទៅកាន់ Todoroki ថាមានរឿងអីបានជាសន្លប់ Todoroki ក៏បានសួរទៅកាន់ Fudo ថាម្នាក់ស្រីដែលនៅលេងជាមួយនឹងពួកគេនៅឆ្នេរសមុទ្រកាលពីម្សិលមិញហ្នឹងគឺជា Desumi មែន Fudo ក៏បានប្រាប់ថាប្រកាសខ្លាំងណាស់ក៏ប៉ុន្តែអ្នកទាំងពីរគឺធ្លាប់ស្គាល់គ្នាពីមុនមកទេ Todoroki ក៏បានប្រាប់ថាក៏បានធ្លាប់ស្គាល់គ្នាជាមួយនឹង Desumi គឺតាំងពីតូចមកម្ល៉េះជាពិសេសគឺមានអនុស្សាវរីយ៍ជាច្រើនតែម្ដង Fudo បន្ទាប់ពីលើបានហ្នឹងក៏បានសុំឲ្យ Todoroki គឺបានបរិយាយអំពីរឿងរ៉ាវទាំងអស់ហ្នឹងមកTodoroki ក៏បាននិយាយប្រាប់តែម្ដងថាកាលពីមុនក៏បានរស់នៅក្នុងស្រុកកំណើតរបស់គាត់ដែលខេត្តមួយនោះគឺមានឈ្មោះថា Hataka ជាពិសេសនៅពេលបច្ចុប្បន្នគឺត្រូវបានបិសាចគ្រប់គ្រងទៅហើយកាលនោះក៏គឺទើបតែរៀនថ្នាក់ទី7តែប៉ុណ្ណោះឬក៏ជាអនុវិទ្យាល័យជាពិសេសក៏បានចូលរៀនហាត់ការ៉ាតេនៅក្នុងសាលាមួយហើយនៅពេលនោះទេពកោសល្យរបស់គាត់ក៏គ្មាននរណាដែលអាចចូលមកកាន់គាត់បានឡើយគឺមានតែគ្រូតែប៉ុណ្ណោះនៅថ្ងៃមួយលោកគ្រូក៏បានណែនាំពីក្មេងស្រីម្នាក់ដែលនាងគឺទើបតែរៀនថ្នាក់ទី2ទេប៉ុន្តែនៅពេលនេះនាងក៏បានចូលរៀនហាត់ការ៉ាតេហើយក្មេងស្រីម្នាក់ហ្នឹងគឺគ្មាននរណាឆ្ងាយនោះទេគឺជា Desumi លោកគ្រូក៏បានផ្ដាំទៅកាន់ Todoroki ថាឲ្យមើលថែទៅកាន់ក្មេងស្រីម្នាក់ហ្នឹងផងដូច្នេះហើយ Todoroki ក៏បានចូលទៅរាក់ទាក់ជាមួយនឹង Desumi ជាពិសេសក៏ថែមទាំងឲ្យ Desumi គឺវាយមកកាន់គាត់ហ្នឹងគឺមួយដៃទៀតមានអី Desumi នាងក៏បានវាយចំកណ្ដាលពោះរបស់ Todoroki ភ្លាមតែម្ដងបន្ទាប់ពីស៊ីមួយកំណាត់ដៃរបស់ Desumi នោះធ្វើឲ្យ Todoroki នៅពេលនោះក៏ចាប់ផ្ដើមឡើងញ័រជើង Desumi នាងក៏បានសួរទៅកាន់ Todoroki ថាមានបញ្ហាអីអត់ប៉ុន្តែ Todoroki នៅពេលនោះក៏បានធ្វើពើថាអត់អីនោះទេមានអីក៏ស្រាប់តែ Desumi នាងក៏ចាប់ផ្ដើមរំភើបដោយសារតែនាងក៏ចង់វាយបន្តទៀតនឹងឯងប៉ុន្តែ Todoroki នៅពេលនោះក៏បានបដិសេធដោយលើកឡើងថាចាំស្អែកចាំវាយបន្តទៀតនៅថ្ងៃបន្ទាប់គាត់ក៏បានឃើញថាលោកគ្រូរបស់គាត់ហ្នឹងក៏បានដកផ្លាហើយក៏បានឈប់បង្រៀនទៅកាន់សិស្សទៀតហើយបន្តមកលោកគ្រូក៏បានបង្ហាញពីមុខមាត់របស់គាត់ដែលត្រូវ Desumi នេះក៏បានវាយនឹងឯងលោកគ្រូក៏បានប្រាប់ថានៅពេលនេះគាត់ក៏បានចោទចាញ់ហើយក៏ឈប់ធ្វើជាគ្រូទៀតដែរពីព្រោះថាគាត់ក៏បានចាញ់ក្រោមស្នាដៃរបស់ក្មេងដល់ពេលទៅ Todoroki ក៏បានស្ទុះលឿនៗដើម្បីទៅមើលទៅកាន់ Desumi នៅខាងក្នុងនៅពេលដែលបានមកដល់ខាងក្នុងនោះក៏មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញ Desumi នេះកំពុងតែអង្គុយខូចចិនDesumi នៅពេលនោះក៏បាននិយាយថារបស់ណាដែលនាងក៏បានគិតថាវាសប្បាយនោះគឺតែងតែចាក់ចេញពីនាងរហូតដល់ពេលទៅ Todoroki ក៏បានចូលទៅលំលោទៅកាន់ Desumi ហើយក៏បានប្រាប់ទៅកាន់ Desumi ថាបើសិនជាអត់មានគ្រូបង្ហាត់នោះទេទុកឲ្យគាត់គឺធ្វើជាគ្រូរបស់នាងដែលហេតុនេះហើយធ្វើឲ្យ Desumi នៅពេលនោះពិតជាសប្បាយចិត្តមែនទែននៅអ្វីដែល Todoroki ក៏បាននិយាយនៅថ្ងៃបន្ទាប់យើងក៏បានឃើញថា Todoroki ក៏បានស៊ីមួយដែររបស់ Desumi បាត់ទៅហើយក្នុងការបង្ហាត់ទៅកាន់ Desumi បើតាមឯងមិនគិតប្រហែលជាគ្រូមិនមែនបង្ហាត់សិស្សទេប្រហែលជាសិស្សហ្នឹងគឺបង្ហាត់គ្រូទៅវិញនៅពេលដែល Desumi នេះក៏មានអាយុ10ឆ្នាំក៏ស្រាប់តែមានជនពាវមួយក្រុមកំពុងតែចង់ធ្វើបាបទៅកាន់ Desumi ក៏ប៉ុន្តែយើងក៏បានឃើញថា Desumi នេះក៏បានបដូរទៅកាន់អាពួកអស់ហ្នឹងគឺអស់រលីងតែម្ដងក្រោយមកមិនយូរប្រហែលឪពុកម្ដាយរបស់គាត់ក៏បានលេងលះគ្នាអញ្ចឹងហើយគាត់គឺត្រូវតែទៅទីក្រុងតូក្យូមុនពេលដែលគាត់ក៏បានចាក់ចែកទៅហ្នឹងគាត់គឺត្រូវតែបដូរទៅកាន់ Desumi ឲ្យបានក៏ប៉ុន្តែដូចជារដងអញ្ចឹងគាត់ក៏មិនអាចយកឈ្នះទៅកាន់ Desumi បានទេក្រោយមកគាត់ក៏បានធ្វើដំណើរដើម្បីចាក់ចែងពី Desumi បាត់ទៅធ្វើឲ្យ Desumi នៅពេលនោះពិតជាពិបាកចិត្តមែនទែនក្រោយពីការចាក់ចែងរបស់ Todoroki បន្ទាប់ពី Todoroki ក៏បាននិយាយរឿងអតីតកាលចប់ហើយនោះគាត់គឺសង្ឃឹមយ៉ាងខ្លាំងតែម្ដងថា Desumi គឺមិនអាចចូលរួមជាមួយបិសាចបានទេដល់ពេលទៅធ្វើឲ្យ Fudo នៅពេលនោះឡើងកាំងតែម្ដងពីព្រោះថា Desumi នេះក៏បានចូលរួមជាមួយបិសាចហើយហ្នឹងបន្តមក Todoroki ក៏បានរៀបចំខ្លួនដើម្បីទៅរក Desumi ដែលគាត់គឺមានរំថានាំ Desumi ឲ្យចូលខ្លាចទៅជា Super Sentai នឹងឯងចំពោះ Fudo នៅពេលនោះក៏ចាប់ផ្ដើមសម័យតែម្ដងនៅពេលដែល Desumi នេះក៏បានខ្លាចទៅជា Super Sentai ក្រោយមកទៀតយើងក៏បានឃើញថា Fudo ក៏បានហៅ Desumi ដើម្បីមកចូលជាមួយនឹង Todoroki ហើយ Desumi នៅពេលនោះនាងក៏បានចងចាំហើយថានេះគឺជាសិស្សច្បងរបស់នាងចំពោះ Todoroki នៅពេលនោះក៏ពិតជាភ័យខ្លាចទៅកាន់ Desumi មែនទែនពីព្រោះថាក៏ពិតជាខ្លាចអំណាចរបស់នាងនឹងឯង Desumi នាងក៏បាននិយាយថានាងពិតជាសប្បាយចិត្តមែនទែននៅអតីតកាលរបស់នាងនៅពេលនោះដែលនាងក៏បានហាត់រៀន Taekwondo ជាមួយនឹង Todoroki នឹងឯងចំពោះ Todoroki នៅពេលនោះក៏ចាប់ផ្ដើមបាច់ញើសញាក់តែម្ដងបន្ទាប់ពីគាត់ក៏បានឃើញអតីតកាលភ្លាមៗដែរ Desumi នេះក៏បានប្រវល់ Todoroki ដើម្បីសាកថ្វីដៃរបស់ពួកគេគ្រាន់តែលឿនចឹងធ្វើឲ្យ Todoroki នៅពេលនោះឡើងញាក់សាច់បាត់ទៅហើយពិតជាសំណាងល្អមែនទែនដោយសារតែ Fudo ក៏បានចិនជួយទៅកាន់ Todoroki នឹងឯងដោយលើកឡើងនិយាយថានៅពេលនេះ Todoroki ក៏បានខ្លាចជា Super Sentai ហើយបន្តមកទៀត Todoroki ក៏បានប្រមូល Desumi ដើម្បីឲ្យខ្លាចជា Super Sentai ជាមួយនឹងគាត់ដែរគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យ Desumi នៅពេលនោះនាងក៏បានសម្ដែងដល់នៅពេលដែលនាងក៏បានខ្លាចជា Super Sentai ដែលនាងគឺអាចចំណាយពេលជាច្រើនជាមួយនឹង Fudo នឹងឯងប៉ុន្តែអំឡុងពេលហ្នឹង Desumi នាងក៏បាននឹកឃើញពីមើលរំការងាររបស់នាងនិងក្រុមគ្រួសាររបស់នាងដូចនេះហើយនាងក៏បានបដិសេធនឹងសំណើមួយនេះហើយក៏បាននេះផងដែរដោយសារតែនាងក៏បានចូលរួមជាមួយនឹងបិសាចទៅហើយហ្នឹងមានអី Fudo ក៏បានខ្ទប់មករបស់ Desumi ឡើងលឿនតែម្ដងកុំឲ្យបែកធ្លាយប៉ុន្តែ Fudo ក៏មានអារម្មណ៍ថាបបេមករបស់ Desumi នៅពេលនេះពិតជាទន់ខ្លាំងណាស់មានអីក៏ស្រាប់តែពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមអៀនគ្នាទៅវិញទៅមកតែម្ដងហើយអត្តចរិតរបស់ Desumi នៅពេលនោះគឺដូចជាកូនក្មេងអញ្ចឹងដល់ពេលទៅ Todoroki ក៏បានគិតថាស្នេហាពិតជាធ្វើឲ្យពួកគេគឺទន់ខ្សោយមែនទែនបន្តមក Todoroki ក៏បានងើបឈរឡើងហើយក៏បានប្រាប់ទៅកាន់ Desumi ឲ្យធ្វើការប្រកួតគ្នាជាមួយនឹងគាត់នៅពេលដែលបានចេញមកដល់ខាងក្រៅ Todoroki ក៏បាននិយាយពីលក្ខខណ្ឌរបស់ពួកគេនៅពេលដែលគាត់ក៏បានចាញ់ទៅកាន់ Desumi នោះនេះគឺអាចមានសិទ្ធិមិនអាចចូលរួមជាមួយ Super Sentai បានប៉ុន្តែបើសិនជាគាត់គឺជាអ្នកឈ្នះវិញនេះគឺត្រូវតែចូលរួមជាមួយ Super Sentai ជាពិសេសនេះគឺត្រូវតែបែកគ្នាជាមួយនឹង Fudo ពីព្រោះថាច្បាប់របស់ពួកគេគឺមិនអាចអនុញ្ញាតឲ្យស្រឡាញ់គ្នាបានឡើយ
គ្រាន់តែលឿនចាំភ្លាមធ្វើឲ្យដីសមីនៅពេលនោះក៏ចាប់ផ្ដើមផ្ទុះកំហឹងតែម្ដងតើដូរ៉ូគីបន្តពីឃើញចំហាយពីខេរបស់ដីសមីបែបនេះធ្វើឲ្យគាត់ក៏មានភាពភ័យខ្លាចដែរដូច្នេះហើយគាត់ក៏បានប្រែកាឡាខ្លាចទៅជាសពើសិនតែពណ៌បៃតងតែម្ដងនឹងឯងបើទោះបីជាយ៉ាងណាក៏ដោយតើដូរ៉ូគីក៏បាននិយាយផងដែរថាគាត់នៅតែចាញ់ទៅកាន់ក្រមថ្នាដៃរបស់ដីសមីជាពិសេសគាត់ក៏ថែមទាំងគិតនៅក្នុងចិត្តថាតើស្នេហាគឺជាអ្វីហេតុអ្វីបានជាធ្វើឲ្យមនុស្សគឺកាន់តែសាហាវបែបហ្នឹងមុនពេលដែលតើដូរ៉ូគីក៏បានចាក់ចែងទៅនឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់ដីសមីផងដែរបើទោះបីជានាងគឺមិនចូលរួមជាមួយនឹង Super Sentai ក៏ដោយប៉ុន្តែក៏គឺមិនអនុញ្ញាតឲ្យនាងក៏បានចូលរួមជាមួយបិសាចនោះទេមានអីធ្វើឲ្យពួកគេទាំងពីរនាក់នៅពេលនោះឡើងគាំងតែម្ដងនឹងឯងក្រោយមកទៀតយើងក៏បានឃើញថាដីសមីហើយនិង Fudo នៅពេលនោះកំពុងតែធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះជាមួយគ្នាអំឡុងពេលហ្នឹងដីសមីនាងក៏បានអោបដៃរបស់ Fudo ធ្វើឲ្យ Fudo នៅពេលនោះឡើងអៀនខ្វាច់តែម្ដងនឹងឯងពីព្រោះថានៅពេលនេះដីសមីពិតជាគួរឲ្យស្រឡាញ់មែនទែនប៉ុន្តែអំឡុងពេលហ្នឹងពួកគេទាំងពីរនាក់អត់បានចាប់អារម្មណ៍នោះទេពីព្រោះថាមាននរណាម្នាក់ក៏បានថតរូបរបស់ពួកគេសាច់រឿងក៏កាប់បង្ហាញនៅពេលព្រឹកមីសាគីក៏បានឲ្យសវត្ថមួយទៅកាន់ Fudo ពីព្រោះថាមាននរណាម្នាក់ក៏បានផ្ញើមកឲ្យ Fudo នឹងឯងនៅពេលដែល Fudo ក៏បានបើកភ្លាមនឹងធ្វើឲ្យគាត់ក៏មានការចាប់ផ្ដើមជាខ្លាំងពីព្រោះថានៅក្នុងនោះគឺជារូបថនដែលគាត់ក៏បាននៅជាមួយនឹងដេសមីនឹងឯងកាលពីម្សិលមិញកម្មមកកន្លែងដេសមីនៅវិញនៅពេលនេះនាងកំពុងតែស្ថិតនៅក្នុងថ្នាក់ហើយនៅពេលនោះមើលរំថ្នាក់របស់នាងក៏បានសរសើរអំពីការធ្វើម្ហូបរបស់នាងថាអាហារថៃត្រង់របស់ដេសមីគឺរៀបចំបានល្អមែនទែនភ្លាមៗក៏ស្រាប់តែមានសិស្សស្រីម្នាក់ក៏បានញ៉ាំម្ហូបរបស់ដេសមីធ្វើឲ្យដេសមីនៅពេលនោះឡើងភ្ញាក់ផ្អើលតែម្ដងនឹងឯងមើលរបស់ដេសមីក៏បានស្ដីឲ្យទៅកាន់សិស្សស្រីម្នាក់នឹងថាហេតុអីបានជាលេងឲ្យឈួតបែបហ្នឹងញ៉ាំអាហាររបស់គេទាំងតែគេគឺមិនអនុញ្ញាតឲ្យញ៉ាំមានអីក៏ស្រាប់តែសិស្សស្រីម្នាក់នឹងក៏បានធ្វើទឹកមុខលង្កាចតែម្ដងអញ្ចឹងហើយធ្វើឲ្យមិត្តភ័ក្តិរបស់ដេសមីនៅពេលនោះក៏មិនអាចនិយាយអ្វីទៀតដែរអំឡុងពេលហ្នឹងក៏ស្រាប់តែម្ចាស់ស្ត្រីដែកនិងម្ចាស់ស្ត្រីសัตว์ក៏បានមកដល់ទីនេះពួកគេទាំងពីរនាក់ក៏ជាសិស្សវិទ្យាល័យជាពិសេសពួកគេក៏មានតំណែងជាក្រុមប្រឹក្សានិស្សិតទៀតនឹងឯងនៅត្រង់កន្លែងហ្នឹងហើយសាច់រឿងគឺទៅតែប្រាប់ឈ្មោះពិតរបស់ពួកគេនោះទេម្ចាស់ស្ត្រីសัตว์នេះគឺមានឈ្មោះថាម៉ាជីម៉ារីឯម្ចាស់ស្ត្រីដែកគឺមានឈ្មោះថាខ្ជូកូម៉ាជីម៉ាក៏បានស្ដីឲ្យទៅកាន់សិស្សស្រីម្នាក់នឹងថាការស្លៀកពាក់របស់នាងឬក៏ស្ទីលរបស់នាងគឺខុសវិន័យសាលាហើយដូច្នេះនៅពេលនេះនាងគួរតែទៅក្រុមប្រឹក្សានិស្សិតដើម្បីទទួលវិន័យប៉ុន្តែសិស្សស្រីម្នាក់នឹងគឺថែមទាំងឌឺទៅកាន់ម៉ាជីម៉ាទៀតថានាងអត់ខ្វល់នោះទេមុនពេលដែលសិស្សស្រីម្នាក់នឹងក៏បានចាក់ចែកទៅនឹងនាងក៏បានប្រាប់ទៅកាន់ដីសមីផងដែររវាងទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់គឺជាសម្ងាត់នឹងឯងតែយើងមិនទាន់ដឹងនោះទេថាទំនាក់ទំនងសម្ងាត់គឺជាអ្វីសាច់រឿងក៏ការបង្ហាញនៅពេលយប់យើងក៏បានឃើញថា Fudo ក៏កំពុងតែតុបតែងខ្លួនកុំឲ្យអ្នកណាស្គាល់ថាគាត់គឺជា Super Sentai ដែលគាត់ក៏បានមកជួបជាមួយនឹងមនុស្សម្នាក់ដែលសារតែម្នាក់ហ្នឹងក៏បានណាត់ជួបគាត់នឹងឯងហើយម្នាក់នោះក៏គ្មាននរណាឆ្ងាយនោះទេគឺជាសិស្សស្រីកាលពីព្រឹកមិញនឹងឯងអេមីនគឺសូមប្រាប់ឈ្មោះរបស់នាងឲ្យហើយទៅដែលនាងគឺមានឈ្មោះថាអាណា Fudo ក៏បានសួរទៅកាន់អាណាថានាងនឹងមិនមែនជាអ្នកផ្ញើរូបថតមួយនេះឲ្យមកកាន់គាត់អាណាក៏បាននិយាយថាគឺប្រកាសខ្លាំងណាស់អាណាក៏បាននិយាយបន្តទៅថាបើសិនជាមិនចង់ឲ្យរូបថតមួយនេះគឺត្រូវបានបាយធ្លាយនោះទេ Fudo គឺត្រូវតែធ្វើតាមនាងតាមអ្វីដែលនាងគឺចង់ឲ្យ Fudo ធ្វើហើយឥឡូវនេះនាងគឺចង់ឲ្យ Fudo គឺបានបាយគ្នាជាមួយនឹងដេសមីគ្រាន់តែលឿនចង់ភ្លាមធ្វើឲ្យ Fudo នៅពេលនោះក៏បានបដិសេធភ្លាមតែម្ដងដែលហេតុនេះហើយនាងក៏បានដកទូរស័ព្ទរបស់នាងថតវីដេអូនិងឲ្យ Fudo គឺបានថាបដៃរបស់នាងហើយយើងក៏បានឃើញថា Fudo នៅពេលនោះក៏បានថានោះទេដោយសារតែគាត់គឺជាមនុស្សដែលស្មោះខ្លាំងណាស់គឺដូចជា admin អញ្ចឹងមិនដូចអ្នកមើលនោះទេសុទ្ធតែជាអ្នកសាវ៉ាដោយសារតែនាងក៏បានឃើញថា Fudo កំពុងតែនៅស្ងៀមបែបនេះនាងក៏បានទះមួយកំភ្លានទៅកាន់ Fudo តែម្ដងពីព្រោះថាសកម្មភាពរបស់នាងកំពុងតែហុចដៃឲ្យទៅកាន់ Fudo ថាបហ្នឹងគឺពិតជាយូរខ្លាំងណាស់អំបញ្ញមិញនេះអញ្ចឹងហើយនាងក៏បានអៀនទៅកាន់ Fudo នឹងឯងបានជានាងក៏បានទះកំភ្លានទៅកាន់ Fudo ដល់ពេលទៅនាងក៏បានថានៅថ្ងៃនេះគឺប៉ុណ្្នឹងចោះប៉ុន្តែនៅថ្ងៃស្អែកលោកគឺត្រូវតែមកជួបនាងហើយនៅពេលនោះនាងនឹងផ្ដល់ចំណោយថានាងគឺចង់ឲ្យ Fudo គឺធ្វើអ្វីនឹងឯងសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់ Fudo ក៏បានយករឿងរ៉ាវទាំងអស់ហ្នឹងប្រាប់ទៅកាន់ដេសមីធ្វើឲ្យដេសមីនៅពេលនោះគឺក្តៅដូចជាបាយពុះអញ្ចឹងហើយមានបំណងថាចង់សម្លាប់ចោលទៀតបន្តមក Fudo ក៏បានប្រាប់ថាអាណាក៏ចង់ឲ្យគាត់គឺថាបដៃថែមទាំងចង់ឲ្យបាយគ្នាជាមួយដេសមីទៀតប៉ុន្តែក៏បានបដិសេធនឹងសំណើរបស់នាងដូច្នេះហើយនៅយប់នេះនាងក៏បានហៅមកកាន់គាត់នឹងឲ្យមកជួបភាសាទៀតដេសមីនេះក៏បានគិតថារកទង្វើរបស់អាណាបើតាមមើលទៅប្រហែលជានាងកំពុងតែស្រឡាញ់ទៅកាន់ Fudo អញ្ចឹងហើយធ្វើឲ្យនាងគឺមានអារម្មណ៍ថាដូចជាមិននៅស្ងប់នោះទេដោយសារតែឃើញសង្សាររបស់ខ្លួនឯងកំពុងតែអន់ចិត្តបែបនេះគាត់ក៏បានប្រាប់តែម្ដងថាមិនអីនោះទេគាត់នឹងដោះស្រាយរឿងរ៉ាវទាំងអស់នេះហើយជឿទុកចិត្តមកលើគាត់ចោលនៅពេលយប់ Fudo ក៏បានមកជួបជាមួយនឹងអាណាតាមអ្វីដែលពួកគេក៏បានណាត់គ្នា Fudo ក៏បាននិយាយភ្លាមៗថាគាត់ពិតជាអរគុណនៅអ្វីដែលនាងក៏បានស្រឡាញ់មកកាន់គាត់ខ្លាំងណាស់ក៏ប៉ុន្តែនៅពេលនេះគាត់ក៏មានម្ចាស់បាត់ទៅហើយដោយសារតែ Fudo ក៏បាននិយាយលឿនបែបហ្នឹងធ្វើឲ្យអាណានៅពេលនោះនាងក៏បានទះមួយកំភ្លៀងតែម្ដងដែល Fudo គឺមិនបានស្ដាប់ការបកស្រាយរបស់នាងតាមពិតទៅនាងមិនបានស្រឡាញ់ទៅកាន់ Fudo នោះទេមនុស្សដែលនាងក៏បានស្រឡាញ់គឺជាដេសមីបន្ទាប់ពីនិយាយហើយធ្វើឲ្យអាណានៅពេលនោះគឺចាប់ផ្ដើមមុខឡើងក្រហមតែម្ដងពីព្រោះថានាងក៏បានផ្លត់និយាយរឿងការពិនប៉ុន្តែនៅពេលនេះវាជ្រុលបាត់ទៅហើយអញ្ចឹងហើយនាងក៏បានប្រាប់ពីដំណើរដើមតងដែលនាងក៏បានលួចស្រឡាញ់ទៅកាន់ដេសមីនៅពេលដែលនាងក៏បានឡើងមកវិទ្យាល័យនោះគឺមានសិស្សស្រីជាច្រើនគឺមិនស្ទើរចូលចិត្តនាងនោះទេពីព្រោះថានាងគឺជាមនុស្សដែលធ្វើអ្វីគឺខុសដាច់ពីគេតែម្ដងក៏ប៉ុន្តែនៅថ្ងៃមួយខណៈពេលដែលនាងកំពុងតែអង្គុយចុចទូរស័ព្ទនោះក៏ស្រាប់តែដេសមីនាងក៏បានចូលមករ៉េតទេដេសមីក៏បានធ្វើការកោតសរសើរអំពីក្រចកដៃរបស់នាងនឹងឯងដែលបានលាមហើយនៅពេលនោះហើយដែល
ជាពេលដែលនាងក៏បានធ្លាក់អំឡុងស្នេហ៍ទៅកាន់ដេសាមីហើយក៏បានគិតថានាងគឺជាមនុស្សដែលអស្ចារ្យខ្លាំងណាស់បន្ទាប់ពីអាណានាងក៏បាននិយាយចប់ហើយនោះធ្វើឲ្យហ្វូដូនៅពេលនោះក៏ពិតជាភ្ញាក់ផ្អើលមែនទែនថែមទាំងមិនបានស្ដីបន្ទោសទៅកាន់អាណាទៀតដែលបានស្រឡាញ់ទៅកាន់ស្រីដូចគ្នាអញ្ចឹងហើយធ្វើឲ្យអាណានៅពេលនោះគឺមានការភ្ញាក់ផ្អើលផងដែរអំពីអត្តចរិតរបស់ហ្វូដូមុនពេលដែលនាងក៏បានចាក់ចែកទៅនឹងនាងក៏បានផ្ដាំទៅកាន់ហ្វូដូផងដែរថាឲ្យប្រយ័ត្នផងទៅពីព្រោះថានៅថ្ងៃណាមួយនាងគឺអាចមានឱកាសដើម្បីឆក់យកដេសាមីចេញពីលោកហើយនៅថ្ងៃបន្ទាប់ក៏ការស្ថិតនៅកន្លែងទីស្នាក់ការកណ្ដាលរបស់បិសាចយើងក៏បានឃើញថាខ្ជោកោដេសាមីហើយនិងម៉ាជីម៉ាកំពុងតែធ្វើដំណើរដើម្បីទៅកន្លែងប្រជុំអំឡុងពេលហ្នឹងក៏ស្រាប់តែមានបិសាចម្នាក់កំពុងតែតាមដានទៅកាន់ដេសាមីពីក្រៅក្នុងរហូតតែម្ដងហើយតាមពិតទៅម្នាក់នោះគឺជាអាណានឹងឯងហើយនាងក៏មានតំណែងគឺជាម្ចាស់ស្ត្រីផងដែរដែលមានឈ្មោះថាម្ចាស់ស្ត្រីកម្ដៅនិយាយរំទៅនៅក្នុងសាច់រឿងមួយនេះគឺឈ្មោះម្ចាស់ស្ត្រីគឺដល់កតែម្ដងលយយកហ្មងនៅថ្ងៃបន្ទាប់យើងគិតថាហ្វូដូហើយនិងដេសាមីក៏បានស្កាប់មកជួបគ្នាទៀតហើយអំឡុងពេលហ្នឹងពួកគេទាំងពីរនាក់កំពុងតែលេងកម្មវិធីជាគូស្នេហ៍ថាពួកគេគឺបានស្រឡាញ់គ្នាគឺប្រមាណភាគរយអីចឹងទៅនៅពេលទទួលបាន98%អញ្ចឹងហើយធ្វើឲ្យដេសាមីនៅពេលនោះពិតជាសប្បាយចិត្តខ្លាំងណាស់ខអីតែហ្វូដូទេពីព្រោះថាក៏ចង់បាន100%មិនមែន98នោះទេអំឡុងពេលហ្នឹងក៏ស្រាប់តែហារ៉ូក៏បានរត់មកកាន់ពួកគេទាំងពីរនាក់ហើយក៏បានប្រាប់ពីរឿងរ៉ាវទាំងប្រមាណឲ្យទៅកាន់ហ្វូដូបានដឹងដែលនាងក៏ចង់ឲ្យហ្វូដូក៏បានបរៀនគណិតវិទ្យាមកកាន់នាងដោយសារតែនៅតែមួយខែទេគឺប្រឡងផ្ដាច់ប្រត់ហើយដេសាមីនេះក៏បានសួរតែម្ដងថាហ្វូដូគឺជាសិស្សបកាយមិនមែនហារ៉ូក៏បានប្រាប់ថាគឺប្រកាសខ្លាំងណាស់ក៏គឺជាសិស្សបកាយនៅក្នុងថ្នាក់ដូច្នេះហើយហ្វូដូក៏បានសម្រេចចិត្តគឺបង្រៀនទៅកាន់ហារ៉ូនៅថ្ងៃស្អែកនេះហើយអំឡុងពេលហ្នឹងហារ៉ូនេះក៏បានដឹងថាដេសាមីនៅពេលនោះនេះក៏ចង់រៀនជាមួយនឹងពួកគេផងដែរដល់ពេលទៅហារ៉ូក៏បានហៅដេសាមីដើម្បីមកចូលរៀនជាមួយនឹងពួកគេតែម្ដងក៏ប៉ុន្តែពួកគេគឺមិនដឹងនោះទេថាពួកគេគួរតែទៅរៀនបន្ថែមនោះនៅផ្ទះអ្នកណាដេសាមីនេះក៏បាននិយាយថាគឺមកផ្ទះរបស់នាងមកមិនយូរប្រហែលនៅថ្ងៃស្អែកក៏បានមកដល់យើងក៏បានឃើញថាអ្នកពីរក៏បានរៀបចំរួចរាល់ហើយក្នុងការមកបន្ទប់របស់ដេសាមីហារ៉ូគឺមានអារម្មណ៍ថាដូចជាអត់សូវស្រួលនោះទេពីព្រោះថានៅកន្លែងនេះគឺជាកន្លែងសម្រាប់របស់បិសាចចំពោះហ្វូដូនៅវិញក៏ពិតជាសប្បាយចិត្តខ្លាំងណាស់ពីព្រោះថាក៏ចង់ឃើញបន្ទប់របស់ដេសាមីនឹងឯងភ្លាមៗនោះដែរដេសាមីនេះក៏បានយកសម្លៀកបំពាក់របស់កូនចៅបិសាចជាច្រើនក៏បានឲ្យមកកាន់ពួកគេដើម្បីឲ្យពួកគេទាំងពីរនេះក៏បានប្រឡំខ្លួនធ្វើជាបិសាចនឹងឯងមិនយូរប្រហែលយើងក៏បានឃើញថាអ្នកទាំងពីរក៏បានចូលមកដល់ក្នុងបន្ទប់របស់ដេសាមីហើយធ្វើឲ្យហារ៉ូនៅពេលនោះពិតជាសប្បាយចិត្តខ្លាំងណាស់រីឯហ្វូដូនៅវិញក៏ពិតជារំភើបខ្លាំងណាស់ដែលក៏បានចាត់ទុកថាទីកន្លែងនេះគឺជាឋានសួគ៌របស់គាត់មិនត្រឹមតែប៉ុណ្ណឹងទេទីនេះគឺមានក្លិនក្រអូបដូចជាដេសាមីអញ្ចឹងដោយសារតែក៏មានកំណត់បានដឹងធ្វើឲ្យឆ្មារបស់ដេសាមីនៅពេលនោះក៏បានទះមួយដៃតែម្ដងនឹងឯងបន្ទាប់មកហ្វូដូក៏បានយកអាវហ្វាសេដើម្បីមកពាក់ពីព្រោះថាក៏គឺធ្វើជាគ្រូដើម្បីមករៀនទៅកាន់ហារ៉ូនៅពេលនេះដេសាមីនេះក៏បានដកសភៅពុំរបស់នាងក្នុងការរៀនសូត្រប៉ុន្តែនៅពេលនោះស្រាប់តែក្រាស់ប្រឡងរបស់នាងជាច្រើនក៏បានធ្លាក់មកធ្វើឲ្យហារ៉ូនៅពេលនោះគឺមានការចាប់ផ្ដើមជាខ្លាំងពីព្រោះថាដេសាមីនេះក៏ជាសិស្សបកាយម្នាក់ផងដែរដោយនេះហើយដេសាមីនេះក៏បានធ្វើការសុំទោសទៅកាន់ហារ៉ូដែលនាងគឺបានកុហកទៅកាន់ហារ៉ូពីព្រោះថានាងគឺមានបំណងថាចង់រៀនជាមួយពួកគេនឹងឯងដល់ពេលទៅហារ៉ូនេះក៏បានសុំឲ្យដេសាមីគឺបង្រៀនមកកាន់នាងដូចគ្នាបន្ទាប់មកយកក៏បានឃើញថាដេសាមីនៅពេលនោះនាងក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់របស់នាងក្នុងការបង្រៀនទៅកាន់ហារ៉ូសាច់រឿងក៏កាត់បង្ហាញនៅពេលដែលហារ៉ូនេះក៏បានធ្វើការសួរទៅកាន់ដេសាមីថានៅពេលដែលនាងក៏បានបញ្ចប់ការសិក្សានៅវិទ្យាល័យហើយនោះតើដេសាមីនឹងគឺមានបំណងថាចង់បន្តនៅសាកលវិទ្យាល័យដែរឬទេហើយច្បាស់ណាស់ដេសាមីនៅពេលនោះនាងអត់បានឆ្លើយនោះទេពីព្រោះថានាងក៏បានក្រាំងនឹងសំណួរមួយហ្នឹងក្រោយមកទៀតក៏ដល់ពេលវេលាដែលហារ៉ូគឺត្រូវតែត្រឡប់ទៅផ្ទះរបស់នាងវិញហើយរីឯហ្វូដូនៅពេលនោះក៏គឺមិនទាន់ទៅនោះទេបន្ទាប់ពីការចាត់ចែងរបស់ហារ៉ូយើងក៏បានឃើញថាពួកគេទាំងពីរនាក់កំពុងតែនៅតែពីរនាក់នោះទេជាពិសេសហ្វូដូនៅពេលនោះគាត់គឺទទួលអារម្មណ៍ថាបេះដូងរបស់គាត់នៅពេលនេះកំពុងតែលូតញាំនៅពេលហ្នឹងដេសាមីនេះក៏បានធ្វើការសួរទៅកាន់ហ្វូដូថានៅពេលដែលហ្វូដូក៏បានបញ្ចប់ការសិក្សានៅវិទ្យាល័យនោះតើគាត់គឺបានបន្តទៅសាកលវិទ្យាល័យដែរឬទេហ្វូដូក៏បានឆ្លើយថាគឺប្រកាសខ្លាំងណាស់គាត់គឺត្រូវតែបន្តនៅសាកលវិទ្យាល័យពីព្រោះថាក្តីសម័យរបស់គាត់ក៏ចង់ខ្លាចទៅជាគ្រូបង្រៀនរួចមកហ្វូដូក៏បានធ្វើការសួរទៅកាន់ដេសាមីត្រឡប់ទៅវិញដេសាមីនៅពេលនោះនេះក៏បាននិយាយថានេះគឺមិនទាន់សម្រេចចិត្តនោះទេពីព្រោះថាឪពុកម្ដាយរបស់នាងក៏បានបង្ខំនាងឲ្យខ្លាចទៅជាបិសាចដូច្នេះហើយនេះគឺមិនអាចបន្តសិក្សានៅសាកលវិទ្យាល័យបានឡើយគ្រាន់តែលេងចាំភ្លាមហ្វូដូក៏បាននិយាយថាបើសិនជានាងគឺចង់បន្តសាកលវិទ្យាល័យនោះគាត់នឹងព្យាយាមជួយទៅកាន់នាងដើម្បីនិយាយជាមួយឪពុករបស់នាងនឹងឯងអេមិនក៏សុំទោសចំពោះការបញ្ចូលសលេងផងដែរដោយសារតែនៅពេលនេះមេកំពុងតែភ្លៀងបន្តមកក៏ស្រាប់តែដេសាមីនេះក៏បាននិយាយថានាងគឺចង់បន្តជាមួយនឹងហ្វូដូគឺរបៀបបែបនេះខ្លាំងណាស់ភ្លាមៗក៏ស្រាប់តែលើកណ្ដឹងផ្ទះដែលបានរោឡើងអញ្ចឹងហើយពួកគេក៏បានគិតថាប្រហែលជាហារ៉ូហើយដែលហារ៉ូនឹងគឺបានភ្លេចអ្វីមួយប៉ុន្តែនៅពេលដែលដេសាមីនេះក៏បានទៅមើលនោះគឺជាឪពុករបស់នាងនិងប្អូនស្រីរបស់នាងធ្វើឲ្យពួកគេទាំងពីរនាក់នៅវិញឡើងកាំងតែម្ដងបន្ទាប់ពីឃើញវត្តមានរបស់ពួកគេទាំងពីរនាក់ក្រោយមកទៀតយើងក៏បានគិតថាកូនប្រសាកំពុងតែអង្គុយទល់មុខគ្នាជាមួយនឹងឪពុកក្មេងហើយឪពុករបស់ដេសាមីក៏បានធ្វើការសួរទៅកាន់ហ្វូដូថាឯងមកបន្ទប់កូនស្រីរបស់យើងគឺចង់ធ្វើអីដេសាមីនេះក៏បានចេញមកក្នុងការនិយាយតែម្ដងថាគាត់មកទីនេះដើម្បីបង្រៀនការសិក្សារបស់នាងនឹងឯងហើយដេសាមីក៏បានកុហកទៅកាន់ឪពុករបស់ខ្លួនថាម្នាក់ហ្នឹងគឺមានឈ្មោះថាម៉ូដូអញ្ចឹងទៅមិនមែនហ្វូដូទេមានអីក៏ស្រាប់តែឪពុករបស់ដេសាមីក៏បាននិយាយខ្លាំងៗតែម្ដងថាឯងនៅពេលនេះមិនចាំបាច់ចំណាយពេលក្នុងការសិក្សានោះទេចាប់ពីពេលនេះទៅឯងគួរតែហាត់កម្លាំងកាយរបស់ឯងដើម្បីខ្លាចជាបិសាចហ្វូដូក៏បានចេញមកនិយាយការពារទៅកាន់ដេសាមីថាចង់ឲ្យដេសាមីនៅតែបន្តការសិក្សាអំឡុងពេលហ្នឹងក៏ស្រាប់តែយូរ៉ាមីនេះក៏បានបង្ហាញខ្លួននៅចិត្តជាមួយនឹងហ្វូដូមានអីក៏ស្រាប់តែនាងក៏បានដាក់ម្ដាយចំកណ្ដាលមុខរបស់ហ្វូដូភ្លាមៗតែម្ដងហ្នឹងឯង
ធ្វើឲ្យដេសមីនៅពេលនោះពិតជាប្រួយបារម្ភទៅកាន់ហ្វូដូមែនតើបន្ទាប់ពីស៊ីមួយដៃនឹងឡើងបែករបាំងមកទៅហើយយូរ៉ូមីនេះក៏បាននិយាយទៅកាន់ហ្វូដូឡើងកាយតែម្ដងថារឿងរ៉ាវរបស់គ្រួសាររបស់គេកុំឲ្យចេះដឹងចំណែកដេសមីនេះក៏បានប្រាប់ទៅកាន់ហ្វូដូថាកុំឲ្យប្រកាន់ជាមួយនឹងប្អូនស្រីរបស់នាងអីពីព្រោះថាអត្តចរិតរបស់នាងគឺតែងតែបែបហ្នឹងនៅឯងចំពោះឪពុករបស់ដេសមីគាត់នៅតែនិយាយអញ្ចឹងថាគាត់ក៏មិនឲ្យដេសមីបន្តការសិក្សានោះទេហ្វូដូក៏បានសម្លឹងមើលទៅកាន់ទឹកមុខរបស់ដេសមីគាត់ក៏បានឃើញថាទឹកមុខរបស់ដេសមីនៅពេលនេះកំពុងតែអន់ចិនជាពិសេសហ្វូដូក៏បាននឹកឃើញពីសម្ដីរបស់ដេសមីដែលនិយាយជាមួយនឹងគាត់មុននេះបន្តិចអញ្ចឹងហើយហ្វូដូក៏បានសុំឪពុករបស់ដេសមីក្នុងការនិយាយគ្នាតែពីរនាក់តែម្ដងក៏ប៉ុន្តែនៅពេលដែលយូរ៉ូមីនេះក៏បានឃើញបែបហ្នឹងនេះគឺមានបំណងថាវាយទៅកាន់ហ្វូដូបន្តទៀតមានអីក៏ស្រាប់តែដេសមីនេះក៏បានចេញមកហាមឃាត់ទៅកាន់យូរ៉ូមីហើយក៏បានប្រើទឹកមុខលង្កាយតែម្ដងយូរ៉ូមីបន្ទាប់ពីឃើញទង្វើរបស់បងស្រីរបស់ខ្លួនបានហ្នឹងធ្វើឲ្យនាងក៏ចាប់ផ្ដើមយំតែម្ដងនឹងដើរចូលទៅក្នុងទូដាក់កៅអៅនឹងអង្គុយយំតែម្ដងនឹងឯងដេសមីនេះបានលួងទៅកាន់ប្អូនស្រីរបស់ខ្លួននោះទេដែលនេះក៏បានដឹងថាអត្តចរិតរបស់ប្អូនស្រីរបស់ខ្លួនគឺតែងតែបែបហ្នឹងរីឯហ្វូដូនៅវិញក៏បាននិយាយប្រាប់ទៅកាន់ឪពុករបស់ដេសមីផងដែរថាដេសមីនេះគឺចង់បន្តនៅសាកលវិទ្យាល័យអញ្ចឹងហើយលោកគួរតែអនុញ្ញាតឲ្យដេសមីគឺបន្តសិក្សាទៅមានអីក៏ស្រាប់តែឪពុករបស់ដេសមីក៏បានដកអារបស់គាត់ចេញនិងបង្ហាញឈុតរបស់គាត់ដែលជាឈុតកូនចៅបិសាចនឹងឯងនឹងស្ទូលលឿនដើម្បីទៅវាយជាមួយនឹងហ្វូដូប៉ុន្តែហ្វូដូនៅពេលនោះគាត់មិនបានវាយណាគ្រាន់តែចូលទៅចិត្តទៅកាន់ហ្វូដូគាត់ក៏បានអាឡានមកវិញនឹងឯងចំពោះហ្វូដូនៅវិញគាត់ក៏បានទៅជួយលើទៅកាន់ឪពុករបស់ដេសមីផងដែរហើយក៏បាននិយាយថាការងារក្នុងនាមជាអ្វីក៏ដោយក៏វាមានតម្លៃដែររីឯនៅក្នុងការកើរបស់ហ្វូដូនៅវិញគាត់ក៏បានគិតថានៅពេលដែលគាត់ក៏បានខ្លាចទៅជាស៊ុបអឺសន្តិអីហ្នឹងគាត់ក៏បានវាយទៅកាន់កូនបិសាចហ្នឹងគឺមិនដែរប្រណីដៃនោះទេបន្តមកទៀតក៏ដល់ពេលវេលារបស់ឪពុករបស់ដេសមីក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះវិញហើយមុនពេលដែលគាត់ក៏បានចាក់ចែកទៅហ្នឹងគាត់ក៏បានប្រាប់ទៅកាន់ដេសមីឲ្យមើលថែទៅកាន់ប្អូនផងរីឯរឿងរ៉ាវក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យគាត់គឺមិនទាន់គិតនោះទេទុកមួយឡែកសិនបន្ទាប់ពីការចាក់ចែងរបស់ឪពុករបស់ដេសមីនោះដេសមីក៏បានធ្វើការអរគុណទៅកាន់ហ្វូដូពីព្រោះថាបើគ្មានជំនួយរបស់ហ្វូដូនោះទេប្រហែលជាឪពុករបស់នេះគឺមិនព្រមនោះឡើយរីមកហ្វូដូក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះរបស់គាត់ដូចគ្នាហើយរាល់សកម្មភាពរបស់អ្នកទាំងពីរមើលទៅដូចជាស្និទ្ធស្នាលគ្នាបែបហ្នឹងយូរ៉ូមីនេះក៏បានសង្កេតមើលទាំងអស់ហ្នឹងឯងហើយនាងក៏បានគិតថាបងស្រីរបស់ខ្លួននៅពេលនេះគឺបានផ្លាស់ប្ដូរហើយរីមកនាងក៏បាននឹកឃើញអំពីអតីតកាលរបស់ខ្លួននៅពេលនោះគឺមានសិស្សប្រុសជាច្រើនកំពុងតែនិយាយប៊ូលីមកកាន់នាងថានាងគឺជាមនុស្សដែលអន់ខ្សោយអីអញ្ចឹងទៅក៏ប៉ុន្តែអំឡុងពេលហ្នឹងបងស្រីរបស់ខ្លួនក៏បានចេញមកការពារមកកាន់នាងតែម្ដងហើយទឹកមុខរបស់នាងនៅពេលនោះគឺពិតជាកាចខ្លាំងណាស់បន្ទាប់ពីជួយឲ្យដេសមីនេះក៏បាននាំប្អូនរបស់ខ្លួនហ្នឹងដើម្បីមកញ៉ាំការ៉េមជាមួយគ្នាជាពិសេសដេសមីនេះគឺថែមទាំងនិយាយប្រាប់ទៅកាន់ប្អូនរបស់ខ្លួនទេថាមានតែខ្លាំងនោះទេទៅអាចរស់នៅបានការចូលពេលបច្ចុប្បន្នវិញដេសមីនេះក៏បាននាំយូរ៉ូមីដើម្បីមកទីស្នាក់ការកណារបស់បិសាចយូរ៉ូមីនៅពេលនោះពិតជារំភើបខ្លាំងណាស់ពីព្រោះថាទីកន្លែងនេះហើយគឺជាកន្លែងដែលនាងគឺចង់ធ្វើការនឹងឯងនៅពេលដែលចូលមកដល់ខាងក្នុងគឺមានកូនបិសាចជាច្រើនក៏បានធ្វើការគោរពទៅកាន់ដេសមីធ្វើឲ្យយូរ៉ូមីនៅពេលនោះនាងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះបងស្រីរបស់ខ្លួនបន្តមកទៀតដេសមីនេះក៏បានណែនាំពីបងស្រីរបស់ខ្លួនឲ្យទៅកាន់បូស្លាគ្រាន់តែបូស្លាក៏បាននិយាយតែបន្តិចនោះធ្វើឲ្យយូរ៉ូមីនៅពេលនោះពិតជាញ័រខ្លួនមែនទែនសូម្បីតែខ្ជូកូម៉ាចាម៉ាក៏បាននិយាយប្រាប់ទៅកាន់យូរ៉ូមីផងដែរថាបើសិនជានាងក៏បានខ្លាចជាបិសាចហើយនោះនាងគឺត្រូវតែមានសមត្ថភាពឲ្យខ្លាំងដូចជាបងស្រីរបស់ខ្លួនអញ្ចឹងភ្លាមៗដែរដេសមីនេះក៏បានហៅទៅកាន់បងស្រីរបស់ខ្លួនដើម្បីត្រឡប់ទៅវិញពីព្រោះថានៅថ្ងៃនេះនាងគឺមានបំណងថានាំយូរ៉ូមីដើម្បីដើរផ្សារជាមួយនាងឬក៏ទៅកន្លែងណាផ្សេងៗមិនមែនមកកន្លែងទីស្នាក់ការកណារបស់បិសាចនោះឡើយជាពិសេសគឺជាកន្លែងបូស្លានឹងឯងគ្រាន់តែលឺចាំភ្លាមធ្វើឲ្យបូស្លានៅពេលនោះឡើងគាំងបាត់ទៅហើយហ្នឹងក៏ប៉ុន្តែខណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែដើរលេងហ្នឹងយើងក៏បានគិតថាសភាពរបស់យូរ៉ូមីនៅពេលនោះអត់សប្បាយចិត្តនោះទេរីឯដេសមីនៅពេលនោះនាងពិតជាស្រឡាញ់ទៅកាន់ប្អូនស្រីរបស់ខ្លួនមែនទែនថែមទាំងទិញបូឲ្យទៅកាន់យូរ៉ូមីទៀតបន្ទាប់ពីទិញបូហើយដេសមីនាងក៏បាននាំយូរ៉ូមីដើម្បីទៅទិញការ៉េមញ៉ាំក៏ប៉ុន្តែភ្លាមៗហ្នឹងដែរក៏ស្រាប់តែយូរ៉ូមីនេះគឺទ្រាំលេងបានហើយនេះគឺមានបំណងថាចាក់ចេញពីទីនេះជាពិសេសគឺថែមទាំងនិយាយទៅកាន់ដេសមីទៀតថានៅពេលនេះអត្តចរិតរបស់បងឯងគឺមិនមែនជាបងស្រីរបស់នាងនោះទេរីមកនាងក៏បានធ្វើដំណើរដើម្បីចាក់ចេញពីបងស្រីរបស់ខ្លួនភ្លាមៗតែម្ដងហើយនាងក៏បានមកអង្គុយអន់ចិត្តជាមួយនឹងបងស្រីរបស់ខ្លួននៅកន្លែងស្ងាត់មួយនឹងនឹកឃើញអតីតកាលរបស់នាងបន្ទាប់ពីបងស្រីរបស់នាងក៏បានចាក់ចេញទៅហ្នឹងគឺគ្មាននរណាដែលបានជួយសង្គ្រោះមកកាន់នាងទៀតទេដោយសារតែបែបនេះហើយនាងក៏បានឃុំខ្លួននៅក្នុងបន្ទប់គឺមិនចេញឡើយឡើងមកទៅហើយសូម្បីតែឪពុកម្ដាយនៅពេលនោះក៏មានការព្រួយបារម្ភទៅកាន់យូរ៉ូមីផងដែរនៅថ្ងៃមួយឪពុករបស់ដេសមីក៏បានប្រាប់ទៅកាន់យូរ៉ូមីអំពីឡើងតំណែងរបស់ដេសមីនឹងឯងខ្លាចទៅជាបិសាចបន្ទាប់ពីឮបានដឹងយូរ៉ូមីនេះក៏បានសម្រេចចិត្តគឺចេញពីបន្ទប់របស់នាងហើយនាងក៏បាននិយាយប្រាប់ទៅកាន់ឪពុកម្ដាយរបស់ខ្លួនផងដែរដែលនាងគឺមានបំណងថាចង់ខ្លាចទៅជាបិសាចដូចជាបងស្រីរបស់ខ្លួនអញ្ចឹងក៏ប៉ុន្តែនៅពេលនេះដេសមីនេះក៏បានផ្លាស់ប្ដូរបាត់ទៅហើយខ្លាចតែជាមនុស្សដែលទន់ខ្សោយបន្ទាប់ពីបានស្គាល់ទៅកាន់បរិមម្នាក់ហ្នឹងភ្លាមៗមកដែរក៏ស្រាប់តែមានក្មេងស្ទាវចំនួន3នាក់ក៏បានបង្ហាញខ្លួនហើយក៏បានព្យាយាមញ៉ាំទៅកាន់យូរ៉ូមីហើយការនិយាយរបស់ពួកវាទាំង3នាក់នេះហើយធ្វើឲ្យយូរ៉ូមីនៅពេលនោះពិតជាឈឺក្បាលមែនទែនហើយពិតជាសំណាងល្អសម្រាប់យូរ៉ូមីមែនទែនដោយសារតែដេសមីនេះក៏បានបង្ហាញខ្លួនដេសមីនេះក៏បានហុចការ៉េមចំនួន2ដើមមកឲ្យទៅកាន់យូរ៉ូមីដើម្បីកាន់បន្ទិញរីម៉ូដេសមីនេះពិតជាខឹងខ្លាំងណាស់បន្ទាប់ពីពួកវាទាំង3នាក់ក៏បានធ្វើបាបទៅកាន់បងស្រីរបស់ខ្លួនជាលទ្ធផលរបស់ពួកវាយើងក៏បានគិតថាពួកវាទាំងអស់គ្នានឹងគឺបានស្លាប់បាត់ទៅហើយបន្តមកទៀតពួកគេទាំងពីរនាក់ក៏បានអង្គុយញ៉ាំការ៉េមដោយសេចក្តីរីករាយដេសមីក៏បាននិយាយប្រាប់ទៅកាន់បងស្រីរបស់ខ្លួនផងដែរថាសេចក្តីស្រឡាញ់គឺជាអ្វីដែលត្រូវការដើម្បីរស់នឹងឯងយូរ៉ូមីនេះក៏បានតបទៅវិញផងដែរថានាងគឺមិនចង់បាននោះទេ
ដល់ពេលទៅដេសមីនេះក៏បានប្រាប់ទៅកាន់ប្អូនស្រីរបស់ខ្លួនថាមិនយល់នោះទេអញនឹងយល់ហើយអំពីអ្វីដែលគាត់ក៏បាននិយាយអំបីមិញនេះស្រីរឿងក៏កាប់បង្ហាញនៅពេលដែលយូរ៉ូមីនេះកំពុងតែជិះយន្តហោះតែម្នាក់ឯងដើម្បីត្រឡប់ទៅផ្ទះរបស់នាងវិញនៅពេលហ្នឹងយូរ៉ូមីនេះក៏បានគិតថាបើទោះបីជាបងស្រីរបស់ខ្លួនក៏បានផ្លាស់ប្ដូរខ្លាចជាមនុស្សទុនខ្សោយក៏ដោយក៏ប៉ុន្តែបងស្រីរបស់នាងគឺមិនអាក្រក់នោះទេភ្លាមៗដែរនាងក៏បានឃើញអំពីហ្វូដូអញ្ចឹងហើយធ្វើឲ្យនាងគឺចាប់ផ្ដើមខឹងតែម្ដងព្រមទាំងនិយាយថានៅពេលដែលនាងក៏បានចូលរួមជាមួយបិសាចនោះហ្វូដូគឺជាមនុស្សដំបូងដែលនាងគឺត្រូវសម្អាតស្រីរឿងក៏កាប់បង្ហាញនៅពេលដែលតួអង្គទាំងពីរនេះហ្នឹងគឺបានស្កាត់មកជួបគ្នាបន្តទៀតហើយអំឡុងពេលហ្នឹងដេសមីនាងក៏បានប្រកួតកណ្ដាលមួយអំពីវិធីបុណ្យសាលារបស់នាងឲ្យទៅកាន់ហ្វូដូដែលនាងគឺមានបំណងថាឲ្យហ្វូដូក៏បានទៅលេងកម្មវិធីបុណ្យមួយហ្នឹងដេសមីក៏បានប្រាប់ថាថ្នាក់របស់នាងគឺបារហាងកាហ្វេជាពិសេសនាងគឺត្រូវតែស្លៀកឈុតបែបអ្នកបង្រាទៀតគ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យហ្វូដូនៅពេលនោះគាត់ក៏ចាប់ផ្ដើមស្រមើស្រមៃក៏ដល់ណាដល់ណីទៀតហើយដូច្នេះហើយហ្វូដូក៏បាននិយាយភ្លាមតែម្ដងថាកម្មវិធីបុណ្យមួយនោះគាត់នឹងទៅដេសមីក៏បានប្រាប់ឲ្យទៅហ្វូដូគឺទៅនៅថ្ងៃទីបញ្ចប់ទៅពីព្រោះថានៅក្នុងពិធីបុណ្យសាលាមួយនេះគឺនៅថ្ងៃទីបញ្ចប់លោកគ្រូក៏បានដាក់រូបចម្លាក់របស់ព្រះច័ន្ទដើម្បីឲ្យគូស្នេហ៍ក៏បានឡើងអង្គុយទីនោះហើយថតជាមួយគ្នានោះហើយគឺជាអ្វីដែលនាងគឺចង់ធ្វើជាមួយនឹងហ្វូដូក៏បានយល់ព្រមតែម្ដងនឹងឯងមិនយូរប្រហែលពិធីបុណ្យសាលារបស់ឌីសមីក៏បានមកដល់យកថាមានមនុស្សជាច្រើនបានចូលរួមនៅក្នុងកម្មវិធីបុណ្យមួយហ្នឹងគឺពិតជាមានច្រើនមែនទែនមិនថាមានវងតន្ត្រីឬក៏អ្វីៗនោះទេគឺតែងតែមានប្លែករហូតនឹងឯងអំឡុងពេលហ្នឹងក៏មានសិស្សស្រីជាច្រើនកំពុងតែផ្អើលមើលទៅកាន់បរិសម្នាក់ហើយបរិសម្នាក់ហ្នឹងគឺគ្មានអ្នកណាឆ្ងាយនោះទេគឺហ្វូដូហើយនិងហាយ៉ាតូដែលយើងក៏បានឃើញថាហាយ៉ាតូក៏កំពុងតែជិះឬស្មារបស់ហ្វូដូនឹងឯងស្រីនៅពេលដែលឃើញហាយ៉ាតូគឺពួកគេពិតជាភ្ញាក់ផ្អើលមែនទែនពីព្រោះថាពួកគេក៏បានចាត់ទុកទៅកាន់ហាយ៉ាតូដូចជា idol របស់ពួកគេអញ្ចឹងហ្វូដូក៏បានសួរទៅកាន់ហាយ៉ាតូថាការឯងចុះពីស្មារបស់យើងហាយ៉ាតូក៏បានប្រាប់ទៅវិញផងដែរថានេះគឺជាតន្តកម្មរបស់ឯងពីព្រោះថានៅក្នុងកម្មវិធីបនដ៏សប្បាយបែបហ្នឹងឯងមិនបានប្រាប់យើងទេបន្ទាប់ពីនិយាយហើយហាយ៉ាតូក៏បានងើបឈរថែមទាំងប្រែកាឡាឲ្យទៅកាន់ស្រីបានមើលទៀតផងនឹងឯងនិយាយរំទៅអញតាគេប្រុសស្អាតធ្វើអ្វីក៏សមដែរយ៉ាប់ហ្មងមិនតបប្រហែលផងក៏ស្រាប់តែអុកគូតបាត់ទៅហើយពីព្រោះថាហ្វូដូក៏បានចាក់ចេញពីទីនោះនឹងឯងដោយគោលដៅរបស់គាត់នៅពេលនេះគឺត្រូវតែស្វែងរកទៅកាន់ឌីសាមីព្រាមនឹងដែរក៏មានសិស្សពីរនាក់ក៏បានកលេចឃើញទៅកាន់ហ្វូដូអញ្ចឹងហើយពួកគេក៏ចាប់ផ្ដើមបំបែអារម្មណ៍ទៅកាន់ហ្វូដូតែម្ដងហ្វូដូនៅពេលដែលឃើញអញ្ចឹងមានអីដាក់មេប្រូចនឹងឯងពីព្រោះថាពួកហ្នឹងគឺពិតជារញ៉េរញ៉ៃមែនទែនហើយគាត់ក៏បានឈាមប្រាប់ទៅកាន់ឌីសាមីផងដែរនៅពេលនេះគាត់គឺដោះស្រាយបញ្ហាជាមុនសិនពីព្រោះថានៅពេលនេះកំពុងតែមានការស្មុគស្មាញជាខ្លាំងកាប់បង្ហាញមកកន្លែងឌីសាមីវិញគណៈពេលនេះកំពុងតែដាងក៏ស្រាប់តែអាណានេះក៏បានស្ទុះមកអោបទៅកាន់ឌីសាមីភ្លាមមិនត្រឹមតែប៉ុណ្្នឹងទេអាណាក៏បានបបួលឌីសាមីដើម្បីទៅថតកន្លែងរូបចម្លាក់ព្រះច័ន្ទទាំងអស់គ្នាហើយប្រកាសខ្លាំងណាស់ឌីសាមីនេះគឺមិនយល់ព្រមនោះទេថែមទាំងព្យាយាមចាក់ចេញពីអាណាទៀតប៉ុន្តែអាណានៅតែមិនបោះបង់នឹងតាមទៅកាន់ឌីសាមីតាមពីក្រោយកាប់បង្ហាញមកកន្លែងគូស្នេហ៍មកគឺគណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែល្អលឿនជាមួយគ្នាហ្នឹងក៏ស្រាប់តែម៉ាចាម៉ានេះក៏បានបបាយពួកគេទាំងពីរនាក់តែម្ដងហើយក៏បានប្រាប់ថាក្នុងពិធីបុណ្យសាលាមួយនេះមិនមែនជាកន្លែងគូស្នេហ៍ទេគេប្រឡឡើងមកសម្រាប់សមាគមទាំងមូលមិនមែនជាគូស្នេហ៍នៅឡើយហើយបើសិនជាយើងក៏បានឃើញថាពួកឯងទាំងពីរនាក់នៅតែសិក្សាគ្នានោះច្បាស់ណាស់ស៊ីដបងរបស់យើងហើយក៏ប៉ុន្តែអំឡុងពេលហ្នឹងម៉ាចាម៉ាក៏មានការផ្ទះផ្អើលពីព្រោះថាខ្ជោកក៏បានមកដល់ទីនេះថែមទាំងខ្សោយចំអកមកកាន់នាងទៀនថែមទាំងនិយាយទៅថាមូលហេតុដែលម៉ាចាម៉ាក៏បានប្រកាសអំពីរឿងស្នេហាអញ្ចឹងមកពីនាងអត់មានស្នេហានឹងឯងជាពិសេសខ្ជោកនេះគឺថែមទាំងយកបីសាច់ខ្លាខ្មុំមកđưaទៅកាន់ម៉ាចាម៉ាទៀតផងបន្ទាប់ពីđưaទៅកាន់ម៉ាចាម៉ាហើយនោះពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរដើម្បីចាក់ចែងពីម៉ាចាម៉ាបាត់ទៅដូច្នេះហើយធ្វើឲ្យម៉ាចាម៉ានៅពេលនោះគឺពិតជាការកម្ដៅខ្លាំងមែនទែនអញ្ចឹងហើយនេះក៏បានស្បត់ថានៅពេលនេះក៏បានឃើញគូស្នេហ៍កំពុងតែដើរជាមួយគ្នានឹងដឹងតែនេះប្របែកយកតែម្ដងនឹងឯងមិនឲ្យពួកគេនឹងគឺមានស្នេហានៅឡើយសាច់រឿងក៏ការបង្ហាញនៅកន្លែងផ្ទះខ្មោចនៅវិញយើងក៏បានឃើញថាហ្វូដូហើយនឹងដេសាមីនៅពេលនោះពួកគេកំពុងតែណាត់ជួបគ្នានឹងឯងពីព្រោះថាពួកគេគឺមិនចង់ឲ្យអ្នកដទៃគឺបានដឹងពីទំនាក់ទំនងរបស់ពួកគេនៅឡើយភ្លាមៗដែរដេសាមីនេះក៏បានបង្ហាញនំចំនួនប្រមាណដុំដែលនេះក៏បានធ្វើពីដៃរបស់នាងផ្ទាល់នឹងឯងឲ្យទៅកាន់ហ្វូដូនៅពេលដែលឃើញសង្សាររបស់ខ្លួនគឺពិតជាល្អចំពោះគាត់បែបហ្នឹងធ្វើឲ្យគាត់ពិតជារំភើបមែនតើអត់ដូចអ្នកមើលទេ single ហើយដេកមើលរឿងស្នេហាហើយដល់ពេលកន្លែងគេថើបគ្នាចាប់ផ្ដើមសើចដូចជាមនុស្សឈួតអញ្ចឹងភ្លាមៗដែរពួកគេទាំងពីរនាក់គឺត្រូវបានបំបាយដោយសារតែម៉ាចាម៉ានេះក៏បានដឹងពីវត្តមានរបស់ពួកគេប៉ុន្តែម៉ាចាម៉ានេះអត់បានចាំនោះទេថាអ្នកនៅពេលគឺជាហ្វូដូហើយនឹងដេសាមីគ្រាន់តែដឹងថាម្នាក់នោះគឺជាម៉ាចាម៉ាភ្លាមនោះធ្វើឲ្យពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមបំបាយផ្លូវគ្នាឡើងលឿនដោយពួកគេទាំងពីរនាក់គឺមិនចង់ឲ្យម៉ាចាម៉ាគឺដឹងពីទំនាក់ទំនងស្នេហារបស់ពួកគេនោះឡើយនៅទីបំផុតដេសាមីនេះក៏បានរត់មកដល់កន្លែងស្ងាត់មួយហើយនេះគឺពិតជាធូរទ្រង់មែនទែនធូរទ្រង់មិនទាន់ប្រហែលផងក៏ស្រាប់តែអាណាក៏បានស្ទុះអោបទៅកាន់ដេសាមីមួយទំហឹងតែម្ដងរីឯហ្វូដូនៅវិញគាត់ក៏បានចេញមកដល់ខាងក្រៅហើយគាត់ក៏បានសង្កេតឃើញថាមានសិស្សជាច្រើនកំពុងតែដើរសម្ដៅទៅកន្លែងព្រះច័ន្ទនឹងឯងក៏ប៉ុន្តែត្រូវបានហាយ៉ាតូក៏បានបង្ហាញខ្លួនថែមទាំងជីករបស់ហ្វូដូភ្លាមហើយក៏បាននិយាយថាឯងចង់ទៅណានៅពេលនេះតន្តការរបស់ឯងគឺមិនតរត់រួននោះទេរីមកហាយ៉ាតូនៅតែបន្តមានមោទនភាពចំពោះសម្រស់របស់ខ្លួនជាពិសេសអំឡុងពេលហ្នឹងក៏ស្រាប់តែកន្លែងរូបចម្លាក់ព្រះច័ន្ទក៏បានបើកជាផ្លូវការលោកគ្រូក៏បានប្រកាសផងដែររូបចម្លាក់មួយនេះគឺបើកឲ្យសិស្សថតនឹងគឺត្រឹមតែ1ម៉ោងតែប៉ុណ្ណោះកាប់បង្ហាញមកកន្លែងដេសាមីនៅវិញនៅពេលនេះនាងពិតជាពិបាកមែនទែនដោយសារតែអាណាហ្នឹងគឺបានព្យាយាមរត់តាមនាងរហូតតែម្ដងដោយអស់ជំរឿននោះដេសាមីនេះក៏បានសម្រេចចិត្តគឺចូលទៅក្នុងបន្ទប់ព្យាបាលនិងសូមជំនួយទៅកាន់អ្នកគ្រូពេទ្យដើម្បីឲ្យអ្នកគ្រូពេទ្យនឹងគឺជួយទប់ទល់ជាមួយនឹងអាណាឲ្យនាងផងជាពិសេសអ្នកគ្រូពេទ្យនឹងក៏នៅខាងជាមួយនឹងបិសាចផងដែរដែលនេះគឺមានតំណែងថាម្ចាស់ស្ត្រីឈាម
នឹងមានឈ្មោះពិតថាគីរ៉ាអញ្ចឹងអេមីនគឺសុំហៅថាអ្នកគ្រូគីរ៉ាហ្មងទៅអ្នកគ្រូគីរ៉ាក៏បានតបទៅវិញផងដែរថានាងក៏មិនអាចជួយទៅកាន់ដីសមីបាននោះទេដល់ពេលទៅដីសមីនេះក៏បាននិយាយតែម្ដងថានាងនឹងផ្ដល់រូបចម្លាក់របស់បោះស្លាឲ្យទៅកាន់នាងបើសិនជានាងជួយគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យអ្នកគ្រូគីរ៉ានៅពេលនោះក៏បានយល់ព្រមភ្លាមៗនឹងឯងក្រោយពីដឹងថាអ្នកគ្រូគីរ៉ាក៏បានយល់ព្រមជួយបែបនេះនាងក៏បានលុតផ្លោះចេញតាមប្អូននឹងឯងចំណែកអាណានេះគឺមិនអាចបន្តតាមទៅកាន់ដីសមីបាននៅឡើយដោយសារតែអ្នកគ្រូគីរ៉ាក៏បានហាមឃាត់ដល់ពេលទៅពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមបើកការប្រយុទ្ធរបស់ពួកគេរៀងៗខ្លួនចំណែកដីសមីនៅពេលនេះនាងក៏បានចេញមកដល់ខាងក្រៅហើយនាងក៏មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញហ្វូដូងក៏កំពុងតែធ្វើសេះឲ្យទៅកាន់ហាយូតូជីមិនត្រឹមតែប៉ុណ្ណឹងទេសូម្បីតែវត្តមានរបស់ម៉ាចាម៉ាក៏បានមកដល់ទីនេះថែមទាំងសូមជំនួយទៅកាន់ដីសមីទៀតថាឲ្យដីសមីគឺជួយរកថានៅទីនេះមានគូស្នេហ៍ណាខ្លះអញ្ចឹងទៅប្រាប់មកកាន់នាងក៏ប៉ុន្តែអំឡុងពេលហ្នឹងម៉ាចាម៉ានាងក៏បានសង្កេតឃើញថាអាប៉ែហាយូតូក៏នៅទីនេះដែរគ្រាន់តែឃើញហាយូតូភ្លាមធ្វើឲ្យម៉ាចាម៉ានៅពេលនោះក៏ចាប់ផ្ដើមមានភាពភ័យខ្លាចមានអីចាំកាយមានដាក់មេប្រូជាពិសេសហាយូតូនៅតែបន្តតាមទៅកាន់ម៉ាចាម៉ារីឯសិស្សស្រីដែលជា fan របស់ហាយូតូក៏បានព្យាយាមតាមទៅកាន់ហាយូតូនៅទីបំផុតគូស្នេហ៍ទូឯកទាំងពីរនាក់ក៏បានមកចូលជុំគ្នាហើយក៏ប៉ុន្តែពួកគេទាំងពីរនាក់អត់ហ៊ានចូលទៅកន្លែងរូបចម្លាក់ព្រះច័ន្ទនោះទេដោយសារតែមានមនុស្សច្រើនពេកជាពិសេសនៅពេលនេះគឺនៅសល់តែ10នាទីតែប៉ុណ្ណោះភ្លាមៗដីសមីនេះក៏បានលើសំឡេងរបស់ខ្ជូកូនៅពេលដែលនាងក៏បានក្លែងមើលទៅហ្នឹងក៏ស្រាប់តែឃើញខ្ជូកូកំពុងតែស្ដីឲ្យទៅកាន់បរិសម្នាក់ថាបានប្រឡំខ្លួនធ្វើជាបីសាច់ខ្លាឃ្មុំអីចឹងទៅនឹងសួរទៅកាន់អាប៉ែហ្នឹងថាណាទៅបីសាច់ខ្លាឃ្មុំពិតប្រាកដក៏ប៉ុន្តែបរិសម្នាក់ហ្នឹងក៏បាននិយាយផងដែរថាក៏អត់ដឹងនោះទេគាត់គ្រាន់តែខុសផ្លេចធ្វើជាខ្លាឃ្មុំតែប៉ុណ្ណោះដែលហើយនេះហើយដីសមីនាងក៏ចាប់ផ្ដើមមានកំណត់ថ្មីដូច្នេះហើយនាងក៏បានពិភាក្សាជាមួយនឹងហ្វូដូតែម្ដងនឹងឯងហើយផែនការរបស់ពួកគេគឺត្រូវតែប្រែកន្លែងខ្លាចជាទម្រង់របស់ពួកគេរៀងៗខ្លួនពីព្រោះថានៅក្នុងកម្មវិធីបនសាលាមួយនេះសាលាក៏បានអនុញ្ញាតឲ្យសិស្សគឺបានខុសផ្លេចធ្វើជា anime ឬក៏ជាតួអង្គអីចឹងទៅហើយបើទោះបីជាពួកគេក៏បានបង្ហាញពីទម្រង់របស់ពួកគេក៏ដោយក៏សិស្សនៅទីនោះក៏មិនបានចាប់អារម្មណ៍ដែរដោយគិតថាពួកគេគ្រាន់តែជាខុសផ្លេចអញ្ចឹងទៅសិស្សនៅពេលដែលឃើញវត្តមានរបស់ពួកគេកំពុងតែដើរកាន់ដៃគ្នាបែបហ្នឹងម្នាក់គឺចាប់ផ្ដើមនិយាយតែម្ដងថាពួកគេគឺស្ទើរតែមិនជឿនោះទេថា Super Sentai ពណ៌ក្រហមបែរជាទៅស្រឡាញ់គ្នាជាមួយនឹងម្ចាស់ស្ត្រីបិសាចទៅវិញហើយអ្នកខ្លះទៀតក៏បាននិយាយថាពួកគេទាំងពីរនាក់គ្រាន់តែជាខុសផ្លេចធ្វើជាតួអង្គរបស់ពួកគេអញ្ចឹងទៅគ្រាន់តែអ្នកទាំងពីរក៏បានដើរសម្ដៅទៅកន្លែងរូបចម្លាក់របស់ព្រះច័ន្ទហ្នឹងសិស្សនៅទីនោះក៏ចាប់ផ្ដើមហៅពេញនឹងតែម្ដងជាចុងក្រោយពួកគេទាំងពីរនាក់ក៏បានថតរូបបានសម្រាប់ហើយក៏ជាគោលបំណងរបស់ពួកគេនៅក្នុងការថតផងដែរការបង្ហាញមកកន្លែងម៉ាចាម៉ានៅវិញនៅពេលនេះនាងពិតជាសប្បាយចិត្តមែនទែនដោយសារតែនាងក៏បានបដូរទៅកាន់ហាយូតូនឹងឯងរីឯខ្ជូកូនៅពេលនេះនាងក៏បានរកឃើញសង្សាររបស់នាងគឺពិតប្រាកដហើយដែលអបិខុសផ្លេចដែលបានខ្លាចទៅជាខ្លាឃ្មុំក៏បានជួយរកនឹងឯងចំពោះអ្នកគ្រូពេទ្យគីរ៉ាហើយនិងអាណានៅពេលនោះពួកគេទាំងពីរនាក់ពិតជាអស់កម្លាំងខ្លាំងណាស់ដោយសារតែពួកគេក៏បានប្រយុទ្ធគ្នាពេញមួយថ្ងៃហើយសាច់រឿងក៏កាប់បង្ហាញនៅកន្លែងទីស្នាក់ការកណារបស់បិសាចយើងក៏បានគិតថាបិសាចពោវែកហើយនិងបិសាចឈាមនៅពេលនោះកំពុងតែជជែកគ្នាអំពីរឿងស្នេហាដែលនៅពេលនេះពួកគេទាំងពីរនាក់ក៏បានដឹងហើយថាខ្ជូកូហើយនិងបិសាចខ្លាឃ្មុំគឺបានស្រឡាញ់គ្នាប៉ុន្តែចាប់បានមកកន្លែងបិសាចរបស់ពួកគេមិនអនុញ្ញាតឲ្យមានស្នេហានៅឡើយមិនត្រឹមតែប៉ុណ្ណោះទេពួកគេគឺថែមទាំងទៀតថានៅក្នុងចំណោមម្ចាស់ស្ត្រីអាចនឹងមានមនុស្សម្នាក់ទៀតរីឯបិសាចឈាមក៏បានទីថាប្រហែលជាម្ចាស់ស្ត្រីបិសាចនឹងហើយដែលមានស្នេហានោះសាច់រឿងក៏កាប់បង្ហាញនៅពេលយប់យើងក៏បានឃើញថាដេសមីនៅពេលនេះក៏បានត្រឡប់មកដល់បន្ទប់សម្រាករបស់នាងវិញហើយអារម្មណ៍របស់នាងនៅពេលនោះពិតជាសប្បាយចិត្តមែនទែនឆ្មារបស់ដេសមីក៏បានដឹងថាម្ចាស់របស់វានៅពេលនេះកំពុងតែសប្បាយចិត្តខុសពីធម្មតាបន្ទាប់មកវាក៏បានទៅមើលរូបថតម្ចាស់របស់នាងក្នុងការថតជាមួយនឹងហ្វូដូដោយនេះហើយវាក៏បានដឹងតែម្ដងមូលហេតុដែលម្ចាស់របស់នាងកំពុងតែសប្បាយចិត្តបែបនេះដោយសារតែនាងក៏បានថតរូបជាមួយនឹងហ្វូដូហើយវាពិតជាមិនចូលចិត្តទៅកាន់ហ្វូដូនោះទេប៉ុន្តែបើសិនជាវត្តមានរបស់ហ្វូដូធ្វើឲ្យម្ចាស់របស់នាងសប្បាយចិត្តបែបនោះវានឹងយល់ព្រមនឹងរឿងរ៉ាវទាំងអស់នេះផងដែរសាច់រឿងក៏កាប់បង្ហាញនៅកន្លែងអាហារស្ថានរបស់បិសាចដេសមីនេះក៏បានសម្លឹងមើលទៅកាន់ក្មេងស្រីម្នាក់ដែលនាងក៏មានតំណែងជាម្ចាស់ស្ត្រីផងដែរដែលនាងគឺជាម្ចាស់ស្ត្រីវិនិច្ឆ័យនិងមានឈ្មោះថាវ៉ាន់អញ្ចឹងអេមីគឺសុំហៅថាវ៉ាន់ហើយណាខ្ជូកូក៏បាននិយាយប្រាប់ទៅកាន់ដេសមីថាវ៉ាន់ហ្នឹងគឺជាមនុស្សម្នាក់ដែលជួយចិត្តនៅតែម្នាក់ឯងតែប៉ុណ្ណោះហើយបើទោះបីជាពួកយើងក៏បានព្យាយាមរាក់ទាក់ទៅកាន់វ៉ាន់ក៏ដោយក៏ប៉ុន្តែវ៉ាន់គឺនៅតែដើរចេញនឹងឯងនិយាយស្រួលយូរទៅហាក់បីជាវ៉ាន់ហ្នឹងគឺមិនចូលចិត្តមកកាន់ពួកគេអញ្ចឹងទៅក៏ប៉ុន្តែភ្លាមៗដែរក៏ស្រាប់តែដេសមីនេះក៏បានចូលទៅរាក់ទាក់ទៅកាន់វ៉ាន់ធ្វើឲ្យវ៉ាន់នៅពេលនោះក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលឃើញវត្តមានរបស់ដេសមីប៉ុន្តែវ៉ាន់នៅពេលនោះអត់បាននិយាយតបអីនោះទេនាងក៏បានពាក់របាំងមុខរបស់នាងហើយក៏បានដើរចាក់ចេញពីដេសមីបាត់ទៅបិសាចដែលនៅក្រោមអង្គរបស់វ៉ាន់ហ្នឹងគឺនាងជាបិសាចឈាមដែលលាយគ្នាជាមួយនឹងទុនសាយបិសាចឈាមក៏បាននិយាយប្រាប់ទៅកាន់ដេសមីថាកុំឲ្យប្រកាន់ទៅកាន់វ៉ាន់អីតាមពិតទៅវ៉ាន់នេះគឺជាមនុស្សដែលចិត្តល្អខ្លាំងណាស់គ្រាន់តែនាងគឺអត់ចេះរាក់ទាក់ជាមួយនឹងមនុស្សដទៃដូច្នេះហើយនៅពេលដែលចេញមកដល់ខាងក្រៅក៏ស្រាប់តែដេសមីនេះក៏បានប្រកោសសម្បត្តិមួយឲ្យទៅកាន់វ៉ាន់និងបញ្ជាក់ប្រាប់ទៅកាន់វ៉ាន់ផងដែរថានេះគឺជាការបញ្ចូលរបស់ម្ចាស់ស្ត្រីទាំងអស់គ្នាតែម្ដងមុនពេលដែលចាក់ចេញទៅនឹងដេសមីនេះក៏បានប្រាប់ទៅកាន់វ៉ាន់ផងដែរថាការបញ្ចូលមួយនេះគឺត្រូវតែចូលរួមសាច់រឿងក៏កាប់បង្ហាញនៅពេលយប់គឺការស្ថិតនៅក្នុងម៉ូតូរបស់ដេសមីយើងក៏បានឃើញថាមានវត្តមានម្ចាស់ស្ត្រីជាច្រើនដែលជាខ្ជូកូម៉ាជីម៉ាចុងក្រោយគេគឺជាអាណាប៉ុន្តែនៅពេលនោះនាងអត់ហ៊ានដោះមួលរបស់នាងចេញទេដោយខ្លាចដេសមីគឺខ្លាចមកកាន់នាងអីចឹងទៅឆ្លៀតពេលដែលដេសមីនាងគឺមិនប្រកាន់នោះក៏ស្រាប់តែអាណានាងក៏បានអោបទៅកាន់ដេសមីពេញដៃតែម្ដង
សម្បីតែម៉ាចាំងក៏មានការផ្ទះផ្អាផងដែរព្រាមៗដល់ដែរពួកគេទាំងអស់គ្នាគឺមានការផ្ទះផ្អាពីប្រូថាមានកណ្ដឹងផ្ទះបានរោឡើងនៅពេលដែលដេសមីនេះក៏បានចេញមកបើកទ្វារហ្នឹងក៏ស្រាប់តែមានការផ្ទះផ្អាយ៉ាងខ្លាំងពីប្រូថានោះគឺជាវត្តមានរបស់ Fudo មានអីធ្វើឲ្យពួកគេម្នាក់ៗនៅពេលនោះគឺឡើងគៀងអស់ហើយពីប្រូថាហេតុអីបានជា Super Sentai វ៉ក្រហមមកដល់ទីនេះក៏ប៉ុន្តែអំឡុងពេលហ្នឹងដេសមីនេះក៏បានចាប់អារម្មណ៍ថាសាច់ដុំរបស់ Fudo នៅពេលនេះដូចជាតូចជាងមុនម៉ាចាំងបង្រងបើកការវិវត្តហាប៉ុន្តែដេសមីក៏បានហាមឃាត់ថានេះមិនមែនជា Fudo នោះទេតាមពិតទៅម្នាក់នោះគឺជាវ៉ាន់នឹងឯងគ្រាន់តែនេះគឺបន្លំខ្លួនធ្វើជា Super Sentai ពណ៌ក្រហមអញ្ចឹងយើងបានដឹងពីសមត្ថភាពរបស់នាងហើយដែលនេះគឺអាចបន្លំខ្លួនទៅកាន់អ្នកណាក៏បានដែរម៉ាចាំងខ្ជោកោនៅពេលនោះឡើងអស់ពាក្យនិយាយហើយបន្ទាប់ពីដឹងថានេះគឺជាវ៉ាន់មិនមែនជា Super Sentai ពណ៌ក្រហមវ៉ាន់ក៏បានធ្វើការកោតសរសើរទៅកាន់ដេសមីថាហេតុអីបានជានាងគឺដឹងថានេះមិនមែនជា Super Sentai ពណ៌ក្រហមដេសមីនាងក៏បានលើកហេតុផលផងដែរមូលហេតុដែលនាងដឹងដោយសារតែ Super Sentai ពណ៌ក្រហមគឺជាគូប្រកួតរបស់នាងដូច្នេះហើយបានជានាងដឹងថានេះមិនមែនជា Super Sentai ពណ៌ក្រហមពីព្រោះ Super Sentai ពណ៌ក្រហមក៏គឺមានសាច់ដុំធំៗដែរមិនមែនតូចអញ្ចឹងទេបន្ទាប់ពីវ៉ាន់ក៏បានបង្ហាញខ្លួនហើយនៅពួកគេក៏មិនចាំយូរទៀតដែរដោយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើនំថាគូយូគីដើម្បីញ៉ាំជុំគ្នាតែម្ដងវ៉ាន់ក៏បានធ្វើការសួរទៅកាន់ពួកគេថាមានការប្រជុំអីហេតុអីបានជាមកអង្គុយញ៉ាំនំអញ្ចឹងម៉ាចាំងក៏បានប្រាប់តែម្ដងថានេះក៏ជាការប្រជុំផងដែរប៉ុន្តែនេះគឺជាការប្រជុំមិត្តភាពអំឡុងពេលហ្នឹងដេសមីនេះក៏បានប្រកល់នំថាគូយូគីម្ចាស់ឲ្យទៅកាន់វ៉ាន់ក៏មិនចាំយូរដែរនេះក៏បានយកនំថាគូយូគីហ្នឹងគឺយកមកញ៉ាំតែម្ដងនឹងឯងបន្ទាប់ពីញ៉ាំហើយនេះក៏បានប្រែកន្លាយខ្លាចទៅជា Super Sentai ពណ៌ក្រហមហើយក៏បាននិយាយថាពិតជាឆ្ងាញ់ខ្លាំងណាស់ធ្វើឲ្យពួកគេទាំងអស់គ្នានៅពេលនោះឡើងចង់គាំងទៅហើយជាចុងក្រោយយើងក៏បានឃើញថាមិត្តភាពរបស់ពួកគេគឺពិតជាល្អមែនទែនលេងនេះលេងនោះអញ្ចឹងទៅដើម្បីឲ្យមិត្តភាពរបស់ពួកគេគឺកាន់តែល្អនឹងឯងក្រោយមកទៀតយើងក៏បានឃើញថាពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមនិយាយរឿងអំពីស្នេហាខ្ជិលកោនៅវិញឲ្យតែរឿងស្នេហាអីហ្នឹងដឹងតែនាងពេញចិត្តតែម្ដងចំណែកវ៉ាន់នេះអត់យល់នោះទេថាស្នេហាគឺជាអ្វីហើយអ្វីបានជាមនុស្សម្នាក់គឺតែងតែចង់បានវាបែបហ្នឹងដោយសម័យនេះក៏បានបញ្យល់ប្រាប់តែម្ដងថាស្នេហាគឺកើតឡើងអំពីគូស្នេហ៍មួយគូដោយបរិសុទ្ធហើយនឹងស្ត្រីនឹងឯងដែលបានស្រឡាញ់គ្នាជាពិសេសនៅពេលដែលពួកគេក៏បាននៅក្បែរគ្នានោះពួកគេទាំងពីរនេះគឺទទួលអារម្មណ៍ថាមានសេចក្តីសុខមែនទែននិងទទួលអារម្មណ៍មួយដែលពួកគេគឺមិនដែលធ្លាប់មានគ្រាន់តែលើការបកស្រាយរបស់ដេសមីបែបហ្នឹងក៏ស្រាប់តែនាងក៏បានសួរទៅកាន់ដេសមីតែម្ដងថានេះគឺធ្លាប់មានសង្សារមែនបានជានាងដឹងបែបហ្នឹងដោយសម័យនេះក៏បាននិយាយកុហកថានៅពេលនេះនាងអត់ទាន់មានសង្សារនោះទេក៏ប៉ុន្តែនៅពេលនេះនាងកំពុងតែលួចស្រឡាញ់ទៅកាន់មនុស្សម្នាក់ដោយហេតុនេះហើយវ៉ាន់ក៏បានប្រឡំខ្លួនទៅមនុស្សផ្សេងៗគ្នាដើម្បីសួរទៅកាន់ដេសមីថាម្នាក់ណាអញ្ចឹងទៅចុងក្រោយគេគឺជា Fudo ធ្វើឲ្យដេសមីនៅពេលនោះមកឡើងក្រហមបាត់ទៅហើយសូម្បីតែខ្ជិលកោហើយនឹងម៉ាចាំងនៅពេលនោះក៏បានចោទរោអំពីដេសមីផងដែរដេសមីនេះក៏បានទៅបើកទ្វារមកអួចដោយនិយាយថានៅពេលនេះនាងកំពុងតែក្តៅអីចឹងទៅក្រោយមកទៀតយើងក៏បានឃើញថាដេសមីនេះក៏បានយកកសែងបង់កដើម្បីរុំឲ្យទៅកាន់វ៉ាន់និងប្រាប់ទៅកាន់វ៉ាន់ថានេះគឺជាដំណើររបស់នាងដែលបានផ្ដល់ឲ្យមិនត្រឹមតែវ៉ាន់ទេអ្នកឯទៀតក៏ទទួលបានកសែងបង់ករបស់ដេសមីផងដែរសាច់រឿងក៏កាប់បង្ហាញនៅពេលយប់ជ្រៅយើងក៏បានឃើញថាពួកគេទាំងអស់គ្នាក៏បានគេលក់អស់ហើយក៏ប៉ុន្តែអំឡុងពេលហ្នឹងយើងក៏បានឃើញថាវ៉ាន់នេះអត់បានគេនោះទេដែលនាងក៏បានព្យាយាមដើម្បីចាក់ចេញពីទីនេះបើទោះបីជាវ៉ាន់ក៏បានព្យាយាមដើរស្ងាត់ៗដើម្បីចេញពីទីនោះក៏ដោយប៉ុន្តែដេសមីនាងនៅតែដឹងបន្តមកដេសមីក៏បានធ្វើការអរគុណទៅកាន់វ៉ាន់ដែលបានចូលរួមជាមួយនឹងពួកគេដែរវ៉ាន់ក៏បាននិយាយថាដំបូងឡើយនាងក៏ចង់ចាក់ចេញភ្លាមៗក៏ប៉ុន្តែនៅពេលដែលនាងក៏បានឃើញពួកគេហ្នឹងគឺសុទ្ធតែជាមនុស្សល្អបែបហ្នឹងដូច្នេះហើយនាងក៏បានសម្រេចចិត្តគឺនៅនឹងឯងហើយនាងពិតជាអរគុណទៅកាន់ដេសមីមែនតើនៅអ្វីដែលនាងក៏បានផ្ដល់ឲ្យមកកាន់នាងមុនពេលដែលនាងក៏បានចាក់ចេញទៅហ្នឹងនាងក៏បានប្រឡងខ្លួនធ្វើជា Fudo ហើយក៏បានធ្វើការលាទៅកាន់ដេសមីតែម្ដងធ្វើឲ្យដេសមីនៅពេលនោះមកឡើងក្រហមបាត់ទៅហើយសាច់រឿងក៏បង្ហាញនៅរដូវល្ងាយើងក៏បានឃើញថាពួកគេទាំងពីរនាក់នៅតែបន្តស្កាត់ជួបគ្នាដដែលភ្លាមនឹងដែរ Fudo ក៏បានបង្ហាញពីសភៅមួយដែលគាត់ក៏បាននិយាយថានេះគឺជាការនិពន្ធរបស់គាត់ហើយនៅថ្ងៃស្អែកនេះគាត់នឹងបើកស្តង់មួយក្នុងការសញ្ញាទៅលើសភៅរបស់គាត់ដូច្នេះនៅថ្ងៃស្អែកនេះក៏ភ្លេចចូលរួមកម្មវិធីរបស់គាត់ផងធ្វើឲ្យដេសមីនៅពេលនោះពិតជារំភើបមែនទែននៅថ្ងៃស្អែកក៏បានចូលមកដល់យើងក៏បានឃើញថាដេសមីនៅពេលនោះនេះគឺទ្រាំមិនបាននោះទេនេះគឺចង់ទៅកន្លែងហ្នឹងឲ្យលឿនៗដើម្បីទទួលបានសញ្ញារបស់ Fudo របស់នាងឯងប៉ុន្តែដេសមីនៅពេលនោះនាងគឺមានអារម្មណ៍ថាដូចអត់សូវស្រួលនោះទេភ្លាមៗនាងក៏បានដួលចេញពីតុរបស់នាងភ្លាមៗតែម្ដងធ្វើឲ្យមិត្តភ័ក្តិរបស់ដេសមីនៅពេលនោះគឺពិតជាប្ររំទៅកាន់ដេសមីមែនទែននៅពេលដែលឃើញសភាពរបស់ដេសមីបែបហ្នឹងបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានយកដេសមីដើម្បីទៅបន្ទប់ព្យាបាលនិងប្រាប់ទៅកាន់អ្នកគ្រូពេទ្យគីរ៉ាថានៅពេលនេះដេសមីនាងអត់ស្រួលខ្លួននោះទេដែលនាងកំពុងតែផ្ដាសាយបន្ទាប់មកអ្នកគ្រូពេទ្យគីរ៉ាក៏បានប្រាប់ទៅកាន់មើលរោមថ្នាក់របស់ដេសមីថាឲ្យទៅថ្នាក់វិញទៅទុករឿងរ៉ាវរបស់ដេសមីឲ្យនាងគឺជាអ្នកមើលថែបន្ទាប់មកអ្នកគ្រូពេទ្យគីរ៉ាក៏បានយកដេសមីដើម្បីដាក់នៅលើគ្រែដើម្បីឲ្យនាងសម្រាចំណែកដេសមីមុនពេលដែលនាងក៏បានស្លាប់នោះនាងក៏បានឆាប់ប្រាប់ទៅកាន់ Fudo ផងដែរថានាងកំពុងតែឈឺនៅក្នុងថ្នាក់រៀនរួចមកនាងក៏បានស្លាប់បាត់ភ្លាមៗតែម្ដងមិនយូរប្រហែលដេសមីនាងក៏បានភ្ញាក់ដឹងខ្លួនវិញហើយនាងគឺមានអារម្មណ៍ថាជើងរបស់នាងគឺត្រូវបានគេចងជាប់បាត់ទៅហើយដែលនោះគឺជាទង្វើរបស់អ្នកគ្រូពេទ្យគីរ៉ានឹងឯងអ្នកគ្រូពេទ្យគីរ៉ាក៏បានបង្ហាញខ្លួនហើយក៏បានប្រាប់ទៅកាន់ដេសមីថានៅពេលនេះគួរតែសម្រាប់ទៅកូនម៉ាដែលយល់ទៅនៅត្រង់កន្លែងហ្នឹងអ្នកគ្រូពេទ្យគីរ៉ាមើលទៅដូចជាស្រឡាញ់ទៅកាន់ដេសមីដល់ហើយដូចជាកូនអញ្ចឹងរួចមកអ្នកគ្រូពេទ្យគីរ៉ាក៏បានដោះសំនៀងពាក្យរបស់ដេសមីចេញតែម្ដងធ្វើឲ្យដេសមីនៅពេលនោះកំពុងតែឆ្ងល់ហើយអ្នកគ្រូពេទ្យគីរ៉ាក៏បាននិយាយថានេះគ្រាន់តែជួយខ្លួនឲ្យទេដល់ពេលទៅដេសមីនេះក៏បានអនុញ្ញាតឲ្យអ្នកគ្រូពេទ្យគីរ៉ាក៏បានជួយខ្លួនរបស់នាងក៏បង្ហាញនៅកន្លែងថ្នាក់រៀននៅវិញមកចាំនឹងខ្ជុកក៏បានមករកទៅកាន់ដេសមីប៉ុន្តែអត់ឃើញវត្តមានរបស់ដេសមីនោះទេមិត្តភ័ក្តិរបស់ដេសមីក៏បានប្រាប់ទៅកាន់អ្នកពីផងដែរថានៅពេលនេះដេសមីនេះកំពុងតែឈឺនឹងសម្រាប់ព្យាបាលនៅកន្លែងព្យាបាលនោះ
ជាពិសេសអ្នកគ្រូពេទ្យគីរ៉ាគឺជាអ្នកមើលថែទៅកាន់ដេសាមីគ្រាន់តែលឿនចឹងភ្លាមធ្វើឲ្យម៉ាចម៉ានៅពេលនោះឡើងបាច់ញើសខ្ញាក់តែម្ដងនឹងនិយាយប្រាប់ទៅកាន់ខ្ជុកកោថានៅថ្ងៃមួយនេះក្បាលយុទ្ធគ្នាជាមួយស៊ុបពើសណ្ដាយហើយមានរបួសជាពិសេសនេះក៏បានទៅរកអ្នកគ្រូពេទ្យគីរ៉ាដើម្បីមកព្យាបាលនឹងឯងក៏ប៉ុន្តែលក្ខណៈព្យាបាលរបស់អ្នកគ្រូពេទ្យគីរ៉ាហ្នឹងគឺមើលថែមកកាន់ពួកគេដូចជាកូនងាយអញ្ចឹងដូច្នេះហើយនៅពេលនេះពួកគេទាំងពីរនាក់គឺត្រូវតែជួយសង្គ្រោះទៅកាន់ដេសាមីគណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែរត់សម្ដៅទៅកន្លែងបន្ទប់ព្យាបាលនោះម៉ាចម៉ាក៏បាននិយាយពីផែនការរបស់ពួកគេនៅពេលដែលពួកគេទាំងពីរនាក់ក៏បានជួបគ្នាជាមួយនឹងអ្នកគ្រូពេទ្យគីរ៉ាពួកគេគឺធ្វើពុតជាឈឺគណៈពេលដែលនាងកំពុងតែភ្លេចខ្លួនយើងគឺបើកការវាយរហ័សទៅកាន់អ្នកគ្រូពេទ្យគីរ៉ាតែម្ដងទៅហើយដោយអ្វីដែលម៉ាចម៉ាគឺបាននិយាយអញ្ចឹងសភាពរបស់ដេសាមីនៅពេលនេះគឺដូចជាកូនងាយអញ្ចឹងនឹងឯងដែលអ្នកគ្រូពេទ្យគីរ៉ាកំពុងតែបញ្ចុកបបរឲ្យទៅកាន់ដេសាមីនេះក៏បានដឹងខ្លួនតិចៗហើយនាងក៏បានព្យាយាមចាក់ចេញពីទីនោះក៏ប៉ុន្តែមិនអាចគេចរួចបានឡើយដែលអ្នកគ្រូពេទ្យគីរ៉ាក៏បានដាក់ឲ្យដេសាមីក៏បានគេងលើផ្លូវរបស់នាងតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេគឺថែមទាំងនិទានរឿងឲ្យទៅកាន់ដេសាមីគឺបានគេងលក់ទៀនដោយសារតែបែបនេះហើយធ្វើឲ្យដេសាមីនៅពេលនោះនាងក៏បានគេងលក់ភ្លាមៗនឹងឯងចំពោះខ្ជូកូហើយនឹងម៉ាចម៉ានៅវិញនៅពេលនេះពួកគេក៏បានមកដល់បន្ទប់ព្យាបាលទៅហើយគ្រាន់តែមកដល់ភ្លាមអ្នកគ្រូពេទ្យគីរ៉ាក៏បានប្រាប់ទៅកាន់ពួកគេទៅពីនេះឲ្យស្ងាត់ទៅពីព្រោះថាដេសាមីនៅពេលនេះកំពុងតែសម្រានិងសួរទៅកាន់ពួកគេទៅពីនេះថានៅពេលនេះពួកឯងកំពុងតែកើតអីដែរដល់ពេលទៅពួកគេទៅពីនេះក៏ចាប់ផ្ដើមធ្វើពោធ្វើជាឈឺអញ្ចឹងទៅនឹងគិតនៅក្នុងចិត្តថានៅពេលនេះគម្រោងការឬក៏ជាផែនការរបស់ពួកគេគឺទទួលបានជោគជ័យប៉ុន្តែអ្នកគ្រូពេទ្យក៏បានចុចបតង់អ្វីមួយបណ្ដាឲ្យពួកគេទាំងពីរនាក់ក៏បានធ្លាក់ចូលទៅក្នុងរដៅធ្លាក់មកដល់ទីតាំងមួយសភាពនៅទីនោះគឺដូចជាកន្លែងកូនក្មេងអញ្ចឹងនាងទាំងពីរកំពុងតែឆ្ងល់ហើយថានៅទីកន្លែងនេះគឺជាអ្វីដែរអំឡុងពេលហ្នឹងក៏ស្រាប់តែអ្នកគ្រូពេទ្យគីរ៉ាក៏បានបង្ហាញខ្លួនហើយក៏បាននិយាយថានេះគឺជាកន្លែងព្យាបាលដ៏ពិសេសតែម្ដងគ្រាន់តែឃើញចឹងភ្លាមយើងមើលទឹកមុខរបស់ពួកគេក៏ដឹងដែរថាមានរឿងអ្វីកើតឡើងសាច់រឿងក៏កាប់បង្ហាញនៅពេលយប់យើងក៏បានគិតថាវត្តមានរបស់ហ្វូដូក៏កំពុងតែប្រឡងខ្លួនដើម្បីចូលមកដល់សាលាហ្នឹងឯងរួចមកទៀតក៏បានរួចចូលទៅក្នុងបន្ទប់ព្យាបាលហើយក៏បានដឹងថាកតារបស់ដេសាមីកំពុងតែនៅទីនេះបន្តមកទៀតក៏បានបើកវ៉ានណនធ្វើឲ្យក៏គឺមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញសភាពរបស់ដេសាមីបែបហ្នឹងហើយសភាពរបស់ដេសាមីនៅពេលនោះនេះគឺមិនទាន់ដឹងខ្លួននៅទេដែលនាងក៏បានគិតថានេះកំពុងតែសម័យអញ្ចឹងទៅថែមទាំងប្រាប់ឲ្យហ្វូដូគឺបាននិទានរឿងឲ្យនាងបន្តទៀតចំពោះហ្វូដូបន្ទាប់ពីឃើញសភាពរបស់ដេសាមីបែបហ្នឹងធ្វើឲ្យគាត់ក៏មានការភ្ញាក់ផ្អើលអញ្ចឹងទៅតែគាត់នៅតែធ្វើតាមអ្វីដែលដេសាមីនេះក៏បានសាកសមអំបញ្ញមិញហ្នឹងមិនយូរប្រហែលសភាពរបស់ដេសាមីនៅពេលនេះក៏បានភ្ញាក់ដឹងខ្លួនវិញហើយនៅពេលដែលឃើញហ្វូដូកំពុងតែនៅក្បែរនាងបែបហ្នឹងធ្វើឲ្យនាងពិតជាខ្មាស់អៀនទៅកាន់ហ្វូដូមែនតើដោយសារសភាពរបស់នាងមើលទៅដូចជាកូនងាយអញ្ចឹងណានឹងសួរទៅកាន់ហ្វូដូថាហេតុអីបានជាហ្វូដូមកទីនេះអញ្ចឹងហ្វូដូក៏បានប្រាប់ថាមូលហេតុដែលគាត់ក៏បានដឹងថានាងនៅទីនេះដោយសារតែនាងក៏បានផ្ញើសារមកកាន់គាត់ហើយនៅពេលនេះនាងកំពុងតែឈឺក្រុមផ្ដាសាយតែមិនទេរួចមកហ្វូដូក៏បានយកថ្ងារបស់ខ្លួនដើម្បីប៉ះថ្ងារបស់ដេសាមីដើម្បីស្ទង់ពីកម្ដៅរបស់ដេសាមីនឹងឯងក៏ប៉ុន្តែការធ្វើបែបនេះធ្វើឲ្យដេសាមីនៅពេលនោះគឺកាន់តែអៀនទៅកាន់ហ្វូដូក្រោយមកទៀតដេសាមីនឹងក៏បានធ្វើការសួរទៅកាន់ហ្វូដូថាយ៉ាងម៉េចហើយស្តង់អំពីការសញ្ញេនោះទទួលបានផលយ៉ាងម៉េចដែរហ្វូដូក៏បានប្រាប់តែម្ដងថាសូម្បីតែម្នាក់ក៏គ្មានផងដែរដើម្បីមកទទួលសញ្ញេរបស់គាត់គ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យដេសាមីនៅពេលនោះបែរជាសប្បាយចិត្តនឹងឲ្យហ្វូដូគឺសញ្ញេលើសភៅរបស់នាងពីព្រោះថានេះគឺជាមនុស្សដំបូងដែលហ្វូដូបានសញ្ញេដល់ពេលទៅធ្វើឲ្យហ្វូដូនៅពេលនោះពិតជាសប្បាយចិត្តមែនទែនដោយសារតែសង្សាររបស់ខ្លួននឹងកំពុងតែសផតមកកាន់ខ្លួនអីចឹងទៅកាប់បង្ហាញមកកន្លែងអ្នកគ្រូពេទ្យគីរ៉ានៅវិញនៅពេលនេះកំពុងតែនិទានរឿងឲ្យទៅកាន់ពួកគេទាំងពីរនាក់បានស្ដាប់នឹងឯងដោយសារតែខ្ជូកូនិងម៉ាជីម៉ានៅពេលនេះសភាពរបស់ពួកគេទាំងពីរនាក់ខ្លាចជាកូនងាយហើយសាច់រឿងក៏កាប់បង្ហាញនៅពេលដែលហ្វូដូហើយនិងដេសាមីកំពុងតែស្កាត់ជួបគ្នាដដែលដេសាមីក៏បានធ្វើនំមួយប្រអប់ថែមទាំងឲ្យទៅកាន់ហ្វូដូញ៉ាំទៀតហ្វូដូនៅពេលដែលញ៉ាំហើយគាត់ក៏បានសរសើរពីថ្មីដៃរបស់សង្សាររបស់គាត់នឹងឯងសាកតែឲ្យសរសើរតែឆ្ងាញ់មើលដល់ងាប់ហើយអាត្រង់កន្លែងហ្នឹងឯងមិនមែនចេះតែនិយាយនោះទេនៅក្នុងជីវិតពិតរបស់យើងហ្នឹងគឺប្រកាសជាអញ្ចឹងហើយនៅពេលដែលសង្សាររបស់ខ្លួនឬក៏ជាប្រពន្ធបានធ្វើម្ហូបឲ្យយើងញ៉ាំហ្នឹងហើយយើងញ៉ាំទៅថែអត់ឆ្ងាញ់ហ្នឹងដឹងតែត្រូវហើយបើមិនជឿអ្នកទាំងអស់គ្នាគឺសាកល្បងទៅប៉ុន្តែបើអ្នក single ទេមិនបាច់ចង់ដឹងអីទេអំឡុងពេលហ្នឹងដែរហ្វូដូក៏បានបង្ហាញពីក្រាស់មួយឲ្យទៅកាន់ដេសាមីបានឃើញនិងបញ្ជាក់ប្រាប់ទៅកាន់ដេសាមីថានៅពេលនេះគឺមានក្រុមហ៊ុនដ៏ធំមួយក៏បានយកគាត់ដើម្បីទៅផ្សាយពាណិជ្ជកម្មនិងតម្រូវឲ្យគាត់ក៏បានស្លៀកឈុតជាកូនកំឡោះគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យដេសាមីនៅពេលនោះគឺមានអារម្មណ៍ថាអត់ស្រួលនោះទេដូច្នេះនេះក៏បានសម្រេចចិត្តគឺអានលើសបត់មួយនឹងតែម្ដងនៅពេលដែលនេះក៏បានអានលើសបត់មួយនឹងធ្វើឲ្យនាងពិតជាភ្ញាក់ផ្អើលមែនទែនដែលហ្វូដូក៏បានធ្វើជាកូនកំឡោះនិងសម្ដែងធ្វើជារៀបការជាមួយនឹងស៊ីរ៉ាម៉ាតូដែលជាម្ចាស់ក្រុមហ៊ុនមិនត្រឹមតែប៉ុណ្ណោះទេគឺថែមទាំងសម្ដែងកាត់នំជាមួយគ្នាទៀតដូច្នេះហើយដេសាមីនេះក៏បានប្រាប់ទៅកាន់ហ្វូដូថាកុំឲ្យទទួលពាណិជ្ជកម្មមួយនឹងហើយអាការនិយាយរបស់នាងនៅពេលនោះដឹងហើយថានាងកំពុងតែប្រច័ណ្ឌហ្វូដូក៏បានបញ្យល់ប្រាប់ថាក៏មិនអាចធ្វើអញ្ចឹងបាននោះទេដោយសារតែក្រុមហ៊ុនរបស់ស៊ីរ៉ាម៉ាតូគឺបានផ្ដល់ជំនួយមកកាន់ស៊ុបស៊ឺតៃរបស់ពួកគេខ្លាំងមែនទែនដេសាមីនាងនៅតែនិយាយអញ្ចឹងថានេះគឺមិនព្រមនោះឡើយមានអីអំឡុងពេលហ្នឹងបែរជាហ្វូដូក៏បាននិយាយពាក្យធ្ងន់ធ្ងរដាក់ទៅកាន់ដេសាមីថាហេតុអ្វីបានជាដេសាមីនៅពេលនេះមានអត្តចរិតបែបជាអាត្មានិយមអញ្ចឹងគ្រាន់តែលឿនយកភ្លាមធ្វើឲ្យដេសាមីនៅពេលនោះនាងក៏ចាប់ផ្ដើមអន់ចិត្តជាមួយនឹងហ្វូដូហើយក៏បានព្យាយាមចាក់ចេញពីហ្វូដូបាត់ទៅនឹងធ្វើឲ្យហ្វូដូនៅពេលនោះក៏បានហាមឃាត់ដែរប៉ុន្តែនៅតែមិនស្ដាប់ហើយការតសម្ដីគ្នាបែបហ្នឹងត្រូវបានហារ៉ូនឹងក៏បានស្ដាប់លើទាំងអស់ហ្នឹងដោយសារតែនាងកំពុងតែសង្កេតមើលទៅកាន់ពួកគេទាំងពីរនាក់ដល់ពេលទៅហ្វូដូក៏បានសួរពីយោបល់របស់ហារ៉ូថាអ្មេចនេះហេតុអីបានជាដេសាមីគឺខឹងមកកាន់គាត់អញ្ចឹងទាំងតែគាត់គឺមិនបានខុសអីផងហ្នឹងហារ៉ូក៏បានសួរមួយសំណួរចាក់ដោតទៅកាន់ហ្វូដូវិញថាចុះបើសិនជាដេសាមីនេះក៏បានធ្វើអញ្ចឹងជាមួយបរិសផ្សេងនោះតើលោកគឺមានអារម្មណ៍មិនដែរហ្វូដូក៏បានសាកសម័យមើលហើយនៅពេលដែលគាត់ក៏បានសម័យហើយនោះធ្វើឲ្យបេះដូងរបស់គាត់គឺស្ទើរតែប្រេះបាត់ទៅហើយអញ្ចឹងហើយហ្វូដូក៏បានត្រឡប់មកទស្សនៈការកណ្ដាលវិញ
ហើយគាត់ក៏បានសុំសាស្ត្រាចារ្យគាត់ថាអត់ទទួលយកពាណិជ្ជកម្មនឹងបានទេសាស្ត្រាចារ្យក៏បានថាមិនអនុញ្ញាតដោយសារតែក្រុមហ៊ុនរបស់ស៊ីរ៉ាម៉ូតូនឹងគឺបានផ្ដល់ជំនួយមកកាន់ពួកគេខ្លាំងណាស់ហើយពួកគេគឺពិតជាត្រូវការថវិកាទាំងអស់នោះមែនទែនដោយសារតែពួកគេគឺត្រូវតែបង្កងអាវុធរបស់ពួកគេទាំង5នាក់នឹងឯងបើទោះបីជាហ្វូដូនៅពេលនោះគាត់ក៏បានសុំអង្វរទៅកាន់សាស្ត្រាចារ្យក៏ដោយសាស្ត្រាចារ្យគាត់នៅតែបដិសេធអញ្ចឹងព្រមៗដែរហ្វូដូគាត់ក៏ស្រាប់តែមានកំណត់មួយដូច្នេះគាត់ក៏បានស្រាវជ្រាវនៅតាមប្រព័ន្ធអ៊ីនធឺណិតតែម្ដងហើយការស្រាវជ្រាវរបស់គាត់គឺរៀនធ្វើអំពីនំខេកដោយសារតែគាត់ក៏ចង់កាត់នំជាមួយនឹងដេសាមីមុនគេនឹងឯងដែលគាត់គឺមិនចង់កាត់នំជាមួយអ្នកដទៃមុនមនុស្សដែលខ្លួនឯងស្រឡាញ់នោះឡើយបន្ទាប់ពីស្រាវជ្រាវហើយគាត់ក៏បានសាកល្បងធ្វើនំខេកលើកដំបូងរបស់គាត់ប៉ុន្តែលើកដំបូងរបស់គាត់គឺទទួលបានបរាជ័យប៉ុន្តែហ្វូដូគាត់គឺមិនចោះចាញ់នោះទេប្រហែលថ្ងៃហ្នឹងគាត់ក៏បានចំណាយពេលទាំងអស់ដើម្បីធ្វើនំខេកចំណែកដេសាមីនៅវិញធ្វើឲ្យនេះគឺពិតជាអារម្មណ៍អត់សូវស្រួលនោះទេបន្ទាប់ពីអត់ឃើញហ្វូដូគឺបានឆាប់មកកាន់នាងនៅថ្ងៃបន្ទាប់គឺការស្ថិតនៅទីស្នាក់ការកណ្ដាលរបស់បិសាចខ្ជូកូមកចំបន្ទាប់ពីឃើញកូនចៅបិសាចជាច្រើនកំពុងតែលើបមើលទៅលើអ្វីមួយដូច្នេះពួកគេក៏បានលើបមើលដូចគ្នានៅពេលដែលលើបមើលនោះគឺធ្វើឲ្យពួកគេគឺមានការចាប់ផ្អើលជាខ្លាំងដោយសារតែឃើញវត្តមានរបស់ដេសាមីនៅពេលនោះកំពុងតែអង្គុយតែម្នាក់ឯងប៉ុន្តែចំហាយវិគារបស់នេះគឺដកកតែម្ដងដែលពួកគេគឺមិនដែលឃើញអត្តចរិតរបស់ដេសាមីនៅពេលនេះនោះឡើយតាមពិតទៅដេសាមីនៅពេលនេះនាងកំពុងតែខឹងហើយដោយសារតែហ្វូដូអត់បានឆាប់មកកាន់នាងប្រហែលថ្ងៃហើយតាំងពីពួកគេក៏បានឆ្លោះគ្នាមកបន្ទាប់មកបូស្លាក៏ចាប់ផ្ដើមកោះហៅទៅកាន់កូនចៅរបស់គាត់ដើម្បីបើកការប្រជុំត្រឹមតែមួយផ្លែតែប៉ុណ្ណោះគឺមានបិសាចជាច្រើនក៏បានមកចូលរួមនៅក្នុងការប្រជុំមួយនេះបូស្លាក៏បានធ្វើការប្រកាសតែម្ដងថានៅពេលនេះគាត់ក៏បានបង្កើតបិសាច Quantum គឺបានសម្រេចហើយដោយសារតែគាត់គឺទទួលបានជោគជ័យបែបនេះក៏អរគុណទៅកាន់ពួកគេទាំងអស់គ្នាដែរដែលបានខំប្រឹងជួយចំពោះដេសាមីនៅពេលនោះនាងក៏ស្រាប់តែស្រក់ទឹកភ្នែកដោយសារតែនាងកំពុងតែអន់ចិត្តទៅកាន់ហ្វូដូដែលមិនបានឆាប់មកកាន់នាងរីឯមកចំនៅពេលដែលឃើញដេសាមីកំពុងតែស្រក់ទឹកភ្នែកបែបហ្នឹងនាងក៏បានចូលទៅលំលងព្រមទាំងយល់ច្រឡំថាដេសាមីយំបែបនេះដោយសារតែការទទួលបានជោគជ័យរបស់ពួកគេក្នុងការបង្កើត Quantum បន្តមកទៀតយើងក៏បានឃើញថាបូស្លាក៏បានបើកដំណើរការនៅម៉ាស៊ីនរបស់គាត់មិនយូរប្រហែលការពិសោធន៍របស់គាត់ក៏ទទួលបានជោគជ័យហើយក៏បានឃើញថាមានកូនបិសាចមួយកំពុងតែនៅទីនោះហើយកូនបិសាចហ្នឹងគឺមានឈ្មោះថា Ultimate Quantum អីមិនគឺសុំហៅតែកូនបិសាចទៅឲ្យស្រួលហៅអ្នកទាំងអស់គ្នានៅពេលឃើញរូបរាងកូនបិសាចមួយហ្នឹងហើយធ្វើឲ្យពួកគេទាំងអស់គ្នាគឺមានការចាប់ផ្អើលជាខ្លាំងដោយខុសពីការរំពឹងទុករបស់ពួកគេដែលគេស្មានថាជាបិសាចដ៏ខ្លាំងក្លាអញ្ចឹងទៅតាមពិតជាកូនបិសាចសោះអាកូនបិសាចមួយហ្នឹងគ្រាន់តែចេញមកភ្លាមវាក៏ចាប់ផ្ដើមស្វាគមន៍ទៅកាន់បូស្លាមុនគេតែម្ដងមួយដៃឲ្យខ្ទាតជាងយកតែម្ដងនឹងឯងធ្វើឲ្យបូស្លានៅពេលនោះក៏អាចងើបរួចបាននោះទេដោយសារតែមួយដៃអំបីមិញនេះគឺពិតជាខ្លាំងមែនទែនរួចមកទៀតអាកូនបិសាចមួយហ្នឹងក៏ចាប់ផ្ដើមប្រើថាអំពើរបស់វាក្នុងការបំផ្លាញនៅកន្លែងទីស្នាក់ការរបស់បិសាចហ្នឹងតែម្ដងនឹងឯងបន្ទាប់ពីបំផ្លាញហើយវាក៏បានហោះចាក់ចេញពីទីនេះអំឡុងពេលហ្នឹងក៏ស្រាប់តែអាណានេះក៏បានប្រើឈុតរបស់នាងក្នុងការហោះទៅតាមកូនបិសាចមួយហ្នឹងហើយក៏បានប្រើអាតូម៉េតទៅលើកូនបិសាចមួយហ្នឹងមិនត្រឹមតែអាណានោះទេសូម្បីតែមកចំនៅពេលនោះនាងក៏បានបើកការវាប្រហារទៅកាន់កូនបិសាចមួយហ្នឹងក៏ប៉ុន្តែរកការវាប្រហាររបស់ម្ចាស់ស្ត្រីទាំងអស់ហ្នឹងគឺមិនអាចធ្វើអ្វីទៅកាន់កូនបិសាចហ្នឹងបានទេថែមទាំងវាគឺបានសោយឌឺទៅកាន់ពួកគេទាំងអស់គ្នាទៀតសូម្បីតែរកការវាប្រហាររបស់បិសាចទាំងអស់ហ្នឹងក៏មិនអាចធ្វើអ្វីបានទៀតមានអីនៅពេលនោះធ្វើឲ្យពួកគេទាំងអស់គ្នាគឺមានការភ្ញាក់ផ្អើលដោយសារតែកូនបិសាចមួយហ្នឹងក៏បានចាប់លេបទៅកាន់បិសាចខ្លាឃ្មុំខ្ជិលគោនៅពេលឃើញសង្សាររបស់ខ្លួនត្រូវបានកូនបិសាចហ្នឹងគឺបានលេបចូលបាបហ្នឹងធ្វើឲ្យនាងពិតជាស្រក់ទឹកភ្នែកមែនទែនរីឯកូនបិសាចមួយហ្នឹងនៅពេលដែលវាក៏បានលេបទៅកាន់បិសាចខ្លាឃ្មុំហើយនោះវាក៏ទទួលបានថាអំពើរបស់បិសាចខ្លាឃ្មុំរួចមកអាកូនបិសាចមួយហ្នឹងក៏បានប្រើថាអំពើរបស់បិសាចខ្លាឃ្មុំវាប្រហារទៅកាន់ពួកគេទាំងអស់គ្នានៅកន្លែងមន្ទីរមួយហ្នឹងបន្ទាប់ពីវាក៏បានវាប្រហារហើយវាក៏បានហោះចាក់ចេញពីទីនេះកាប់បង្ហាញមកកន្លែងហ្វូដូនៅវិញនៅពេលនេះគាត់ក៏បានធ្វើនំខេករបស់គាត់គឺទទួលបានជោគជ័យហើយដែលគាត់គឺមានបំណងថាយកនំខេកមួយនេះក្នុងការកាត់ជាមួយនឹងដេសាមីភ្លាមនឹងដែរសាស្ត្រាចារ្យក៏បានមកប្រាប់ទៅកាន់ហ្វូដូថានៅថ្ងៃនេះគឺជាថ្ងៃដែលឯងគឺត្រូវតែថតពាណិជ្ជកម្មជាមួយនឹងស៊ីរ៉ាម៉ូតូហើយត្រឡប់មកកន្លែងដេសាមីនៅវិញនៅពេលនេះនាងគឺអត់មានអារម្មណ៍ក្នុងការប្រយុទ្ធនោះទេដោយសារតែនាងក៏បានសម័យនៅពេលដែលហ្វូដូក៏បានកាត់នំខេកជាមួយនឹងស៊ីរ៉ាម៉ូតូចំពោះហ្វូដូនៅពេលនោះក៏កំពុងតែព្យាយាមតាក់ទងទៅកាន់ដេសាមីដើម្បីពួកគេទាំងពីរនេះក៏បានកាត់នំមុននឹងឯងក៏ប៉ុន្តែបើជាដេសាមីនាងក៏បានប្រើអត្តចរិតគឺខ្មើដាក់ជាមួយនឹងហ្វូដូតែម្ដងថែមទាំងចុចបិទលេខរបស់ហ្វូដូទៀតនៅកន្លែងទីស្នាក់ការកណ្ដាលរបស់បិសាចនៅវិញនៅពេលនេះពួកគេក៏មិនអាចធ្វើអ្វីបានទៀតទេដោយសារតែវាខ្ទេចខ្ទីដូចខ្ទឹមហើយហ្នឹងមិនត្រឹមតែប៉ុណ្ណោះទេពួកវានឹងគឺអត់មានអំណាចក្នុងការទប់ទល់ជាមួយនឹងកូនបិសាចមួយហ្នឹងចំណែកហ្វូដូនៅវិញនៅពេលនេះក៏ពិតជាពិបាកចិត្តខ្លាំងណាស់ដោយសារតែក៏បានព្យាយាមតាក់ទងទៅកាន់ដេសាមីដែរប៉ុន្តែដេសាមីនេះក៏បានចុចបិទរហូតមិនយូរប្រហែលក្នុងការផ្សាយពាណិជ្ជកម្មក្នុងការកាត់នំជាមួយនឹងស៊ីរ៉ាម៉ូតូក៏ចាប់ផ្ដើមបើទោះបីជាអញ្ចឹងក៏ដោយហ្វូដូនៅពេលនោះក៏អត់មានអារម្មណ៍នៅក្នុងខ្លួននោះទេភ្លាមនឹងដែរក៏ស្រាប់តែនៅកន្លែងព្រះវិហារហ្នឹងក៏រងការបំផ្លិចបំផ្លាញអំពីសំណាក់របស់កូនបិសាចធ្វើឲ្យមនុស្សគ្រប់គ្នាដែលនៅទីនោះក៏ចាប់ផ្ដើមរត់ដាក់មេប្រូចទាំងឯងចំពោះហ្វូដូក៏មានការ
ភាពអាខ្លាំងណាស់ដោយសារតែគាត់ក៏បានឃើញវត្តមានរបស់កូនបិសាចដោយសារតែគាត់ក៏មិនដែលធ្លាប់ជួបទេស្របពេលនឹងដែរក៏ស្រាប់តែមានសារព័ត៌មានកំពុងតែផ្សាយបន្តផ្ទាល់អំពីការប្រយុទ្ធមួយនេះចំពោះ Fudo នៅពេលនោះគាត់ក៏បានប្រាប់ទៅកាន់ស៊ីរ៉ាម៉ូតូថាទៅរកកន្លែងសុវត្ថិភាពទៅបន្ទាប់ពីការចាត់ចែងរបស់ស៊ីរ៉ាម៉ូតូគាត់ក៏បានឈុលទល់ទល់ជាមួយនឹងកូនបិសាចមួយហ្នឹងគណៈពេលនឹងដែរ Fudo គាត់ក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីគាត់ក៏បានឃើញខ្ញុំភេទរបស់គាត់គឺត្រូវបានខ្ទេញអំឡុងពេលនឹងដែរក៏សមាជិក Super Sentai ទាំងអង្គក៏បានមកដល់ទីនេះហើយឥឡូវនេះសមាជិក Super Sentai ក៏បានមកជុំគ្នាហើយពួកគេទាំងអស់គ្នាក៏មិនចាំយូរដែរក៏ចាប់ផ្ដើមប្រាកលាខ្លាចជា Super Sentai តាមទម្រង់របស់ពួកគេピスタチオ落としてきたで出会えてたជាចុងក្រោយយើងក៏បានឃើញថាក្រុម Super Sentai ទាំង5រូបហ្នឹងគឺមិនអាចយកឈ្នះទៅកាន់កងបិសាចនឹងបានទេហើយសភាពរបស់ពួកគេម្នាក់ៗពិតជាទ្រុឌទ្រោមមែនទែនភ្លាមនឹងដែរក៏ស្រាប់តែវត្តមានរបស់ម៉ាចម៉ាហើយនៅខ្ជូកូក៏បានមកដល់ទីនេះប៉ុន្តែបែរជាគោលដៅរបស់ពួកគេនៅពេលនេះបែរជាសម្ដៅទៅកាន់កងបិសាចទៅវិញខ្ជូកូនេះពិតជាគុំទៅកាន់កងបិសាចនឹងមែនទែនដោយសារតែកងបិសាចមួយហ្នឹងក៏បានលើអាប៉ែបិសាចខ្លាឃ្មុំនឹងឯងដូច្នេះនេះក៏បានប្រាប់ថាអំពើរបស់នាងដែលជាដៃហ្នឹងក៏បានវាប្រហារទៅកាន់កងបិសាចមួយហ្នឹងហើយថែមទាំងចាប់ចងទៀតម៉ាចម៉ានេះក៏បានឆ្មក់ពីក្រោយខ្នងដើម្បីវាប្រហារទៅកាន់កងបិសាចប៉ុន្តែកងបិសាចមួយហ្នឹងក៏បានរើពីចំណងរួចក៏បានវាប្រហារទៅកាន់ម៉ាចម៉ាបុកគ្នាជាមួយនឹងខ្ជូកូមិនត្រឹមតែប៉ុណ្្នឹងទេអាកងបិសាចមួយហ្នឹងក៏បានចាប់ខ្ជូកូដើម្បីលើបចូលទៅក្នុងពោះទៀតម៉ាចម៉ាពិតជាខឹងខ្លាំងណាស់ហើយក៏បានស្ទុះវាប្រហារជាលើកទី2ប៉ុន្តែត្រូវបានជាប់ចំណងបាត់ទៅហើយដោយសារតែកងបិសាចមួយហ្នឹងវាទទួលបានថាមពលរបស់ខ្ជូកូនឹងឯងគណៈពេលហ្នឹងដែរក៏ស្រាប់តែកងបិសាចមួយហ្នឹងក៏បានកលេចឃើញនំខេកដូច្នេះវាក៏បានយកនំខេកមួយហ្នឹងយកមកស៊ីទាំងអស់ហ្នឹងតែម្ដងបន្ទាប់ពីវាក៏បានស៊ីនំខេកហើយនោះរូបរាងកាយរបស់វាគឺកាន់តែធំទៅនិងមានសភាពដូចជានំខេកអញ្ចឹងស្របពេលហ្នឹងដែរដេសមីនេះក៏បានមកដល់ទីនេះប៉ុន្តែនាងអត់ហ៊ានចូលនោះទេដែលនាងក៏បានស្រឡឹងមើលទៅកាន់ Fudo ពីចម្ងាយជាភាសាអាកន្លែងដែលនាងកំពុងតែនៅហ្នឹងគឺជាកន្លែងនំខេករបស់ Fudo ដែលគាត់ក៏បានធ្វើហើយក៏បានឆ្លាក់ឈ្មោះរបស់ដេសមីជាមួយនឹងគាត់គ្រាន់តែឃើញចឹងភ្លាមធ្វើឲ្យដេសមីនៅពេលនោះនាងក៏បានដឹងភ្លាមតែម្ដងតែពិតទៅ Fudo ក៏បានធ្វើអ្វីគ្រប់យ៉ាងដើម្បីកប់ចិត្តនាងកាប់បង្ហាញមកកន្លែង Super Sentai នៅវិញសាស្ត្រាចារ្យក៏បានតាក់ទងមកកាន់ Fudo ហើយប្រាប់ទៅកាន់ Fudo ថានៅពេលនេះពួកគេគួរតែប្រើបង្គំអាវុធរបស់ពួកគេទាំង5ដើម្បីរួមចូលគ្នាទៅអេមីងសុំទោសចំពោះការបញ្ចូលសលេងមែនតើអត់សូវបានល្អនោះទេដោយសារតែអេមីងកំពុងតែឈឺបំពង់កអញ្ចឹងហើយក្នុងការនិយាយអីហ្នឹងគឺពិបាកខ្លាំងណាស់បើទោះបីជានិយាយចេញក៏ដោយប៉ុន្តែសលេងហ្នឹងវាអត់សូវល្អវារៀងស្អកអីចឹងណាអញ្ចឹងហើយអេមីងពិតជាសុំទោសមែនតើណាបន្ទាប់មកក្រុម Super Sentai ទាំង5រូបក៏បានបង្គំអាវុធរបស់ពួកគេចូលគ្នាតែម្ដងជាភាសាការបង្គំអាវុធមួយនេះពួកគេគឺទទួលបានជោគជ័យដោយសារតែពួកគេក៏បានរៀប item រួចរាល់ហើយហ្នឹងសិតតែ item តាមពិតទៅ item បង្គំក្នុងការប្រើអាវុធសោះប៉ុន្តែមិនទាន់ដឹងអីផងក៏ស្រាប់តែសមាជិកទាំង4រូបរបស់ Fudo ហ្នឹងគឺត្រូវបានគេចាប់ជាប់បាត់ទៅហើយដែលជាកូនបិសាចហើយ Fudo នៅពេលនេះក៏មិនអាចប្រើអាវុធហ្នឹងបានទេដោយសារតែគាត់គឺមានរបួសស្មាខាងឆ្វេងក៏ប៉ុន្តែអំឡុងពេលហ្នឹងធ្វើឲ្យ Fudo នៅពេលនោះគាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឃើញវត្តមានរបស់ Desumi នេះក៏បានចេញមកជួយទៅកាន់ Fudo នឹងឯងក្នុងការប្រើប្រាស់អាវុធមួយហ្នឹង Desumi នៅពេលនោះនេះក៏បានធ្វើការសុំទោសទៅកាន់ Fudo ដែលនេះគឺមានអត្តចរិតអាត្មានិយម Fudo ក៏អត់ថាអីនោះទេដោយសារតែនោះក៏ជាបញ្ហារបស់គាត់ផងដែរនិយាយទៅស្នេហារបស់ពួកគេនៅកន្លែងណាក៏ស្វីតផងដែរគឺពិបាកតែអ្នកមើលទេ single ហើយមើលតែរឿងស្វីតអញ្ចឹងហើយការបង្ហាញខ្លួនរបស់ Desumi ដែលជួយសង្គ្រោះទៅកាន់ Fudo បានហ្នឹងធ្វើឲ្យសារព័ត៌មានកំពុងតែផ្សាយបន្តផ្ទាល់គឺមានការភ្ញាក់ផ្អើលរីមកគូស្នេហ៍ទាំងពីរនាក់ក៏កំពុងតែត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធគ្នាជាមួយនឹងកូនបិសាចនៅទីបំផុតអ្នកទាំងពីរគឺអាចយកឈ្នះទៅកាន់កូនបិសាចមួយនឹងហើយរីឯអ្នកកំពុងតែមើល live បន្តផ្ទាល់ហ្នឹងក៏កំពុងតែអបអរទៅកាន់ពួកគេទាំងពីរនាក់ចំណាយបិសាចខ្លាចខ្មុំហើយខ្ជូកូនៅពេលនេះពួកគេក៏បានចេញមកដល់ខាងក្រៅវិញហើយក្រោយពីព្រឹត្តិការណ៍នេះគឺត្រូវបានបញ្ចប់អ្នកទាំងពីរក៏បានអង្គុយនិយាយសាកសងជាមួយគ្នាដូចសម័យនេះក៏បានសួរទៅកាន់ Fudo ផងដែរថានំខេកមួយហ្នឹង Fudo គឺជាអ្នកធ្វើមែន Fudo ក៏បានប្រាប់តែម្ដងថានំខេកមួយនេះហើយគឺជាស្នាដៃរបស់គាត់ក្នុងការធ្វើប៉ុន្តែអំឡុងពេលហ្នឹងក៏ស្រាប់តែកងបិសាចមួយហ្នឹងវាមិនទាន់ស្លាប់ឯណាដែលវាក៏បានបង្ហាញខ្លួនជាតម្រង់កងងាថែមទាំងហៅទៅកាន់ពួកគេថាជាម៉ាក់ហើយនឹងប៉ាទៀតធ្វើឲ្យពួកគេទាំងពីរនាក់នៅពេលនោះឡើងកៀងអស់ទៅហើយឆ្លៀពេលនោះសារព័ត៌មានគឺចង់ទៅសម្ភាសជាមួយនឹង Fudo ហើយនឹង Desumi ក៏ប៉ុន្តែនៅពេលដែលទៅដល់ហ្នឹងគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែ Desumi នេះក៏បានវាប្រហារទៅកាន់ Fudo ឡើងស្លាប់បាត់ទៅហើយហ្នឹងធ្វើឲ្យសារព័ត៌មាននៅពេលនោះក៏អត់ពាក្យនិយាយផងដែរដំបងឡើយនេះក៏បានគិតថាម្ចាស់ស្ត្រីបិសាចហើយនឹង Fudo គឺបានស្រឡាញ់គ្នាអញ្ចឹងណាឬក៏ពួកគេទាំងពីរនាក់គឺត្រូវរើគ្នាអញ្ចឹងទៅ Desumi នាងនៅតែបន្តសម្ដែងក្នុងការប្រយុទ្ធគ្នាជាមួយនឹង Fudo ដូចជាការលើកមុនអញ្ចឹងព្រលាមនឹងដែរក៏ស្រាប់តែកងបិសាចមួយហ្នឹងក៏បានហៅទៅកាន់ Desumi ថាជាម៉ាក់ធ្វើឲ្យ Desumi នៅពេលនោះឡើងអស់ពីនិយាយហើយរួចមកនេះក៏បានយកកងប
3សាច់មួយហ្នឹងដើម្បីទៅប្រគល់ឲ្យទៅកាន់បូស្លាវិញជាពិសេសមុនពេលដែលនាងក៏បានចាក់ចែកទៅហ្នឹងនាងក៏បាននិយាយជាមួយនឹងហ្វូដូផងដែរថាពួកគេនឹងត្រឡប់ជួបគ្នាម្ដងទៀតមិនយូរបានកុំ3សាច់មួយហ្នឹងក៏បានធ្លាក់នៅក្នុងដៃរបស់បូស្លាវិញហើយធ្វើឲ្យបូស្លានៅពេលនោះពិតជាសប្បាយចិត្តខ្លាំងណាស់ការបង្ហាញមកកន្លែងយូរ៉ាមីនៅវិញនៅពេលនេះនាងពិតជាខិតខំប្រឹងប្រែងមែនតើក្នុងការហាត់ឲ្យខ្លាចទៅជាអ្នកខ្លាំងដូចជាបងស្រីរបស់នាងរីឯគូស្នេហ៍ទាំងពីរនាក់នៅវិញពួកគេទាំងពីរនាក់នៅតែបន្តសកម្មភាពក្នុងការលួចលាក់ក្នុងការជួបគ្នាដដែលហើយសាច់រឿងរបស់យើងក៏ដល់ទីបញ្ចប់នៅត្រង់នេះផងដែរអូខេអ្នកគ្នាសាច់រឿងរបស់យើងរដូវកាលទី1សាច់រឿងមួយនេះគឺត្រូវបានបញ្ចប់ហើយតេទៅរដូវកាលទី2វិញអត់មានអត់ដឹងនោះទេជាចុងក្រោយមានតែព្យាយាមពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាកជីវិតកាន់ធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាភ្លាមៗបាយបាយ